ជំរាបសួរអ្នកបាទថ្ងៃនេះ admin បានថាណាបានលើកយករឿងថ្មីមួយដើម្បីមកសម្រាយរឿងថ្មីរបស់យើងហ្នឹងគឺជារឿង PBL បែបថៃដែលមានចំណងជើងថា I feel you linger in the air ដែល admin សូមដាក់ចំណងជើងវាថាស្នេហ៍ពិតក្នុងអតីតកាលហើយសាច់រឿងរបស់យើងណាមានសម័យលាយជាមួយនឹងបុរាណដោយសារតែតួអង្គចោមរបស់យើងណាបានឆ្លងអតីតកាលពិតរបស់គាត់នៅឯអតីតកាលឈ្មោះថាខុនឆៃចំណែកស្នេហ៍បច្ចុប្បន្នរបស់គាត់ណាគឺគេក្បត់បោកប្រាស់គាត់ទេហើយសាច់រឿងពេញរបស់យើងណាគឺមាន12ភាគពេលដែល admin យកមកសម្រាយនេះគឺគេបានចេញបាន6ភាគហើយអ្វីដែលសំខាន់នោះគឺនៅសល់6ភាគទៀតដោយមួយសប្តាហ៍ហ្នឹងគេចេញមួយភាគហើយកុំឲ្យចំណាយពេលយូរ admin ធ្វើការសម្រាយរឿងភាគទី1ដូចតទៅដែលភាគទី1ហ្នឹងគឺនិយាយពីតួអង្គសម័យរបស់យើងណាគឺឈ្មោះចោមដោយពេលនេះចោមកំពុងតែស្ថិតក្នុងសូបិនដែលគាត់បានសូបិនឃើញគាត់នៅក្នុងផ្ទះបុរាណមួយកន្លែងហើយផ្ទះបុរាណនោះគាត់មិនដែលស្គាល់នោះទេបន្ទាប់មកទៀតគាត់ក៏បានឮសូរសំឡេងបរិសុទ្ធ2នាក់គាត់ក៏បានដើរទៅមើលថាសំឡេងនោះគឺជាសំឡេងរបស់អ្នកណាប៉ុន្តែគ្មានទេអ្នកទាំងអស់គ្នាក្នុងសូបិនរបស់ចោមណាគាត់បានឃើញគាត់ណាកំពុងតែគេងជាមួយបរិសុទ្ធម្នាក់ទៀតដែលគាត់មិនស្គាល់នោះទេនៅពេលដែលគាត់បានឃើញព្រឹត្តិការណ៍បែបនោះគាត់បានឃើញរូបរាងរបស់គាត់គេងជាមួយនឹងបរិសុទ្ធម្នាក់ទៀតដោយនេះគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងសូបិនហ្នឹងពេលដែលគាត់បានឃើញបែបនោះហើយណាទ្វារហ្នឹងក៏បានបិទបន្ទាប់មកទៀតគាត់ក៏បានដើរចូលទៅក្នុងបន្ទប់ហ្នឹងដែរដើម្បីស្វែងរកថាពីរអ្នកហ្នឹងជាអ្នកណាឲ្យពិតប្រាកដពេលដែលគាត់បានចូលទៅដល់ក្នុងបន្ទប់ណាគាត់ឃើញរូបរាងរបស់គាត់ម្នាក់ទៀតណាដូចជាចោមបែបបិទហ្នឹងក៏បានមើលមកគាត់ដែរនៅពេលដែលអ្នកទាំងពីរបានឃើញគ្នាបែបនេះភ្ញាក់ផ្អើលទាំងសងខាងតែ admin ណាមិនដឹងថាចោមក្នុងរឿងហ្នឹងមានមួយឬក៏ពីរនោះទេតែបន្តមកទៀតតួឯកប្រុសរបស់យើងណាក៏បានឃើញពួកគេទាំងពីរដែរគាត់ក៏ភ្ញាក់ផ្អើលដែរខណៈពេលដែលឃើញគ្នាទាំង3នាក់ហើយនោះចោមក៏បានភ្ញាក់ពីសុបិនរបស់គាត់ទៅតែសបិននោះបានដកចូលក្នុងអារម្មណ៍គាត់ជានៃគាត់ចាំមិនភ្លេចនោះទេថ្ងៃឡើងហ្នឹងគាត់បានធ្វើដំណើរទៅក្រុងឈៀងម៉ៃដើម្បីបំពេញការងាររបស់គាត់គឺជាអ្នកជួសជុលផ្ទះបុរាណអាចថាជាស្ថាបត្យកម្មអ្នកទាំងអស់គ្នាតែ admin អត់សូវច្បាស់ទេពេលដែលគាត់ទៅដល់ផ្ទះបុរាណណាគាត់បានឃើញរូបថតហ្នឹងគឺជាបុរសដែលគាត់បានសុបិនឃើញកាលពីយប់មិញ admin សូមធ្វើការណែនាំបន្តិចបុរសដែលគាត់សុបិនឃើញកាលពីយប់មិញណាឈ្មោះថាខុនឆៃណាគឺជាពូប្រេងជាមួយនឹងគាត់ក្នុងអតីតកាលពេលនេះមេរបស់គាត់បានខលមកគាត់ហើយដោយសារតែចោមហ្នឹងគាត់មិនពេញចិត្តនឹងការងារនៅឈៀងម៉ៃនឹងទេដោយសារឆ្ងាយពីអាផាតមិនរបស់គាត់រស់នៅដែលលោកពូម្នាក់នេះឈ្មោះថាពូតានណាអ្នកគ្រប់គ្រងផ្ទះហ្នឹងគាត់ក៏បានហៅចោមណាទៅខាងលើហៅចោមមកបើកហឹបដោយសារតែម្ចាស់ផ្ទះណាឈ្មោះថាខុនជីងហ្នឹងគាត់មកនៅផ្ទះនោះទេដែលចោមបានបើកហឹបណាទាំងងាយស្រួលទាំងដែលគាត់មិនមានកូនសៅនោះទេតែក្នុងហឹបនោះមានរូបគំនូរ 4-5 សន្លឹកណាគឺជាស្នាដៃរបស់ចោមជាអ្នកគូពេលដែលគាត់ឆ្លងពេលវេលាទៅអតីតកាលប៉ុន្តែពេលនេះគាត់មិនបានដឹងនោះទេពេលធ្វើការរបស់ចោមក៏បានចប់ទៅពេលនេះចោមក៏ត្រឡប់ទៅអាផាតមិនរបស់គាត់វិញបែប friend របស់គាត់បានខលមកឈ្មោះថាសមជីកហ្នឹងគឺជាមិត្តស្និទ្ធស្នាលរបស់ចោមពេលដែលពួកគេកំពុងតែសន្ទនាបានបន្តិចនោះទៅទូរស័ព្ទចោមក៏បានរលឡើងដោយសារតែពូតាហ្នឹងបានខលហៅចោមទៅមើលផ្ទះបុរាណនោះដោយសារតែផ្ទះបុរាណហ្នឹងបានលិចទឹកហើយគឺលិចទឹកដោយសារតែទឹកភ្លៀងធំខ្លាំងពេកហ្នឹងធ្វើឲ្យដើមឈើបាក់រលំលើផ្ទះហើយពូតាណាបានសួរសំណួរចម្លែកទៅកាន់ចោមពូតាបានសួរថាតើយប់មិញអ្នកស្នាក់នៅទីនេះមែនទេខ្ញុំបានឮសំឡេងអ្នកស្រែកហៅខ្ញុំចោមក៏បាននិយាយថាអត់ទេខ្ញុំមិនបាននៅទីនេះទេពូច្រឡំហើយដល់ពេលនេះចោមញញឹមស្រស់ដោយសារតែសង្សាររបស់គាត់បានត្រឡប់មកពីអង់គ្លេសវិញហើយសង្សាររបស់គាត់ឈ្មោះថាអូមតែចោមព្រមរងចាំអូមរយៈពេល4ឆ្នាំហើយដោយសារតែអូមទៅសិក្សានៅឯបរទេសពេលដែលចោមមកដល់អាផាតមិនរបស់គាត់គាត់បានស្រមៃឃើញកាលពី2ឆ្នាំមុនដែលបានថាអូមបានត្រឡប់មកម្ដងតែពួកគេសន្និដ្ឋានជាមួយគ្នាខ្លាំងណាកាលពី2ឆ្នាំមុនហ្នឹងពួកគេបានមានក្តីសម័យថានឹងសាងសង់ផ្ទះនេះនៅជាមួយគ្នាផងដែរដែលពួកគេបាននិយាយគ្នានឹងសន្យាជាច្រើនជាមួយគ្នាផងដែរចំណែកឯអូមក៏បាននិយាយថាតើចោមអាចរងចាំខ្ញុំរយៈពេល2ឆ្នាំទៀតបានទេខ្ញុំទៅរៀននៅអង់គ្លេសពេលដែលខ្ញុំរៀនចប់គឺយើងមកបំពេញក្តីស្រមៃរបស់យើងទាំងពីរនាក់ចោមក៏និយាយថាមានអីខ្ញុំអាចចាំបានតែពួកគេទាំងពីរនាក់ហ្នឹងក៏ស្វីតជាមួយគ្នាអោបរឹតគ្នាពេញហ្នឹងទៅដែលនេះគ្រាន់តែជាអតីតកាលរបស់ចោមនោះទេប៉ុន្តែបច្ចុប្បន្នរបស់ចោមគឺថាពេលចោមបានបើកទ្វារមកចោមក៏បានប្រទះឃើញអូមជាមួយនឹងវ៉ាលីរបស់គាត់ចំណែកអូមមិនសូវជាសប្បាយចិត្តនោះទេចោមពេលដែលឃើញអូមខានជួបគ្នា2ឆ្នាំហើយគាត់ក៏បានរត់ទៅអោបជាមួយនឹងអូមពេលនេះចោមក៏មិនក្តីសោកខ្លាគាត់គិតថាអូមបានត្រឡប់មកវិញហើយអូមជប់បាយពីគាត់ទៀតហើយអូមក៏បាននិយាយទៅកាន់ចោមថាខ្ញុំមានរឿងមួយចង់ប្រាប់ចោមខ្ញុំបានរៀបការហើយចោមបាយអ្នកទាំងអស់គ្នាចោមទទួលយកមកបាននៅឈ្មោះជាសង្សារសុកគេមកប្រាប់ថាគាត់រៀបការបាត់ហើយនឹងចោមក៏បាននិយាយទៅកាន់អូមថាអូមតែអ្នកកំពុងតែនិយាយពីអ្វីហ្នឹងអូមក៏បានរៀបរាប់ពីទុកលំបាករបស់គាត់ពេលដែលគាត់សិក្សានៅក្រៅប្រទេសហ្នឹងគាត់មិនស្គាល់អ្នកណាម្នាក់នោះទេគាត់ពិតជាឯកាខ្លាំងណាស់ប៉ុន្តែមាននារីម្នាក់ហ្នឹងមកលួងលោមគាត់ហើយក៏បានធ្វើល្អយកចិត្តទុកដាក់ថែរក្សាគាត់ទាំងដែលគាត់គ្មានស្គាល់អ្នកណាម្នាក់នោះទេហើយទំនាក់ទំនងនោះបានប្រែក្លាយជាស្នេហាអូមក៏បានធ្វើការសំទោសទៅកាន់ចោមដែរចោមក៏បានសួរថាស្នេហាហើយចុះខ្ញុំ
ខ្ញុំជាសង្សាររបស់អូមលោកក៏បានសួរទៅកាន់អូមថាតើអ្នកអាចលេងស្រឡាញ់ខ្ញុំទៀតហើយមែនទេអូក៏បាននិយាយថាខ្ញុំមិនចង់ឲ្យរឿងនេះបានកើតឡើងទេប៉ុន្តែខ្ញុំបានរៀបការរួចទៅហើយអូក៏បាននិយាយថាចំឲ្យខ្ញុំសុំទោសផងណាសង្ឃឹមថាអ្នកអាចរកបានមនុស្សល្អជាងខ្ញុំពេលដែលអូមបានសុំទោសទៅកាន់ចំហើយនោះអូមក៏បានរៀបចំវ៉ាលីចាក់ចេញទៅប៉ុន្តែចំយើងក៏បានរត់តាមអូមចោមរត់តាមអូមដើម្បីនិយាយគ្នាឲ្យច្បាស់បើនិយាយគ្នាមិនច្បាស់នោះទេចោមមិនអាចកាត់ចិត្តចេញពីអូមបានទេហើយពេលនោះដែរអូមក៏បានច្រានចោមឲ្យទៅដួលទៅលើដីអូនក៏បានស្រែកដាក់ចោមថាឲ្យចោមសម្រួលអារម្មណ៍ឲ្យស្ងប់ស្ងាត់សិនទៅចាំមកនិយាយគ្នាជាមួយនឹងគាត់ចោមក៏បានស្រែកតែឈឺចាប់ទៅកាន់អូមវិញថាឲ្យខ្ញុំស្ងប់ស្ងាត់ចាំងដូចម្ដេចទៅតែអ្នកមិនគិតទេថារយៈពេល2ឆ្នាំនេះខ្ញុំរស់នៅខ្ញុំរងចាំអ្នកតែអ្នកអត់បានគិតថាខ្ញុំឯកាខ្លះទេ2ឆ្នាំហ្នឹងមកក៏បានយំបណ្ដាស្រ័យបណ្ដាក៏បាននិយាយទៀតថារយៈពេល2ឆ្នាំចុងក្រោយហ្នឹងខ្ញុំអាចធ្វើបានខ្ញុំរងចាំអ្នកតែហេតុអ្វីក៏អ្នករៀបការចោលខ្ញុំអ្នកភ្លេចពាក្យសន្យារបស់អ្នកចំពោះខ្ញុំហើយហេតុអ្វីក៏អ្នកមិនគោរពពាក្យសន្យារបស់អ្នកតែតែខ្ញុំនេះខំគោរពពាក្យសន្យារបស់អ្នកខ្ញុំរងចាំអ្នកតែខ្ញុំបានធ្វើអ្វីខុសមែនអូមហេតុអ្វីក៏អ្នកចាក់ចេញពីខ្ញុំស្ងាត់បែបហ្នឹងដោយពេលនេះប្រពន្ធរបស់អូមក៏បានចុះពីលើឡាននាងមានពោះធំបាត់ទៅហើយហ្នឹងតែចោមបានឃើញប្រពន្ធរបស់អូមចោមនិយាយអ្វីមិនចេញនោះទេហេតុអ្វីក៏អូមក្បត់គាត់រហូតដល់ថ្នាក់ពោះធំបែបនេះនិយាយរួមទៅចោមពេលនេះគាត់ចិត្តមិនដាច់នោះទេប៉ុន្តែឃើញបែបហ្នឹងគាត់ក៏លាលែងដៃចេញពីស្នេហារបស់គាត់នឹងទៅដែលបណ្ដោយឲ្យមនុស្សក្បត់គាត់ហ្នឹងឲ្យចាក់ចេញពីជីវិតរបស់គាត់ទៅគាត់ព្យាយាមកាត់ចិត្តដែរការកាត់ចិត្តភ្លាមនោះវាមិនងាយស្រួលទេអនុស្សាវរីយ៍របស់គាត់មានច្រើនជាមួយគ្នាខ្លាំងមែនតើចោមបានព្យាយាមគោរពពាក្យសន្យាចិត្តរបស់គាត់ជាមួយនឹងអូមចំណែកអូមវិញមិនគោរពពាក្យសន្យានោះទេក៏បានលួចរៀបការចោលគាត់បាត់ទៅហើយចោមគាត់ពិបាកចិត្តខ្លាំងពេកណាគាត់ក៏បានទៅផឹកស៊ីនៅផាប់មួយកន្លែងដើម្បីបំភ្លេចអូមខណៈពេលនោះដែរមានបរិមម្នាក់ហ្នឹងក៏បានចាប់អារម្មណ៍ទៅលើចោមដែលឃើញចោមស្វឹងខ្លាំងពេកណាគាត់ក៏ទៅក្បែរចោមពេលនេះចោមកំពុងតែស្រមៃហើយស្រមៃឃើញអូមនៅពេញ LED ក្នុងក្លឹបហ្នឹងអូមក៏បាននិយាយថាចោមខ្ញុំប្រាប់អ្នករឿងមួយខ្ញុំស្រឡាញ់អ្នកចោមបានប្រងរងចាំអូមរយៈពេល4ឆ្នាំពេលដែលពេលវេលាមកដល់ណាពួកគេទាំងពីរនាក់ត្រូវបានជួបគ្នាហើយប៉ុន្តែមិនបានជួបគ្នាទេគឺដោយសារតែអូមណាលួចក្បត់ចោមមិនឲ្យចោមដឹងទេនៅពេលដែលឲ្យចោមដឹងណាគឺដាច់ផ្ងាតែម្ដងចោមដោយពេលនេះចោមស្វឹងខ្លាំងពេកមិនអាចគ្រប់គ្រងស្មារតីរបស់ខ្លួនឯងបានទេបរិមម្នាក់ហ្នឹងក៏រកចាប់ចោមទៅដេកប៉ុន្តែចោមមិនព្រមទេគាត់ក៏បានលោតចោលពីលើឡានបានធ្វើឲ្យបរិមម្នាក់ហ្នឹងបានវាយចោមថែមទៀតពេលនេះដែរចោមជន់ទុកលើទុកហើយកំសត់ខ្លាំងណាស់ទើបតែបាយសង្សារផងពេលនេះត្រូវបានគេមកវាយទៀតបន្តមកទៀតគាត់ក៏បើកឡានទៅអាផាតមិនរបស់គាត់វិញពេលដែលគាត់បានបើកឡាននោះគាត់បើកក្នុងលបឿនយ៉ាងលឿនប៉ុន្តែគាត់ស្រវឹងបណ្ដាហើយយំបណ្ដាទៀតគាត់សែតខ្លាំងពេកគាត់យំគាត់ស្រែកពេញឡានហ្នឹងទៅខណៈពេលដែលគាត់កំពុងតែបើកឡានហ្នឹងមិត្តភក្តិរបស់គាត់សមជីបហ្នឹងបារម្ភពីគាត់ដែរគេក៏បានខលមកគាត់ពេលនោះដែរគាត់មិនទាន់បានទទួលការខលរបស់សមជីបទេគ្រោះថ្នាក់ចរាចរណ៍ក៏បានកើតមានឡើងដែលគាត់រវល់តែមើលទូរស័ព្ទនោះរថយន្តរបស់គាត់ក៏បានបើកខកន្លងចូលកន្លងទៅខាងស្ដាំដែលបុកគ្នានោះគឺនៅលើស្ពានដែលធ្វើឲ្យគាត់ខ្ទាតចូលក្នុងទន្លេគាត់កំពុងតែស្រវឹងឡើងជោគជាំពេលនេះខ្ទាតចូលក្នុងទន្លេទៀតពេលដែលគាត់បានធ្លាក់ចូលក្នុងទន្លេហ្នឹងគាត់ក៏បានបើកចិត្តអធិដ្ឋាននិយាយពាក្យមួយចំនួនផងដែរគាត់បាននិយាយថាខ្ញុំសូមបើកចិត្តអធិដ្ឋានឲ្យជីវិតរបស់គាត់ចុងក្រោយបន្ទាប់ពីការស្លាប់មួយនេះឲ្យមានជីវិតប្រសើរជាងនេះពេលនោះក៏ឃើញបរិមម្នាក់ហ្នឹងហែលមកពីក្រោមទឹកហ្នឹងក៏បានជួយសង្គ្រោះចោមរੂរៀនរបស់គាត់ដូចជាខ្លួនយាយប៉ុន្តែការតែងខ្លួនរបស់គាត់ដូចជាវិញ្ញាណមួយអញ្ចឹងដែលមានមហិទ្ធិឫទ្ធិមានទេអ្នកទាំងអស់គ្នាគាត់តែមកជួយសង្គ្រោះហ្នឹងក៏បានថើបមាត់គ្នាដែរនិយាយទៅដូចមនុស្សស្រឡាញ់គ្នាតាំងពីកាលបន្តមកទៀតគាត់ក៏បានរុញចោមមកទៅខាងលើចោមពេលនោះក៏បានហែលទៅមាត់ច្រាំងទៅពេលដែលចោមហែលទៅដល់មាត់ច្រាំងហើយនោះគាត់ក៏បានស្រវៃស្រវាឡើងទៅដល់គោកទៅពេលនេះចោមបានឆ្លងពេលវេលាទៅកាន់សម័យបុរាណហើយអ្នកទាំងអស់គ្នាដោយសារតែគ្រោះថ្នាក់ចរាចរណ៍មួយនឹងការអធិដ្ឋានរបស់គាត់បរិមម្នាក់នេះឈ្មោះថាមីណាគឺជាមិត្តភក្តិរបស់គាត់នៅឯសម័យបុរាណដោយសារតែចោមបានឡើងទៅលើគោកណាគឺក្រោមផ្ទះរបស់មីដែលធ្វើឲ្យមីក៏បានមកសួរចោមតែអ្នកជាពីណាគេហើយអ្នកមកពីណាដែរឬមួយក៏អ្នកជាក្រុមឧក្រិដ្ឋកម្មដែលមកពីបរទេសដោយចោមកំពុងតែស្រវឹងមិនទាន់ស្វាហោហ្នឹងអត់បានឆ្លើយជាមួយនឹងមីទេមីក៏បានចាប់ចោមមករុនយកដើម្បីសួរប៉ុន្តែគ្មានទេពេលនោះចោមក៏បានក្អួតទៅលើមីទៅការស្រវឹងរបស់ចោមណាស្រវឹងឆ្លងពេលវេលាហ្នឹងអត់ទាន់ស្វាងទៀតណាហើយពេលនោះមីក៏បានយកចោមណាទៅគេងនៅផ្ទះរបស់គេទៅដើម្បីជួយសង្គ្រោះចោមហើយពេលនេះដែរម្ដាយរបស់មីនិងមីហ្នឹងបានសន្ទនាគ្នាដោយវិភាគទៅលើរូបរាងរូបសម្បត្តិរបស់ចោមហើយពួកគេទាំងពីរនាក់ហ្នឹងក៏បានគិតថាចោមមិនមែនជាប្រជាពលរដ្ឋធម្មតានោះទេដោយតាមរូបសម្បល់និងការស្លៀកពាក់របស់ចោមហើយធ្វើឲ្យមីយើងសប្បាយចិត្តជាមួយនឹងចោមដោយគិតថាចោមជាកូនអ្នកមានហើយពេលនេះមីក៏បានសួរទៅកាន់ចោមថាតើអ្នកធ្លាក់ចូលទន្លេដោយរបៀបណាចោមគាត់មិនទាន់ដឹងខ្លួនថាគាត់ឆ្លងពេលវេលានោះទេគាត់ក៏បាននិយាយដែរគាត់សម័យមើលថាការពេលគាត់មិនទាន់ធ្លាក់ចូលទន្លេគឺគាត់ជួបរឿងអ្វីខ្លះ
ចំណែកពេលអ្នកដែរចោមមិនបានឆ្លើយសំណួរពីអ្នកនឹងទេគាត់ក៏បានសួរទៅកាន់អ្នកទាំងពីរនឹងវិញថាតើអ្នកជាពីណាគេហើយអ្វីក៏អ្នកយកខ្ញុំមកទីនេះហើយឡានទូរស័ព្ទដៃរបស់ខ្ញុំអីហ្នឹងអ្នកទុកនៅឯណាដែរដែលធ្វើឲ្យម្ដាយរបស់មីណាបានស្ដីឲ្យចោមថាអើយអ្នកឯងនិយាយអត់ចេះគិតសោះនិយាយគួរសមចឹងដែលធ្វើឲ្យគាត់រវៃចោមប៉ុន្តែមីណាការពារចោមណាមីក៏បានសួរទៅកាន់ចោមថាតើឯងនិយាយភាសាខាងជើងយើងបានអត់ខាងជើងហ្នឹងភាសាបុរាណហ៎ចោមគ្មានបានឆ្លើយអ្វីទេគាត់ក៏គិតថាអូយគាត់ជិះក្បាលខ្លាំងណាចោមបាននិយាយយ៉ាងងាយស្រួលថាខ្ញុំគួរតែត្រឡប់ទៅវិញហើយខ្ញុំមិនចង់នៅទីនេះទេមីក៏បានសួរទៅកាន់ចោមថាតើអ្នកចង់ទៅណាវិញចោមក៏បាននិយាយថាកន្លែងអ្នកឃើញខ្ញុំណានៅកន្លែងណាយកខ្ញុំទៅកន្លែងហ្នឹងវិញទៅគឺថាមីនិងម្ដាយរបស់គាត់គាត់អីអត់ចាញ់នោះទេក៏បានជូនចោមណាទៅកំពង់ទឹករបស់គាត់មីបានប្រាប់ទៅកាន់ចោមថាខ្ញុំបានប្រទះឃើញអ្នកនៅទីនេះគឺអ្នកដេកស្លាប់នៅហ្នឹងចោមគាត់កាន់តែមិនយល់ទៀតហើយមីក៏បានបន្តទៀតថាខ្ញុំឃើញអ្នកដេកស្លាប់នៅហ្នឹងបន្ទាប់មកខ្ញុំលើកអ្នកទៅអ្នកក៏បានក្បួតលើខ្ញុំចោមក៏បាននិយាយទៅកាន់មីថាតើខ្ញុំអាចខ្ចីទូរស័ព្ទដៃរបស់អ្នកបានទេមីស្មានតែចោមខ្ចីដៃរបស់គាត់ក៏ហុចដៃឲ្យចោមខ្ចីចោមគាត់ថាដឹងថាគាត់ឆ្លងពេលវេលាគាត់ក៏បានបញ្ជាក់ថាទូរស័ព្ទដៃទូរស័ព្ទដៃដោយមីក៏បាននឹកឃើញថាអូប្រហែលជាខ្សែដៃហើយគាត់ក៏បានលើកខ្សែដៃនឹងទៅដោយខ្សែដៃនឹងដែរគឺជាខ្សែដៃរបស់អូមកតែឲ្យចោមបញ្ជាក់ពីការស្រឡាញ់របស់គាត់អនុស្សាវរីយ៍មិនល្អហ្នឹងណាតាមរោងគាត់ដល់បុរាណហើយនេះមីក៏បានអមទូកជូនចោមតាមដងទន្លេហ្នឹងដើម្បីស្វែងរកថាកន្លែងចោមបានមកពីណាចោមគាត់កាន់តែមិនយល់ទៀតហើយគាត់បានសួរមីថាមីហេតុអីក៏គេអត់ជិះឡានចឹងមិនមកជិះទូកវិញមីក៏បានឆ្លើយថាប្រជារាស្ត្រដោយពួកយើងអត់មានឡានជិះនោះទេមានទូកហ្នឹងចាត់ទុកថាសំណាងហើយមីក៏បានសួរទៅកាន់ចោមថាឬមួយក៏ចោមឯងមានឡានមីហ្នឹងចូលចិត្តគេតែគេអ្នកមានចោមក៏បាននិយាយថាមែនហើយមានតែមនុស្សគ្រប់គ្នាគេជិះឡានទៅណាទៅណីស្រួលណាចោមក៏បានឲ្យមីហ្នឹងជូនគាត់ទៅប៉ូលីសដែរប៉ុន្តែប៉ូលីសហ្នឹងគឺមិនមានទេដោយចោមក៏បានសួរទៅកាន់មីថាតើថ្ងៃនឹងខែហ្នឹងថ្ងៃអីគេឆ្នាំអីគេតែធ្វើឲ្យមីណាគាត់កាំងយោបល់ខ្លាំងហើយគាត់ក៏បានសួរទៅកាន់ចោមវិញថាចោមតើឯងភ្លេចថាខ្លួនឯងជាអ្នកណាហើយឥឡូវឯងអត់ដឹងថ្ងៃខែទៀតហ៎ចោមក៏បានសួរទៅកាន់មីថាហើយចោនាយករដ្ឋមន្ត្រីមែនទេស្ដេចព្រះនាមអ្វីដែរមីក៏បានឆ្លើយថាព្រះអង្គកែវច័ន្ទវត្តនៅសម័យឈៀងម៉ៃគ្មានទេអ្នកទាំងអស់គ្នាហើយចោមបានដឹងខ្លួនគាត់បានឆ្លងពេលវេលាមកដល់សម័យបុរាណបាត់ហើយហ្នឹងតែគាត់អត់ទាន់ជឿ 100%ទេតែរឿងរបស់យើងក៏បង្ហាញក្នុងសុបិនរបស់ខុនចៃក៏បានសុបិនឃើញចោមដែរដោយពួកគេទាំងពីរនាក់ហ្នឹងមិនដែលស្គាល់គ្នានោះទេដោយសុបិនឃើញសុទ្ធតែដេកជាមួយគ្នាដោយពេលនេះដែរចោមក៏បានឃើញចោមមួយរូបទៀតដែរនៅក្នុងកញ្ចក់ដូចនេះពួកគេទាំងពីរនាក់កំពុងតែភ្ញាក់ផ្អើលដោយពួកគេទាំងពីរនាក់ហ្នឹងកំពុងតែមើលមុខគ្នាមិនទាន់បាននិយាយអ្វីផងហ្នឹងខុនចៃក៏បានដឹងខ្លួនដោយខុនចៃពេលនោះក៏ឃើញហេតុការណ៍ហ្នឹងដែរគឺឃើញចោមមានចំនួន12នាក់ដែលសុបិនមួយហ្នឹងគឺដូចគ្នាជាមួយនឹងសុបិនរបស់ចោមដល់ហើយអ្នកទាំងអស់គ្នាអើយហើយខុនចៃណាក៏ស្ថិតក្នុងសម័យបុរាណចំណែកចោមណាក៏ស្ថិតក្នុងសម័យតែមិនថ្មីទេបើសិនជាគូព្រេងនឹងបានជួបគ្នាដោយខុនចៃគាត់បានសុបិនមិនល្អបែបនេះគាត់ក៏បានទៅមាត់ទន្លេដើម្បីចាក់ផ្កាដើម្បីប្រកេនលោកហើយព្រិតជាអ្នកបម្រើណាឃើញខុនចៃមានរឿងបែបនេះក៏បានសួរថាខុនចៃតើមានរឿងពិបាកចិត្តអ្វីមែនអ្នកអាចប្រាប់ខ្ញុំបានខុនចៃពេលនោះក៏បាននិយាយប្រាប់ព្រិតទៅគាត់បានសុបិនឃើញរឿងចម្លែកមួយគាត់បានសុបិនឃើញបរិសម្នាក់ដែលមិនស្គាល់គ្នានោះទេប៉ុន្តែក្នុងសុបិនហ្នឹងដូចជាស្និទ្ធស្នាលជាមួយគ្នាខ្លាំងណាស់ព្រិតក៏បាននិយាយថាកុំប្រាប់អ្នកណាក្រៅពីគាត់អីសុបិននេះបើលេចលឺដល់ពលរបស់អ្នកគឺមិនល្អទេខណៈពេលនោះដែរក៏មានផ្កាចម្ប៉ាចម្បៃណាពីរតងណាធ្លាក់មកពីលើមេឃដោយមួយតងធ្លាក់ចូលក្នុងកន្ត្រកផ្ការបស់ខុនចៃនិងមួយតងទៀតធ្លាក់ចំទូករបស់ចោមដែលធ្វើឲ្យចោមក៏បានរើសផ្កានោះមកមើលដែរដោយផ្កាពីរតងនោះគឺជាប្រផ្នូលដែលពួកគេទាំងពីរនាក់ហ្នឹងអាចជួបគ្នាចោមក៏បានរើសផ្កានឹងយកមកមើលបន្ទាប់មកក៏បានឃើញបរិសុទ្ធក្នុងក្តីស្រមៃរបស់គាត់ចំណែកខុនចៃវិញក៏ដូចគ្នាប្រទះឃើញបរិសុទ្ធក្នុងក្តីស្រមៃរបស់គាត់ដែរហ្នឹងគឺចោមបានឆ្លងពេលវេលាមកជួបគាត់ដោយពួកគាត់ទាំងពីរណាបានស្គាល់គ្នានៅក្នុងសុបិនរួចមកហើយដោយនេះពួកគាត់ចាប់អារម្មណ៍ជាមួយនឹងគ្នាខ្លាំងណាស់និយាយរួមទៅរឿងដែលមិនគួរនឹកស្មានណាវាអាចកើតមានឡើងដែរណោះចោមក៏នៅឃើញសុបិនរបស់គាត់គឺប្រទះឃើញខុនចៃណានៅក្នុងសុបិនរបស់គាត់និងរូបថតរូបគំនូរនៅក្នុងផ្ទះដែលគាត់ជួសជុលនោះផងដែរដោយពេលនោះដែរខុនចៃបានឃើញគាត់ខុនចៃក៏បាននឹកស្រមៃដល់អតីតកាលក្នុងសុបិននឹងដែរចំណែកមីរបស់យើងមិនដឹងជាឃើញសត្វអ្វីនៅក្នុងទូកនោះទេគាត់ក៏បានលោតចូលទឹកនិយាយរួមទៅពួកថ្នាំនៅក្នុងទូកប៉ុណ្ណាណៃមីបានលោតចូលទឹកចោមក៏ធ្លាក់ទឹកទៅដែរដោយខុនចៃពេលណាគាត់បានឃើញចោមធ្លាក់ចូលទឹកគាត់បានមកអោងយូរទេគាត់ក៏លោតទៅជួយចោមភ្លាម
ដោយពេលនេះដែរខុនយាយបានជួយសង្គ្រោះចោមបានហើយចោមក៏បានមើលមុខខុនយាយឡើងឆ្កៀកផងដែររីឯខុនយាយវិញក៏បានមើលមុខចោមដែរគឺដោយបរោះដែលគាត់បានយល់សុបិននោះអញ្ចឹងចំណែកចោមបានឃើញមុខខុនយាយបែបនេះគាត់ក៏បាននឹកឃើញបរោះម្នាក់ដែលជាដួងវិញ្ញាណហ្នឹងណាដែលបានមកជួយសង្គ្រោះគាត់កាលពីគាត់ធ្លាក់ចូលទឹកពេលគ្រោះថ្នាក់ចរាចរណ៍នោះមិនត្រឹមតែជួយសង្គ្រោះទេបានថើបគាត់ឲ្យក្តីស្រឡាញ់ផងដែរដោយរូបរាងមុខមាត់ឯហ្នឹងគឺជាមុខមាត់របស់ខុនយាយប៉ុន្តែការតែងខ្លួនហ្នឹងប្រៀបដូចជាវិញ្ញាណដែលសាច់រឿងភាគ1របស់យើងក៏បានឈានមកដល់ទីបញ្ចប់ដែរអ្នកទាំងអស់គ្នាជួបគ្នារឿងនៃភាគ2របស់យើងណាគឺខុនយាយណាបានជួបជាមួយនឹងចោមលើកទី1ហើយពេលដែលខុនយាយបានជួបចោមខុនយាយរៀបនឹងសួរចោមថាជាអ្នកមែនទេប៉ុន្តែមិនបានសួរទេគឺមិញព្រីតក៏បានមកកាត់ចង្វាក់ពួកគេទាំងពីរនាក់ខុនយាយក៏បានសួរទៅកាន់ចោមថាតើឯងមិនមែនជាអ្នករស់នៅទីនេះទេមែនទេចោមគាត់មិនបានឆ្លើយជាមួយខុនយាយទេដោយសារអារម្មណ៍គាត់ច្បោកច្បល់ខ្លាំងមែនទែនរវាងបច្ចុប្បន្ននិងអតីតកាលរបស់គាត់ចោមគាត់មិនដឹងដោះស្រាយយ៉ាងណាគាត់ក៏បានរត់គេចពីខុនយាយទៅចំណែកខុនយាយវិញគាត់ក៏ភាំងស្មារតីដែរមិនដឹងស្មានថាបានជួបបរិះក្នុងសុបិនរបស់គាត់នោះទេមិនគាត់ក៏បានរត់ទៅចាប់ចោមមិនឲ្យចោមរត់ទៅណាទេដោយសារគោលបំណងគាត់ហ្នឹងគឺមកផ្ទះខុនយាយនឹងឯងចោមគាត់ក៏បានឃើញផ្ទះរបស់ខុនយាយដូចជាផ្ទះបុរាណដែលគាត់កំពុងតែជួសជុលក្នុងបច្ចុប្បន្នរបស់គាត់រាប់បញ្ញបាខ្លាំងណាស់ដោយសារតែបច្ចុប្បន្នរបស់គាត់ជាមួយនឹងក្តីសួរសពរបស់គាត់ហ្នឹងវាជាការប៉ັດរាយនៅពេលនេះខុនយាយក៏ដើរមកតាមចោមដែរដោយពួកគេឃើញខុនយាយបែបនេះក៏ធ្វើការគោរពទៅកាន់ខុនយាយទៅដោយសារតែខុនយាយគឺជាចៅហ្វាយខុនយាយគាត់ក៏បានសួរទៅកាន់ចោមថាតើអ្នកមិនមែនជាអ្នករស់នៅទីនេះទេមែនទេសំណួរលើកទី2ឯណាប៉ុន្តែចោមនៅតែមិនឆ្លើយឆ្លើយជាមួយនឹងខុនយាយដដែលហើយមីបានឆ្លើយចំនួនចោមថាចោមគាត់បាត់បង់ចងចាំហើយគាត់ដូចជាភ័យខ្លាចណាស់គាត់មិនដឹងថាប្រវត្តិរបស់គាត់មកពីណានោះទេមីក៏បានឲ្យចោមណាធ្វើការអរគុណចំពោះខុនយាយទៅដោយសារតែខុនយាយនឹងបានជួយសង្គ្រោះជីវិតរបស់គាត់ខុនយាយក៏បានទទួលចោមមកចូលធ្វើការហើយពេលនេះគាត់កំពុងតែបដូរសម្លៀកបំពាក់ទៅបំពេញការងារគឺចោមគាត់អៀនខ្លាំងមែនតើគាត់ក៏ដាច់មីចេញក្រៅផ្ទះដើម្បីគាត់បដូរសម្លៀកបំពាក់ប៉ុន្តែក៏មើលសាច់ចោមឯអ្នកទាំងអស់គ្នាអើយសាច់គាត់ណាសុទ្ធតែសាច់ដុំប្រៀបដូចជាត្រេនម៉ាន់ថងអញ្ចឹងថ្ងៃទី1របស់ចោមចូលធ្វើការនៅក្នុងផ្ទះខុនយាយណាក៏បានចូលមកដល់តែចោមបានចូលទៅដល់ក្នុងផ្ទះខុនយាយណាគាត់ធ្វើសកម្មភាពចម្លែកដោយសារតែផ្ទះណាគាត់ធ្លាប់ស្គាល់ពីមុនមុនពេលតែចោមត្រូវចូលធ្វើការហ្នឹងចោមត្រូវសូមអនុញ្ញាតពីម្ដាយរបស់ខុនយាយដោយពេលនេះដែរខុនយាយក៏បានចាក់កម្រងផ្កាម្លិះមួយបាច់ណាជូនម្ដាយរបស់គាត់ម្ដាយរបស់គាត់មិនចង់ឲ្យចោមណាចូលធ្វើការនោះទេដោយសារតែអ្នកបម្រើក្នុងផ្ទះរបស់គាត់មានច្រើនណាស់ហើយគាត់បានសួរទៅកាន់ចោមថាតើឯងមានឈ្មោះអ្វីហើយឯងមកពីណាដែរមីគាត់បានឆ្លើយចំនួនចោមជានិច្ចគាត់បារម្ភពីចោមមីបានរៀបរាប់ពីដំណើរដើមតងដែលគាត់ជួបចោមកាលពីដំបូងចោមបានគួរដាក់គាត់អីចឹងណាដែលធ្វើឲ្យម្ដាយរបស់ខុនយាយណាក៏បានសួរទៅកាន់មីថាតើគាត់ថ្លង់មែនទេហេតុអ្វីបានជាគាត់មិនឆ្លើយសំណួររបស់ខ្ញុំបែរជាមីឆ្លើយសំណួររហូតចឹងខុនយាយក៏បារម្ភពីចោមដែរចោមក៏បាននិយាយថាខ្ញុំឈ្មោះចោមចំពោះអតីតកាលរបស់ខ្ញុំនឹងខ្ញុំចាំមិនច្បាស់នោះទេដោយមីបានអាងថាគាត់ជាអ្នកមើលថែចោមដោយនេះឲ្យគាត់ធ្វើការទៅពិតជាមិនអីនោះទេខ្ញុំជាអ្នកបង្រៀនគាត់ម្ដាយរបស់ខុនយាយមិនចង់ឲ្យចោមចូលធ្វើការទេដែលខ្លាចប៉ះពាល់សុវត្ថិភាពក្នុងផ្ទះរបស់គាត់ដោយសារមិនដឹងប្រវត្តិរបស់ចោមច្បាស់លាស់ដោយសារតែខុនយាយនឹងមីហ្នឹងបានបង្ខំគាត់ដោយនេះគាត់ក៏យល់ព្រមទៅចោមកំពុងតែធ្វើការណែនាំខ្លួនជាមួយអ្នកបម្រើផ្សេងទៀតចោមធ្វើការរាក់ទាក់ទៅកាន់ពួកគេដោយស្នាមញញឹមមួយយ៉ាងស្រស់តួនាទីរបស់ចោមគឺជាអ្នកចិញ្ចឹមសត្វនិងថែសួនពេលនេះដែរជាពេលញ៉ាំអាហារថ្ងៃត្រង់ហើយអ្នកទាំងអស់គ្នាចោមគាត់មិនបានញ៉ាំអ្វីនោះទេគាត់ឃើញម្ហូបហ្នឹងចម្លែកពេកពេលនេះគាត់ក៏បានធ្វើបាវចោមហើយអ្នកទាំងអស់គ្នាគាត់ដឹងថាចោមហ្នឹងមិនចេះញ៉ាំម្ហូបចម្លែករបស់ពួកគាត់ញ៉ាំទេចោមគឺជាក្មេងហៃសូក្នុងទីក្រុងបាងកកដល់ពេលដែលគាត់ឆ្លងទៅបុរាណចឹងម្ហូបអីណាគាត់រើសអើងបន្តិចហើយអ្នកទាំងអស់គ្នាគេញ៉ាំម្ហូបហ្នឹងដោយដៃហ្នឹងចោមកំពុងតែប្រកែកថាអត់ញ៉ាំទេត្រីហើមមីក៏បានយកចូលមាត់ចោមបាត់ទៅពេលដែលបានដាក់ត្រីហើមចូលដល់ក្នុងមាត់ហើយណាចោមក៏ចង់ក្អួតដែរប៉ុន្តែចេះទៅទប់ជាប់ចោមក៏បានប្រាប់អ្នកទាំងអស់គ្នាថាអត់អីទេវាគ្រាន់តែថ្មីពេកហើយសម្រាប់ខ្ញុំខ្ញុំមិនដែលញ៉ាំអញ្ចឹងទេមីក៏បានដួសកង្កែបដាក់ចូលមាត់ចោមម្ដងទៀតហើយចោមគាត់ថាអត់ញ៉ាំកង្កែបទេតែដាក់ចូលមាត់ទៀតហើយមីឡើងសប្បាយចិត្តនៅពេលដែលបានធ្វើបាបគេចឹងហើយក៏បានបញ្ចុកខួរជ្រូកណាទៅឲ្យចោមញ៉ាំទៀតចោមគាត់ប្រឹងតបណាគាត់ហ៊ានគួរទេបានថានិយាយថាមីមហោរបស់មីឯងចម្លែកដល់ហើយពេលយកក៏បានចូលមកដល់ដែរសមជីកណាគឺជាខុនអៀងណាជាបងរបស់ខុនយាយហើយខុនអៀងណាគាត់មានរូបរាងតែមួយដូចជាសមជីកជាមិត្តភក្តិរបស់ចោមមកធ្វើឲ្យចោមណាគាត់ឆ្មានតែមិត្តភក្តិរបស់គាត់ខុនអៀងពេលនេះគាត់កំពុងដើរលេងនៅខាងក្រៅដើម្បីស្រូបខ្យល់អាកាសបរិសុទ្ធអីចឹងក៏បានប្រទះឃើញចោមពេលនេះគាត់កំពុងតែកាត់ពីផ្លូវដែលគាត់មកដល់សម័យបុរាណដោយនេះគាត់ចង់ត្រឡប់ទៅសម័យបច្ចុប្បន្នរបស់គាត់វិញខុនអៀងនិងអ្នកបម្រើរបស់គាត់ក៏បានឈរមើលចោមពីចម្ងាយដែរថាចោមណាបំរុងនឹងធ្វើអ្វីហ្នឹងពួកគាត់ទាំងពីរណាក៏បានឃើញចោមណាលោតចូលទឹកស្មានតែចោមណាលោតចូលទឹកដើម្បីសម្លាប់ខ្លួនក៏ខំភ័យហៅគេមកជួយចោមប៉ុន្តែគ្មានទេចោមណាលោតចូលទឹកលេងដើម្បីរកផ្លូវទៅវិញ
ចោមកក៏បានប្រទះឃើញខ្លួនអៀងណាប្រៀបដូចជាសមជីកដែលជាមិត្តភក្តិរបស់គាត់ក៏បានចាប់ដៃខ្លួនអៀងហើយបាននិយាយថាសមជីកតែអ្នកត្រឡប់មកទីនេះដល់ដូចម្ដេចទៅខ្លួនអៀងគាត់ភ័យពេកក៏បានស្រែកគេមកជួយពេលនោះប្តីគាត់ក៏បានមកធាក់ចោមកជើងទៅតួអង្គប្តីរបស់ខ្លួនអៀងណាគឺជាជនជាតិបារាំងឈ្មោះថាសូយ៉ាគាត់ហ្នឹងមានចរិតលក្ខណៈអាក្រក់ខ្លាំងណាស់ដែលមានថាគាត់ថាបារាំងសេះហ្មងទៅដែលពូបារាំងណាក៏បានសួរទៅកាន់ចោមថាតើឯងមកពីណាហេតុអ្វីបានជាឯងរញ៉េរញ៉ៃជាមួយប្រពន្ធរបស់យើងមីអែក៏បានឆ្លើយចំនួនចោមដើម្បីការពារចោមមកប៉ុន្តែអាបារាំងណាក៏បានស្ដីឲ្យមីដែរថាឯងហ៊ានយកសត្វដេរឆានហ្នឹងមកឲ្យនៅផ្ទះជាមួយយើងនឹងដាក់ទោសឯងជាមួយនឹងម្ដាយរបស់ឯងចោមលង្កែស្មារតីឯងដោយសារតែគាត់មិនធ្លាប់មានអ្នកណាខូខើមើងងាយគាត់ដល់ឋានៈហ្នឹងនោះទេចោមកំពុងតែមានបញ្ហាហ្នឹងខ្លួនយាយក៏បានដើរមកជួយខ្លួនយាយក៏បាននិយាយថាចោមគឺជាអ្នកបម្រើថ្មីផ្ទាល់ខ្លួនរបស់គាត់បើសិនជាមានកំហុសអ្វីគាត់ជាអ្នកទទួលខុសត្រូវខ្លួនអៀងក៏បាននិយាយថាខ្ញុំមិនអីនោះទេប្រហែលជាមានការយល់ច្រឡំខុសតិចតួចទេហើយចោមក៏បានសុំទោសខ្ញុំរួចហើយដែរដោយនេះអ្នកលើកលែងទោសឲ្យគាត់ទៅខ្លួនអៀងពេលនោះក៏បានជួយការពារចោមដែរពួកគេទាំងអស់គ្នាណាក៏បំបីជួគ្នាចេញទៅនៅសល់តែ3នាក់ទេមីអាគាត់ក៏បានស្ដីឲ្យទៅកាន់ចោមហើយដោយសារតែចោមណាបង្កបញ្ហាមកដល់ក្រុមគ្រួសាររបស់គាត់ជានិច្ចមីក៏បាននិយាយថាបើសិនជាគ្មានខ្លួនយាយទេខ្ញុំនិងម្ដាយរបស់ខ្ញុំត្រូវបានអាបារាំងនឹងដាក់ទោសនឹងកម្មទៀតហើយពេលដែលមីដើរចេញទៅខ្លួនយាយក៏បានដោតចូលម្ដងដើម្បីសួរទៅកាន់ចោមខ្លួនយាយក៏បានសួរទៅកាន់ចោមថាតើឯងមិនមានបំណងអាក្រក់លើបងស្រីរបស់យើងទេមែនទេចោមគាត់ក៏បានឆ្លើយតបថាខ្ញុំគ្មានបំណងអាក្រក់អ្វីទេដោយសារតែបងស្រីរបស់អ្នកហ្នឹងមកដូចជាមិត្តភក្តិស្និទ្ធស្នាលរបស់ខ្ញុំខ្លួនយាយក៏ភ្ញាក់ផ្អើលនឹងចម្លើយរបស់ចោមដែរគាត់ក៏បានសួរថាការចងចាំរបស់អ្នកត្រឡប់មកវិញហើយមែនទេចោមឡើងភ្ញាក់ផ្អើលគាត់ក៏បានប្រឡប់ថាអូខ្ញុំចាំទៅបីទៅចាំផ្លែនហ្នឹងណាពេលដែលចោមបានឃើញខ្លួនយាយណាចោមមានអារម្មណ៍ភ័យណាគាត់ក៏បានរត់គេចទៅយើងក៏លេចទៅមើលខ្លួនអៀងជាមួយនឹងប្តីបារាំងរបស់គាត់វិញគឺរឿងអំបញ្ញមិញមិនទាន់ចាប់នោះទេដោយលោកបារាំងណាក៏ឆ្លងមិនឈ្នះខ្លួនអៀងនោះទេខ្លួនអៀងបានឌឺដងទៅគាត់ថែមទៀតដល់ថ្ងៃស្អែកនេះគឺជាថ្ងៃរៀបការប្រពន្ធចុងរបស់លោកបារាំងជាមួយប្រពន្ធចុងថ្មីណាឈ្មោះថាវងកែវចោមក៏ពិបាកទទួលយកខ្លាំងណាអ្នកទាំងអស់គ្នាធ្លាប់តែនៅសម័យជីវិតមានក្តីសុខក៏បែរជាមកបុរាណវិញណាដោយមួយយប់នោះគាត់មិនបានគេងនោះទេគាត់កំពុងតែពិបាកចិត្តមិនអាចទទួលយកជីវិតក្នុងសម័យបុរាណនេះទេទោះមកដល់ព្រឹកឡើងចោមក៏ទៅបំពេញការងាររបស់គាត់ជាអ្នកមើលថែគោចិញ្ចឹមមាន់ចាប់ជ្រូកអីចឹងទៅពេលនេះដែរមិញព្រិចហ្នឹងកំពុងតែដេញចាប់កូនជ្រូករបស់ខុនលីចោមណាក៏បានជួយដេញចាប់គាត់ដែរដល់ពេលដែលជ្រូកយើងកាន់តែដេញវាកាន់តែផ្អើលចោមក៏នឹកឃើញប្រាប់ពួកគាត់ថាជប់ដេញនៅស្ងៀមចាំគាត់ជួយចាប់ដោយពេលនេះដែរចោមបានចាប់កូនជ្រូកហ្នឹងបានដោយងាយស្រួលនិយាយរួមទៅពួកគេក៏បានពេញចិត្តទេពកោសល្យរបស់ចោមដែរដោយធម្មតាពួកគេមិនពេញចិត្តចោមនោះទេគាត់ថាចោមធ្វើការងារអ្វីក៏មិនកើតដែរពេលនេះចោមបានធ្វើដោយសម្រេចហើយមិញព្រិតក៏បានសួរទៅកាន់ចោមថាតើឯងធ្លាប់ចាំជ្រូកកាលពីមុនមែនទេចោមក៏បានឆ្លើយថាអត់ទេខ្ញុំធ្លាប់តែបងរៀនបងស្រីរបស់ខ្ញុំចាំជ្រូកហ្នឹងណាតែគាត់ឆ្លើយអញ្ចឹងមកមិញព្រិតក៏ឆ្ងល់ដែរគាត់ក៏បានសួរទៅកាន់ចោមថាតើការចងចាំរបស់ឯងត្រឡប់មកវិញហើយមែនទេចោមកំឡុងឆ្លើយបែបមិនដែរគាត់ក៏បានឆ្លើយថាអូខ្ញុំចាំផ្លែនទេខ្ញុំចាំអត់ច្បាស់ទេផលណាខុនលីដែលជាម្ចាស់កូនជ្រូកណាក៏បានរត់មកទទួលកូនជ្រូករបស់គាត់ហើយខុនលីហ្នឹងភ្ញាក់ផ្អើលជាមួយនឹងចោមមិននឹកស្មានថាចោមអាចស្និទ្ធស្នាលជាមួយកូនជ្រូកដែលជាសត្វចិញ្ចឹមរបស់គាត់បានយ៉ាងនេះទេខុនលីហ្នឹងក៏ឲ្យចោមធ្វើជាគ្រូបង្វឹកកូនជ្រូករបស់គាត់ពេលនេះចោមបានខ្លាចជាគ្រូបង្វឹកកូនជ្រូកហើយឆ្ងល់ហើយអ្នកទាំងអស់គ្នាកាលសម័យបុរាណណាគេលេងល្បែងប្រណាំងជ្រូកដូចជាជុលថៃខំជុលមន់អីជាមួយគ្នាធម្មតាទេចំណែកចវាយនេះរបស់គាត់តាមមើលគាត់រហូតដែរហ្នឹងតាមមើលអ្នកបំរើបារម្ភពីអ្នកបំរើដោយសារអ្នកបំរើរបស់គាត់ហ្នឹងប្រកែមានបញ្ហាលេខ1ហើយមិនតាមការពារមិនកើតទេចោមនឹងមីក៏បានត្រឡប់មកដល់ផ្ទះដែរពេលនេះចោមក៏ធ្វើការអរគុណទៅកាន់មីចោមបានរៀបរាប់សកម្មភាពនៅពេលដែលគាត់ធ្វើការប្រាប់ទៅកាន់មីប៉ុន្តែមីវិញនិយាយថាហេតុអ្វីបានជាអ្នកប្រាប់ខ្ញុំមីហ្នឹងគាត់អន់ចិត្តជាមួយនឹងចោមដែរដោយសារតែចោមហ្នឹងបង្កបញ្ហាដល់ជីវិតរបស់គាត់ពេកចោមីគាត់មិនដាច់ចិត្តនោះទេមីក៏បានមករៀនចោមចែវទូអត់មានសង្ស័យទៅធ្លាក់ចូលទឹកទាំងអស់គ្នាដោយការមុនទេដោយសារតែសម័យគេជិះទូក៏អញ្ចឹងត្រូវតែចេះចែវទូមកមើលខុនយាយនេះវិញគាត់កំពុងតែរៀបចំខ្លួនទៅមង្គលការបងថ្លៃរបស់គាត់ចំណែកអ្នកបំរើវិញក៏មកមានដែរដោយសារតែរៀបចំអាហារដើម្បីទទួលភ្ញៀវថ្ងៃមង្គលការកូនកំឡោះណាគឺជាលោកបារាំងដែលមិត្តភក្តិរបស់លោកណាក៏មកចូលរួមដែរមិត្តភក្តិរបស់លោកឈ្មោះថាចែមគាត់ដើរតួជាពួកបារាំងដែលគាត់រស់ស៊ីខាងព្រៃឈើតែចែមមកទីនេះដើម្បីអបអរមិត្តភក្តិរបស់គាត់ក្នុងថ្ងៃមង្គលការគុនយាយក៏បានចូលរួមមង្គលការរបស់បងស្រីរបស់គាត់ដែរគឺគាត់មកទីនេះដើម្បីមើលថាគុនអៀងបងស្រីរបស់គាត់ហ្នឹងសុខសប្បាយដែរឬទេដោយសារតែប្តីរបស់គាត់រៀបការជាមួយប្រពន្ធចុងមួយទៀតគុនអៀងបាននិយាយយ៉ាងសប្បាយចិត្តទៅកាន់បងប្រុសរបស់គាត់ថាបងសុខសប្បាយទេទាំងផ្លូវកាយនិងផ្លូវចិត្តចំណែកអ្នកបម្រើពីរនាក់នេះក៏បានចូលមកដល់ដែរគឺចោមនិងមីដោយមីបានដេញចោមទៅវិញដោយខ្លាចចោមណាជួបជាមួយលោកបារាំងណាមានបញ្ហា
តែពេលនេះមីលេងបារម្ភជាមួយនឹងចោមហើយមីបានជួបក្រារបស់គាត់ក្រារបស់គាត់ណាគឺជាអ្នកបម្រើរបស់ខ្លួនអៀងពេលតែជួបស្នេហាលេងខ្វល់ពីមិត្តភ័ក្តិឯងប៉ុន្តែមិត្តភ័ក្តិរបស់គាត់បានស្នេហារបស់គាត់មកខ្វល់ហើយគឺខុនយ៉ៃក៏បានមកសួរចោមថាតើចោមកំពុងធ្វើអ្វីនៅទីនេះដែលខុនយ៉ៃក៏បានហៅចោមចេញក្រៅទៅជាមួយគាត់ខុនយ៉ៃគាត់មកចង់ឲ្យចោមជួយជាមួយនឹងបងថ្លៃរបស់គាត់ទេខ្លាចមានបញ្ហាអ្វីកើតឡើងពេលដែលហៅចេញទៅក្រៅណាបងថ្លៃរបស់គាត់មកដល់ល្មមដែលបងថ្លៃរបស់គាត់លោកបារាំងណាបាននាំប្រពន្ធចុងថ្មីរបស់គាត់មកប្រពន្ធចុងថ្មីរបស់គាត់ណាឈ្មោះថាវងកែវក្នុងបច្ចុប្បន្នហ្នឹងគឺជាសង្សាររបស់អូមវងកែវនោះបានលួចអូមពីចោមខំរត់គេចទៅដល់បុរាណកាលហើយប៉ុន្តែបច្ចុប្បន្នកាលតែងតែមកលោកមកប្លាចគាត់រហូតពេលដែលចោមបានឃើញវងកែវទៅមុខរបស់គាត់ចម្លែកខ្លាំងមែនទែនដែលធ្វើឲ្យខុនយ៉ៃនិងខុនអៀងបារម្ភពីចោមដែរហ្នឹងណាខុនយ៉ៃក៏បានហៅចោមពីបេដងហើយប៉ុន្តែចោមមិនទាន់ដឹងខ្លួនទេនៅពេលដែលដឹងខ្លួនណាខុនយ៉ៃក៏បានហៅចោមចេញទៅក្រៅជាមួយគាត់ខុនយ៉ៃយើងការពេលចោមមែនទែនខ្លាចចោមណាមានបញ្ហាពេលដែលចោមបានដើរទៅខាងក្រៅកម្មវិធីហ្នឹងចោមបានប្រទះឃើញគូកម្មរបស់គាត់មួយទៀតមិនដឹងជាគូកម្មឬគូប្រេងទេដឹងត្រឹមតែចែមណាគឺជាព្រានទៅបានហើយចោមនិងចែមណាក៏បានដើរប៉ះគ្នាប៉ុន្តែចោមក៏បាននិយាយអង់គ្លេសទៅកាន់ចែម I'm sorry អញ្ចឹងណាចែមបានមើលចោមមិនដាក់ភ្នែកនោះទេចែមក៏បាននិយាយកាន់ចោមថាខ្ញុំមិននឹកស្មានថាកន្លែងនេះមានអ្នកបម្រើស្អាតយ៉ាងហ្នឹងហើយចេះនិយាយអង់គ្លេសទៀតចោមព្យាយាមលើកអាត់កំណត់របស់គាត់មិនចង់ឲ្យគេដឹងទេគាត់ព្យាយាមធ្វើជាមនុស្សសាមញ្ញធម្មតាហ្នឹងចែមក៏ធ្វើការណែនាំខ្លួនទៅកាន់ចោមទៅគាត់ឈ្មោះចែមណាក៏បានធ្វើការសរសើរទៅកាន់ចោមអត់ឈប់ហ្មងលក្ខណៈថាចង់ញ៉ែចោមណាក៏បាននិយាយថាចោមញ៉ាំស្រស់ណាញ៉ែចោមមិនបានទេចវាយរបស់ចោមក៏បានបង្ហាញខ្លួនភ្លាមដែរដោយខុនយ៉ៃបានសួរទៅកាន់ចែមថាតើអ្នកបម្រើរបស់ខ្ញុំបង្កបញ្ហាអ្វីដល់អ្នកមែនទេបើសិនជាចោមធ្វើអ្វីខុសឆ្គងអីហ្នឹងឲ្យខ្ញុំសុំទោសចំនួនចោមផងដោយសារតែចោមតាមផ្លាស់ប្ដូរមកថ្មីចែមក៏បាននិយាយថាគាត់មិនបានបង្កបញ្ហាអ្វីទេគ្រាន់តែខ្ញុំឃើញគាត់គួរឲ្យចាប់អារម្មណ៍ខ្លាំងណាបើថាខ្ញុំនិយាយជាមួយគាត់ច្រើនណចោមយើងកាន់តែមិនយល់ទេរវាង A និង B តែជ្រើសរើសយកមួយណាខុនយ៉ៃក៏បាននិយាយបកទៅកាន់ចែមវិញថាខ្ញុំគិតថាអ្នកបម្រើរបស់អ្នកគ្រប់គ្រងព្រៃឈើគួរឲ្យចាប់អារម្មណ៍ជាងអ្នកបម្រើរបស់ខ្ញុំទៀតចំណែកចែមក៏បាននិយាយថាអត់ទេខ្ញុំចាប់អារម្មណ៍ចោមជាងមើលទៅចោមដូចជាមាននិស្ស័យជាមួយនឹងគាត់ហើយចោមវិញឡើងអត់យល់អត់ដឹងថាពួកគាត់ទាំងពីរអ្នកហ្នឹងកំពុងតែគិតអីនោះទេចោមក៏បានលាពួកគាត់ទាំងពីរហ្នឹងទៅធ្វើការរបស់គាត់ក្រសែភ្នែករបស់ចែមច្រកចេញមកព្រានខ្លាំងមែនតើណាសម្លឹងមើលចោមមិនដាក់ភ្នែកទេអត់ឲ្យចោមគួរឲ្យចាប់អារម្មណ៍មិនបើចោមក៏ជាមនុស្សបច្ចុប្បន្នណាបើសិនជាប្រិយមិត្តរបស់ admin ឆ្លងទៅបរានដែរមិនដឹងល្អមិនទេតែមិនបាច់ឆ្លងទេអ្នកទាំងអស់គ្នាឲ្យខ្លាច admin សម្រាប់អត់មានអ្នកមើលពួកគាត់ទាំងពីរនាក់ហ្នឹងក៏លាគ្នាទៅធ្វើការរៀនខ្លួនទៅចំណែកខុនយ៉ៃវិញគាត់ក៏ត្រឡប់ទៅចូលរួមកម្មវិធីមង្គលការសូត្រមន្តលើករាសីកម្មវិធីមង្គលការរបស់លោកបារាំងណាក៏បានចាប់ផ្ដើមឡើងដែរជាមួយនឹងប្រពន្ធចុងរបស់គាត់គឺវងកែវចំណែកខុនអៀងវិញគាត់មិនបានពិបាកចិត្តអ្វីនោះទេនៅពេលដែលឃើញលោកបារាំងរៀបការទៅគាត់កាន់តែសប្បាយចិត្តចំណែកវងកែវវិញគាត់មិនសប្បាយចិត្តក្នុងការរៀបការនេះទេដោយសារតែគាត់មានសង្សារសំណប់ចិត្តរបស់គាត់ទៅហើយគាត់រៀបការជាមួយលោកបារាំងហ្នឹងដើម្បីតែទឹកលុយនោះទេចំណែកចោមកំពុងតែអង្គុយនៅខាងក្រៅកម្មវិធីដើម្បីរងចាំចវាយរបស់គាត់ពេលគាត់អង្គុយណាគាត់ស្នោនឹងជីវិតរបស់គាត់ដល់ហើយពេលដែលគាត់កំពុងតែអង្គុយពិបាកចិត្តហ្នឹងខូនយ៉ៃណាក៏បានចូលមកដល់ខូនយ៉ៃក៏បានសួរទៅកាន់ចោមថាតើមានរឿងអ្វីកើតឡើងខ្ញុំមើលទៅចោមមិនសូវជាសប្បាយចិត្តនោះទេចោមក៏បានញញឹមដាក់ខូនយ៉ៃមួយហើយបាននិយាយថាមិនមានរឿងអ្វីកើតឡើងទេគ្រាន់តែខ្ញុំមិនសូវជាពេញចិត្តនឹងជីវិតរបស់ខ្ញុំសប្តាហ៍នេះខូនយ៉ៃក៏បានសួរទៅកាន់ចោមទៀតថាហេតុអ្វីបានជាចោមនៅពេលដែលចោមឃើញខ្ញុំចោមមានអារម្មណ៍ថាភ័យញ័រខ្លួនដូចជាឃើញខ្មោចអញ្ចឹងខូនយ៉ៃកាន់តែបារម្ភពីចោមហើយឃើញចោមធ្វើទឹកមុខអត់ស្រួលក៏បានសួរទៅកាន់ចោមថាចោមតើឯងក្តៅខ្លួនមែនទេខូនយ៉ៃនិងចោមបានស្គាល់គ្នាតាមសុបិនជាយូរណាស់មកហើយប៉ុន្តែពួកគេទើបតែជួបគ្នាបាន3-4ថ្ងៃទេពេលនេះចោមក៏អៀនដែរនៅពេលដែលឃើញខូនយ៉ៃស្និទ្ធស្នាលជាមួយគាត់ស្ទាបក្បាលគាត់អីចឹងខូនយ៉ៃក៏បានសួរទៅកាន់ចោមថាចោមតើឯងធ្លាប់ឃើញកម្មវិធីសូត្រមន្តចឹងកាលពីមុនមកឯងដោយចោមក៏បាននិយាយថាខ្ញុំធ្លាប់ឃើញពីម្ដងដែរតែកម្មវិធីហ្នឹងគេហៅកម្មវិធីសូត្រមន្តលើកឫស្សីហ្នឹងមែនទេខូនយ៉ៃក៏បញ្យល់ទៅកាន់ចោមថាកម្មវិធីនេះគឺជាកម្មវិធីសូត្រមន្តលើកឫស្សីដែលជំនឿតាំងពីបុរាណមកកម្មវិធីនេះធ្វើឲ្យយើងមានសំណាងល្អជាផុតពីជំងឺឆ្លងផុតសំណាងអាក្រក់នានានឹងឯងដូចជាឯងអញ្ចឹងចោមឯងបានបាត់បង់ពរជ័យហើយទើបជីវិតរបស់ចោមជួបតែបញ្ហាឥតឈប់ឈរអញ្ចឹងហើយខុនយ៉ៃក៏បានយកអំបោះសីមាពីកម្មវិធីសូត្រមន្តហ្នឹងមកចងដៃរបស់ចោមដែរឡើងបារម្ភពីចោមហ្មងណាគាត់ក៏បានឲ្យចោមហុចដៃមករួចហើយចងអំបោះសីមាហ្នឹងទៅឲ្យចោមហើយបាននិយាយថាសូមឲ្យពរជ័យរបស់ចោមហ្នឹងត្រឡប់មករស់ខ្លួនចោមវិញផងឲ្យចោមណាជួបតែសេចក្តីសុខចោមមិននឹកស្មានថាចវាយរបស់គាត់ចិត្តធွာខ្លាំងយ៉ាងនេះនោះទេហើយចវាយរបស់គាត់បានចងអំបោះសីមាថ្មីមួយឲ្យគាត់ទៅដើម្បីឲ្យគាត់ភ្លេចរឿងអតីតកាលពីមុន
ហើយផ្ដើមជីវិតថ្មីនៅកន្លែងថ្មីជាមួយនឹងរឿងល្អៗជាមួយមនុស្សថ្មីៗផងដែរខ្លួនចៃណាគាត់បានដឹងថាចោមណាមិនមែនជាមនុស្សរស់នៅក្នុងសម័យបុរាណនេះទេដឹងត្រឹមតែចោមណាជាមនុស្សចម្លែកដែលផ្លាស់ប្ដូរមកទីខាងក្រៅដល់ចោមបោះសីមាឲ្យចោមរួចហើយណាក៏ចាប់ដៃចោមមួយសន្ទុះទៅនៅពេលដែលដឹងខ្លួនមកវិញណាក៏អៀនដែរចាប់ដៃកូនគេយូរនិយាយរួមទៅឈុតឆាកត្រង់នេះអៀនទាំងសងខាងហ្នឹងអ្នកទាំងអស់គ្នាឡើងរំភើបចិត្តផងដែរយប់នេះចោមគាត់គេមិនលក់ទេគាត់កំពុងតែគិតរវាងខ្លួនចៃនិងអូមតើគាត់គួរតែបំភ្លេចអតីតកាលរបស់គាត់ហើយរស់នៅក្នុងជីវិតដែលជាសម័យបុរាណនេះដែរឬទេមួយណាល្អជាងទៅពេលដែលចង់ពិបាកចិត្តគេមិនលក់ណាគាត់តែងតែទៅកំពង់ទឹកដែលក៏ជាកន្លែងដែលគាត់មកដល់សម័យបុរាណដំបូងគេប៉ុន្តែចម្លែកអីក្នុងយប់នេះគាត់ទៅកំពង់ទឹកណាក៏បានឃើញវងកែវជាមួយនឹងអូមណាលួចតាក់ទងគ្នាវាជាលើកទី1ហើយដែលចង់បានឃើញអូមក្នុងសម័យបុរាណចង់មកក៏នឹកឃើញពីអតីតកាលរបស់គាត់ជាមួយនឹងអូមវងកែវនិងអូមកាលពីបច្ចុប្បន្នអាម៉េចអតីតកាលរបស់គាត់អញ្ចឹងគឺលួចសាយស្មន់គ្នាជានិច្ចហ្នឹងណាចំណែកចោមវិញប្រហែលជាគាត់មានកម្មក្រាស់ហើយគាត់បានរៀបចំនៅបំភ្លេចអូមហ្នឹងបែរជាដើរមកក្រៅហ្នឹងគាត់បានប្រទះឃើញអូមម្ដងទៀតគឺអូមមកនេះអូមមកហៅវងកែវឲ្យត្រឡប់ទៅវិញជាមួយគាត់ចំណែកវងកែវគាត់មិនបានត្រឡប់ទៅវិញជាមួយអូមទេដោយសារតែគាត់រៀបការនេះដើម្បីតែលុយជួយគ្រួសាររបស់គាត់គ្រួសាររបស់វងកែវនោះជួបគ្រោះមហន្តរាយដ៏ធំគឺភ្លើងឆេះហាងរស់ស៊ីរបស់គាត់ដូចនេះគ្រួសាររបស់គាត់រៀបនឹងខ្សែធន់ហើយបារាំងណាបានជួយជ្រោមជ្រែងគ្រួសាររបស់កែវដូចនេះម្ដាយឪពុករបស់កែវបង្ខំឲ្យកែវរៀបការជាមួយនឹងបារាំងធ្វើជាប្រពន្ធចុងចំណែកអូមក៏បាននិយាយថាខ្ញុំយល់ទាំងអស់នឹងវងកែវប៉ុន្តែវងកែវត្រូវតែត្រឡប់ទៅវិញជាមួយខ្ញុំដោយពួកគេទាំងពីរនាក់ណាកំពុងតែលួចលាក់តាក់ទងគ្នាប៉ុន្តែអ្នកបម្រើម្នាក់ទៀតក៏បានមកឃើញពួកគេដែរដល់ពេលដែលឃើញហ្នឹងគាត់មិនបានលោកមើលដូចចោមនោះទេគាត់ក៏បានរត់ទៅមើលថាបុរសម្នាក់នោះជាអ្នកណាដើម្បីរាយការណ៍ប្រាប់លោកបារាំងប៉ុន្តែគាត់មិនបានឃើញមុខបុរសម្នាក់នោះទេគាត់ក៏បានគំរាមទៅកាន់វងកែវថាខ្ញុំនឹងរាយការណ៍ប្រាប់លោកបារាំងហើយចោមពេលឃើញបែបនោះហើយគាត់ក៏លោបចេញទៅស្ងាត់ប៉ុន្តែពួកគេទាំងពីរនាក់នោះនៅតែដឹងពេលដែលអ្នកបម្រើម្នាក់ហ្នឹងបានដឹងថាចោមបានឃើញសកម្មភាពតាំងពីដើមមកគាត់ក៏គិតថាយកចោមធ្វើជាសាក់សីហើយចោមពេលនេះមានបញ្ហាមកដល់ខ្លួនទៀតហើយចោមព្យាយាមគេចដល់សម័យបុរាណហើយប៉ុន្តែត្រូវបានអូមនឹងវងកែវនោះតាមរំខានគាត់ជានិច្ចសាច់រឿងភាគ2របស់យើងក៏បានឈានមកដល់ទីបញ្ចប់ហើយអត្ថន័យរឿងស្នេហ៍ស្មោះក្នុងអតីតកាលរបស់យើងគឺមកដល់ភាគ3ហើយដែលតួអង្គអ្នកបម្រើនឹងឈ្មោះថាខាំជីបណាគាត់ចាប់បានវងកែវនោះកំពុងតែលួចលាក់ជាមួយនឹងសាយស្មន់របស់គាត់ចំណែកចោមព្យាយាមដកខ្លួនចេញហើយមិនចង់តាក់ទងជាមួយនឹងបញ្ហាមួយនឹងទៀតទេពេលដែលចោមព្យាយាមដកខ្លួនចេញហ្នឹងស្រាប់តែជន់ទៅលើមេឈើមួយធ្វើឲ្យពួកគេទាំងពីរហ្នឹងបានឃើញចោមពេលនោះជាឱកាសរបស់ខាំជីបហើយខាំជីបបានយកចោមណាធ្វើជាសាក់សីដើម្បីប្តឹងទៅលោករ៉ូបឺតអំពីវងកែវលួចមានសាយស្មន់ខ្ញុំជីបហ្នឹងមិនឲ្យចោមរត់ទៅណាទេប៉ុន្តែចោមបានរត់គេចខ្លួនបាត់ទៅចោមមកចង់ពាក់ព័ន្ធនឹងបញ្ហាជីវិតរបស់គាត់ទៀតទេខាំជីបហ្នឹងគាត់ក្បាលខូចដល់ហើយគាត់ចូលចិត្តឈ្នានីរឿងគេតាក់ទងអីតាក់ទងទៅគាត់នៅស្ងៀមទៅថៃខាំជីបបានយករឿងទាំងនោះទៅប្តឹងជាមួយនឹងលោករ៉ូបឺតដែលធ្វើឲ្យផ្ទះរបស់លោករ៉ូបឺតហ្នឹងបើកអង្គប្រជុំមួយទាំងកណ្ដាលយប់ដើម្បីដោះស្រាយរឿងរបស់ខាំកែវដល់ចឹងណាត់ខាំកែវដែរខាំកែវគាត់រៀបការជាមួយលោករ៉ូបឺតណាដើម្បីតែគ្រួសារទេតែគួរស្នេហ៍របស់គាត់ឈ្មោះថាអូមែនណខាំជីពេលនេះគាត់កំពុងតែរៀបរាប់ដំណើរដើមទងរបស់វងកែវលួចជាមួយនឹងសាយស្មត់របស់គាត់ណាប្រាប់ទៅលោករ៉ូបឺតវងកែវគាត់មិនចង់ទទួលស្គាល់ទេគាត់បាននិយាយថាខាំជីឯងកុំមួបង្កាច់ខ្ញុំចំណែកខាំជីក៏បាននិយាយថាណែខ្ញុំមិនបានមួបង្កាច់ឯងខ្ញុំបានឃើញតែផ្ទាល់ភ្នែកខ្ញុំក៏មានសាក់សីរស់ផងដែរសាក់សីរស់ហ្នឹងគឺជាចោមដែលពេលនេះចោមបានជួបជាមួយនឹងអូមហើយអូមបានចាប់ចោមគំរាមចោមនិយាយរួមទៅអូមតាមធ្វើបាបចោមតាំងពីបច្ចុប្បន្នរហូតដល់បុរាណគឺគំរាមចោមណាកុំឲ្យរៀបរាប់ពីរឿងវងកែវប្រាប់ទៅលើលោករ៉ូបឺតអីដោយពេលនេះអូមជាមនុស្សបុរាណដូចនេះអូមមិនស្គាល់ចោមទេប៉ុន្តែចោមណាចង់ចាំអូមយ៉ាងច្បាស់ពេលនេះចោមក៏បានឃើញមុខអូមច្បាស់ហើយចោមក៏នឹកឃើញការឈឺចាប់របស់គាត់ដែរពេលនេះអូមកំពុងធ្វើបាបគាត់ម្ដងទៀតហើយតួអង្គផាត់ក្បត់នៅតែផាត់ក្បត់មែនតាំងពីសម័យរហូតដល់បុរាណពួកគាត់ទាំងពីរនៅតែលួចផាត់ក្បត់គ្នាគឺអូមមកនេះមកដើម្បីគំរាមចោមកុំឲ្យរៀបរាប់រឿងរបស់វងកែវប្រាប់ទៅលោករ៉ូបឺតបើសិនជាចោមហ៊ានប្រាប់អូមនឹងសម្លាប់ចោមហើយចោមគាត់មិនបានឆ្លើយតបអ្វីទេគាត់កំពុងតែឈឺចាប់ជាមួយនឹងអូមផងនោះហើយអូមមកធ្វើគំរាមដាក់គាត់បែបនេះទៀតដែលមនុស្សក្នុងផ្ទះពេលនេះកំពុងតែស្វែងរកចោមដើម្បីយកចោមទៅដោះស្រាយបញ្ហាមួយនឹងដោយសារតែចោមជាតួអង្គសំខាន់ដែលឃើញព្រឹត្តិការណ៍ហ្នឹងផ្ទាល់ភ្នែកពេលដែលមានមនុស្សដើរចិត្តមកដល់ហ្នឹងអូមក៏បានរត់ចេញពីចោមទៅអ្នកដែលរកចោមណាគឺមីក៏បានប្រាប់ចោមថាចោមឯងបញ្ញត្តិទៅផ្ទះទៅក្នុងផ្ទះមានរឿងធំហើយចំណែកចោមក៏អត់ដឹងថាមានរឿងអីទេគាត់ក៏ឆ្ងល់ដែរថាមានរឿងអីតាក់ទងជាមួយគាត់ទៀតហើយមីក៏បានប្រាប់ចោមថាគឺរឿងរបស់វងកែវជាមួយនឹងលោករ៉ូបឺតពួកគេកំពុងរងចាំឯងធ្វើជាសាក្សីដើម្បីស្រាយបំភ្លឺរឿងមួយហ្នឹងចោមពេលនេះកំពុងតែភ្ញាក់ផ្អើលហើយមីក៏បាននិយាយថាខ្ញុំមិនអាចជួយឯងបានទេរឿងនេះរឿងហ្នឹងឯងត្រូវតែទៅដោះស្រាយដោយខ្លួនឯង
មីក៏បាននិយាយថាខ្ញុំទុកឯងចោលពីភ្នែកផ្លែរ៉ាំបានទេមានរឿងរហូតតម្រងណាចោមមីក៏បាននាំចោមមកទៅផ្ទះលោករ៉ូបឺតពេលនេះផ្ទះលោករ៉ូបឺតកំពុងតែមានរឿងធំហើយណាហើយមីបានឲ្យចោមមកចូលទៅម្នាក់ឯងទៅគាត់អត់ហ៊ានចូលទេគាត់ទៅហៅកូនយាយមកជួយសិនហើយគ្រប់គ្នាក្នុងផ្ទះហ្នឹងខ្លាចលោករ៉ូបឺតគ្រប់គ្នាដោយសារលោករ៉ូបឺតចរិតគាត់កាច់សាហាវណាគាត់ជាជនជាតិបារាំងគឺថាគ្រប់គ្នាកំពុងតែអង្គុយរងចាំចោមពេលដែលចោមទៅដល់លោករ៉ូបឺតក៏បានស្ដីឲ្យចោមថាហេតុអ្វីក៏ឯងយូរម្ល៉េះចំណែកខុនអៀងជាប្រពន្ធដើមរបស់លោករ៉ូបឺតណាក៏បានថាឲ្យលោករ៉ូបឺតដែរថាពេលនេះគឺជាពេលយប់ពេលពួកគេសម្រាកហេតុអ្វីក៏អ្នកស្ដីឲ្យគេទៀតតែរ៉ូបឺតណាក៏បានថាឲ្យខុនអៀងដែរថាថ្មីនេះអ្នកតែងតែប្រឆាំងជាមួយនឹងខ្ញុំចោមក៏បាននិយាយទៅកាន់លោករ៉ូបឺតថាតើមានការអ្វីបានជាលោកហៅខ្ញុំផ្ទះកណ្ដាលយប់បែបនេះគឺថាលោករ៉ូបឺតក៏បានសួរទៅកាន់ចោមភ្លាមថាតើឯងបានឃើញវងកែវមានសំណេះសំណងស្នេហាគ្នានៅកំពង់ផែមាត់ទឹកនឹងដែរឬទេវងកែវគាត់កំពុងតែភ័យខ្លាចហើយនៅចម្លើយរបស់ចោមគាត់ក៏បានមើលមុខចោមដែលគួរឲ្យអាណិតផងដែរពេលនេះពួកគេកំពុងតែរងចាំចម្លើយរបស់ចោមហើយនៅពេលដែលចោមឆ្លើយបែបណាពួកគេនឹងជឿទាំងអស់កាមជីបបានប្រាប់ឲ្យចោមណាប្រាប់ចង្វាយរបស់គាត់ទៅគាត់កំពុងតែរីករាយនឹងចម្លើយរបស់ចោមហើយចំណែកចោមវិញគាត់មិនដឹងឆ្លើយបែបណានោះទេគាត់មិនហ៊ានឆ្លើយត្រង់ទេគាត់កំពុងតែគិតហើយដែលធ្វើឲ្យគ្រប់គ្នាកំពុងតែអង្គុយរងចាំចោមអែមែនណាក៏មិនដឹងថាចោមគិតយ៉ាងណាដែរដោយសារតែវងកែវនិងអូមហ្នឹងជាសត្រូវស្នេហារបស់គាត់កាលពីសម័យដែលធ្វើឲ្យមនុស្សគ្រប់គ្នាកំពុងតែអង្គុយរងចាំចម្លើយរបស់ចោមគឺថាចោមគាត់មិនហ៊ានប្រាប់លោករ៉ូបឺតនោះទេលោករ៉ូបឺតណាក៏បានដៀលចោមញោមថាអ្នកគឺពិតជាសំណាងអាក្រក់មែនជីវិតរបស់អ្នកគឺពោរពេញដោយបញ្ហាខ្ញុំមិនដែលជួបអ្នកម្ដងណាមិនដែលថាអត់មានរឿងនោះទេរ៉ូបឺតក៏បានឲ្យចោមណាឆ្លើយភ្លាមទៅចំណែកខាំជីបនេះក៏ឲ្យចោមណាឆ្លើយប្រាប់មេតាមត្រង់ទៅចោមគាត់មិនទាន់ដាច់ចិត្តឆ្លើយទៀតគេគ្រប់គ្នារងចាំគាត់ឡើងយូរហ្នឹងណាលោករ៉ូបឺតកាន់តែកាចហើយផ្ទះតង់ម្ដាយម៉ាំងដែលធ្វើឲ្យគ្រប់គ្នាណាភ្ញាក់ផ្អើលគ្រប់គ្នាដែរហ្នឹងណាខាំជីបគាត់កំពុងតែភ័យបើសិនជាចោមឆ្លើយថាមិនបានឃើញជីវិតរបស់គាត់នឹងចប់ហើយចោមកំពុងតែសម្រេចចិត្តថាគួរឆ្លើយបែបណាទៅបើឆ្លើយថាឃើញទៅវាប៉ះពាល់ដល់វងកែវបើថាមិនឃើញទៅវាប៉ះពាល់ដល់ខាំជីបដោយនេះចោមមិនហ៊ានឆ្លើយនោះទេចោមកំពុងតែអង្គុយឲ្យពួកគេចាំចម្លើយរបស់គាត់នឹងទៅដែលព្រឹត្តិការណ៍កំពុងតែតានតឹងបែបនោះខុនយាយក៏បង្ហាញខ្លួនដើម្បីមកការពារចោមដោយផ្ទះនេះជាផ្ទះរបស់រ៉ូបឺតចំណែកខុនយាយក៏បានដើរមកផ្ទះរ៉ូបឺតដោយផ្ទាល់ហើយបានសួរទៅកាន់រ៉ូបឺតថាតើពួកអ្នកមានបញ្ហាអ្វីជាមួយនឹងអ្នកបម្រើផ្ទាល់ខ្លួនរបស់ខ្ញុំចោមឡើងកក់ក្ដៅពេលនេះបានចង្វាយរបស់គាត់មកការពារគាត់ដល់កណ្ដាលយប់ទៀតណែរ៉ូបឺតវិញក៏បាននិយាយទៅកាន់ខុនយាយថាខ្ញុំមិនដែលឃើញអ្នកចាប់អារម្មណ៍ជាមួយនរណាគេដល់ឋានៈហ្នឹងទេរ៉ូបឺតក៏បាននិយាយដោយសម្រួលថាខ្ញុំគ្រាន់តែចង់ដឹងចម្លើយពីចោមទេតែចោមបានឃើញប្រពន្ធរបស់ខ្ញុំខុនកែវនោះលួចលាក់មានសាយស្មន់នៅកំពង់ផែដែរឬទេតែខុនយាយក៏បាននិយាយទៅកាន់ចោមថាចោមឯងប្រាប់តាមអ្វីដែលឯងបានមើលឃើញទៅដោយសារចោមក៏ស្ទាក់ស្ទើរក្នុងការសម្រេចចិត្តដោយសារតែរឿងនេះពាក់ព័ន្ធដល់វងកែវនិងអូមមុនពេលដែលគាត់ឆ្លើយគាត់ក៏បានមើលមុខទៅកាន់វងកែវដែរហើយក៏បានស្រមៃទៅកាន់ពេលបច្ចុប្បន្នរបស់គាត់ដែរគឺថាចោមក៏បានផ្ដល់ចម្លើយឲ្យពួកគេហើយក៏បាននិយាយថាបាទខ្ញុំបានឃើញពួកគេព្រោះតែនិយាយប៉ុណ្ណឹងហើយលោករ៉ូបឺតក៏បានសម្លក់ទៅកាន់វងកែវភ្លាមដោយចោមបានបន្តទៀតថាខ្ញុំបានឃើញវងកែវនៅជាមួយនឹងបុរសម្នាក់ចោមទៅឆ្លើយបានប៉ុណ្ណឹងទេចំណែកខាមជីបណាក៏បានបន្ថែមល្បាយដែរឃើញអត់ខ្ញុំប្រាប់អ្នកខ្ញុំអត់កុហកអ្នកខ្ញុំឃើញពួកគេណាកំពុងតែអោបគ្នាទៀតខ្ញុំកែវគាត់កាន់តែភ័យខ្លួនហើយប៉ុន្តែស្ដាប់ចម្លើយរបស់ចោមបន្តទៀតមកចោមក៏បាននិយាយថាប៉ុន្តែខ្ញុំមិនដឹងថាគាត់ហ្នឹងជាអ្នកណានោះទេចំណែកឯពេលហ្នឹងខ្ញុំមិនដឹងថាពួកគេណាជាគូស្នេហ៍ឬក៏ជាមិត្តភក្តិជាបងប្អូនអីដែរដោយសារតែពេលនោះគឺជាពេលយប់ហើយខ្ញុំបានមើលពួកគេពីចម្ងាយហ្នឹងអញ្ចឹងខ្ញុំមើលច្បាស់ហេចោមក៏បាននិយាយថាតែអត់នេះហើយជាអ្វីដែលខ្ញុំបានឃើញចម្លើយរបស់ចោមការពេលទាំងសងខាងការពេលទាំងវងកែវការពេលទាំងខាំជីបគឺចម្លើយដែលផ្ដល់ចម្ងល់ឲ្យអ្នកសួរវិញហ៊ុនយាយក៏បានសួរទៅកាន់រ៉ូបឺតភ្លាមថាតើខ្ញុំអាចចូលអ្នកបម្រើរបស់ខ្ញុំទៅវិញបានហើយឬនៅហើយឡើងកក់ក្ដៅអ្នកទាំងអស់គ្នាអើយខុនយាយមកការពេលផ្ទាល់ចឹងខុនយាយនឹងចោមក៏បានដើរចាក់ចេញទៅចំណែកខុនអៀងនិងអ្នកបម្រើផ្ទាល់ខ្លួនរបស់គាត់ណាក៏បានដើរចាក់ចេញទៅដែរនៅសល់ពីអ្នកប្តីប្រពន្ធហ្នឹងឆ្លោះគ្នាចំណែកខុនអៀងនិងអ្នកបម្រើផ្ទាល់ខ្លួនរបស់គាត់ឈ្មោះថាម៉ៃហ្នឹងពួកគេទាំងពីរនាក់ហាក់បីដូចជាស្រឡាញ់គ្នាអញ្ចឹងនិយាយរួមទៅអាចថាពួកគេទាំងពីរនាក់លេសបៀនផងដែរដោយសារពួកគេហ្នឹងស្រឡាញ់គ្នាខ្លាំងណាស់ដោយម៉ៃជាអ្នកថែរក្សាខុនអៀងផ្ទាល់តែងតែយកចិត្តទុកដាក់ទាំងផ្លូវកាយនិងផ្លូវចិត្តគឺម៉ៃតែងតែលើកទឹកចិត្តដល់ខុនអៀងដោយសារតែខុនអៀងណាគាត់មិនសូវជាសប្បាយចិត្តណាស់ទេដោយពេលនេះខុនអៀងកំពុងបារម្ភពីប្រពន្ធចុងរបស់រ៉ូបឺតគឺវងកែវមិនដឹងថាវងកែវនោះត្រូវរងកម្មអ្វីខ្លះនោះទេរ៉ូបឺតគាត់កាយសាហាវណែរ៉ូបឺតបានតែស្ដីឲ្យវងកែវនោះទេថាកុំឲ្យលួចតាក់ទងលួចក្បត់យើងពីក្រោយខ្នងទៀតនិយាយរួមទៅរ៉ូបឺតស្ដីឲ្យវងកែវតែប្រហែលម៉ាត់ទេរួចហើយក៏មានតំណែងតំណងរវាងប្តីប្រពន្ធពួកគេទៅពេលនេះយប់ជ្រៅដែរហើយចំណែកមីវិញកំពុងតែអង្គុយរងចាំចោមពេលដែលចោមមកដល់មីក៏បានស្ទុះទៅសួរចោមថាចោមតែអត់អីទេលោករ៉ូបឺតណាកាយសាហាវគាត់មានបានវាយឯង
មីអែក៏បានអរគុណទៅដល់ខុនយ៉ៃដែរដែលខុនយ៉ៃយល់ព្រមមកការពារចោមបែបនេះខុនយ៉ៃក៏បាននិយាយថាមិនអីទេដោយសារតែចោមណាគឺជាក្មេងរបស់គាត់ប្រសិនជាមានរឿងអ្វីកើតឡើងចំពោះចោមមកគាត់ជាអ្នកទទួលខុសត្រូវខុនយ៉ៃក៏បាននិយាយទៅកាន់ចោមថាចោមមិនគួរស្នាក់នៅទីនេះនោះទេគឺថាខុនយ៉ៃណាចង់យកចោមទៅស្នាក់នៅជាមួយប៉ុន្តែចោមក៏គិតឃើញន័យផ្សេងថាខុនយ៉ៃចង់ដេញគាត់ចេញចោមរៀងខកចិត្តដែរចំណែកមីហ្នឹងក៏បាននិយាយទៅកាន់ចោមថាមានបញ្ហារាល់ថ្ងៃអញ្ចឹងណាយើងគួរតែផឹកចេញម្ដងចំណែកខុនយ៉ៃទៅដល់ផ្ទះវិញម្ដាយរបស់ខុនយ៉ៃមិនទាន់ចូលគេងនោះទេដោយសារបារម្ភពីខុនយ៉ៃគាត់ទៅផ្ទះរបស់រ៉ូបឺតទាំងយប់ផងរីករាយបាននិយាយថាគាត់ទៅដោះស្រាយបញ្ហារបស់ចោមដោយសារបញ្ហានោះទាក់ទងជាមួយនឹងចោមដែលជាកូនចៅឈ្នួលរបស់ផ្ទះយើងគឺថាព្រិចណាមិនសូវចូលចិត្តចោមទេគាត់ថាចោមហ្នឹងមានបញ្ហាច្រើនណាស់ខុនយ៉ៃក៏បានការពារចោមដែរគាត់និយាយថាចោមមិនមែនជាអ្នកបង្កបញ្ហាទេគាត់មិនពាក់ព័ន្ធឡើយគឺថាខុនយ៉ៃពេលនេះកំពុងតែសុំម្ដាយរបស់គាត់ហ្នឹងឲ្យចោមធ្វើជាអ្នកបម្រើផ្ទាល់ខ្លួនរបស់គាត់ដើម្បីស្នាក់នៅផ្ទះជាមួយគ្នាម្ដាយរបស់គាត់នឹងព្រេតហ្នឹងមិនពេញចិត្តជាមួយនឹងចោមទេគាត់ថាចោមណាគ្មានប្រវត្តិច្បាស់លាស់អត់គួរឲ្យទុកចិត្តណាពេលសុំធ្វើការដំបូងណាគាត់មិនសូវពេញចិត្តទេពេលនេះខុនយ៉ៃសុំឲ្យខ្លាចជាអ្នកបម្រើផ្ទាល់ខ្លួនទៀតមកមើលចោមនឹងមិចវិញម្ដងមិចគាត់បានបិទស្រាមួយទៅតិនហៅចោមមកផឹកស្រាបៀបុរាណរបស់គាត់តែចោមនិយាយថាអត់ផឹកទេខ្ញុំអត់ផឹកទេប៉ុន្តែមិចក៏បាននិយាយថាមិនបាច់ធ្វើពុតទេការទៅជួបគ្នាដំបូងឯងសវឹងឡើងប៉ោឡាយស្អុយស្រាហួងឲ្យគួរដាក់យើងទៀតមីគាត់បាននិយាយចោះនិយាយឡើងណាចោមដំបងក៏អត់ផឹកទេប៉ុន្តែមីបាននិយាយដល់ចំណុចស្នេហារបស់គាត់ហ្នឹងណាដែលធ្វើឲ្យចោមណាបាននឹកឃើញបញ្ហាស្នេហារបស់គាត់ណាជាមួយនឹងអូមមានទេពេលនោះចោមក៏បានផឹកស្រាណាចូលមាត់ម្ដងទៅពេលចោមផឹកណាមីក៏បានមើលដែរគាត់ថាចោមដំបងអត់ផឹកទេពេលនេះផឹកឡើងលឿនមីក៏បានសួរចោមថារសជាតិមិនដែរស្រាដែលខ្ញុំបិទហ្នឹងបាច់សួររសជាតិទេមើលទៅទឹកមុខចោមមកដឹងហើយចោមគាត់ផឹកយកតែម្ដងគាត់អត់ខ្វល់រឿងរសជាតិអីច្រើនទេគាត់ចង់ស្វឹងគាត់ចង់មកព្រេចអូមតាមមើលទៅតិនហ្នឹងមីគ្មានបានស្វឹងស្អីទេគឺចោមផឹកតាមម្នាក់ឯងតែម្ដងណាព្រឹកឡើងក៏បានចូលមកដល់ចោមធ្វើការងារគាត់ដូចជាធម្មតាចាជាគ្រូបង្ហាត់ជ្រូកក៏ជ្រូករបស់គាត់ណាក៏បានដាក់ឈ្មោះថាហូបណាក្តីសង្ឃឹមរបស់គាត់ប៉ុន្តែពេលនោះប្រុសព្រានឈ្មោះថាចែមណាក៏បានមកញ៉ែចោមម្ដងទៀតហើយគឺថាចែមហ្នឹងឋានៈរបស់គាត់ខ្ពង់ខ្ពស់ហើយគាត់មិនសមណាទៅមើលអ្នកបម្រើធ្វើការអញ្ចឹងទេលោកចែមក៏បានសួរទៅកាន់ចោមថាហេតុអ្វីក៏អ្នករកឃើញឈ្មោះហ្នឹងដាក់ឲ្យជ្រូករបស់អ្នកឈ្មោះហ្នឹងគួរឲ្យស្រឡាញ់ខ្លាំងណាហើយថែមទាំងមានអត្ថន័យថាក្តីសង្ឃឹមមួយទៀតណាពេញមកឡើងខំរនឹកពាក្យនិយាយជាមួយនឹងគេចោមក៏បាននិយាយថាខ្ញុំបានគិតអ្វីវែងឆ្ងាយទេគ្រាន់តែខ្ញុំគិតថាពាក្យហ្នឹងស្ដាប់ទៅព្រោះខ្ញុំក៏បានដាក់ទៅហើយក៏បាននិយាយទៀតថាជ្រូកឈ្មោះហូបហើយចុះម្ចាស់ជ្រូកក៏ឈ្មោះអីគេដែរគឺថាចែមជួបគ្នាកាលមុនក៏បានសួរឈ្មោះទេពេលនេះចោមក៏បានប្រាប់ដែរខ្ញុំឈ្មោះចោមហើយជ្រូកនេះជាជ្រូករបស់មេខ្ញុំទេខ្ញុំអត់មានជ្រូកទេចែមក៏បានសួរទៅកាន់ចោមថាចោមតែអ្នកឯងប្រាប់ពីវិធីសាស្ត្រក្នុងការបង្ហាត់ជ្រូករបស់អ្នកឲ្យខ្ញុំខ្លះបានទេខ្ញុំចង់ចាំឲ្យចេះដូចអ្នកដែរគឺថាចោមបង្ហាត់ហូបហ្នឹងដោយប្រើកណ្ដឹងប្រើសម្លេងជាសញ្ញាហ្នឹងនៅពេលដែលគូកណ្ដឹងណាហូបរត់មករកគាត់ហើយចែមក៏បាននិយាយថាខ្ញុំចង់ទិញជ្រូកមួយមកចំដែរនៅពេលដែលខ្ញុំចំតែចោមអាចទៅជួយបង្ហាត់ជ្រូករបស់ខ្ញុំបានដែរនៅពេលដែលចោមទៅបង្ហាត់ជ្រូករបស់ខ្ញុំទៅខ្ញុំមិនសូវនឿយហត់មកជួបចោមនៅទីនេះទេចែមក៏បានប្រាប់ចោមថាគេបង្ហាត់ជ្រូកណាដើម្បីយកទៅវាទៅប្រណាំងនៅថ្ងៃបុណ្យណូអែលដោយសារឈ្មោះបរទេសវាច្រើនចូលចិត្តការលេងល្បែងប្រណាំងជ្រូកដូច្នេះចោមខុនយ៉ៃបង្ហាញខ្លួនជានិច្ចចែមក៏បានទៅនិយាយខុនយ៉ៃថាខុនយ៉ៃហេតុអ្វីបានជាអ្នកដឹងថាខ្ញុំមកទីនេះខុនយ៉ៃវិញនិយាយធ្វើដូចជាអត់ដឹងចាគាត់បាននិយាយថាខ្ញុំអត់ដឹងទេខ្ញុំគ្រាន់តែមកហៅអ្នកបម្រើរបស់ខ្ញុំតាបាច់កុហកច្រើនទេខុនយ៉ៃអើយចោមជាមនុស្សសម័យដូចនេះចោមដឹងថាខុនយ៉ៃឯងហួសហេងចំពោះគាត់ហើយខុនយ៉ៃក៏បានសួរទៅកាន់ចែមថាហេតុអ្វីបានជាអ្នកមកដល់ទីនេះចែមក៏បានឆ្លើយថាខ្ញុំមកជួបលោករ៉ូបឺតប៉ុន្តែខ្ញុំឆ្លៀតមកជួបចោមមុនលោករ៉ូបឺតទៅចែមនិយាយជាមួយខុនយ៉ៃធ្វើមុខឡើងឌឺហើយបាននិយាយថាខ្ញុំចង់ជួបចោមមុនគេចែមក៏បានប្រាប់ខុនយ៉ៃប្រើមនុស្សរបស់អ្នកបន្តទៀតទៅហើយគាត់ក៏បានលាចោមទៅវិញទៅការលារបស់គាត់ឡើងស្វីតផងដែរគាត់ក៏បាននិយាយថាជួបគ្នាឆាប់នេះចោមរបស់ខ្ញុំនៅពេលដែលចែមបានចាក់ចេញទៅចោមក៏បានសួរទៅកាន់ខុនយ៉ៃថាតើអ្នកមានការអ្វីបានថាអ្នកមករកខ្ញុំនៅទីនេះគឺថាខុនយ៉ៃក៏បានសួរទៅកាន់ចោមថារសៀលនេះចោមទំនេរទេតែចោមអាចជួលខ្ញុំទៅផ្សារបានទេគឺថារសៀលនេះខុនយ៉ៃនឹងចោមបានទៅផ្សារតែ2នាក់ឯងគឺថាខុនយ៉ៃបានរើសម្លៀកបំពាក់មួយចំនួនទៅឲ្យចោមលោចោមក៏បានសួរទៅកាន់ខុនយ៉ៃថាតើចវាយចង់ទិញអាវនេះឲ្យអ្នកណាគឺចវាយហ្នឹងបានទិញឲ្យចោមជាអ្នកបម្រើសម្រាប់ចិត្តរបស់គាត់ហើយចោមវិញឡើងភ្ញាក់ផ្អើលនៅពេលដែលចវាយធ្វើល្អដាក់គាត់បែបហ្នឹងខុនយ៉ៃក៏បានប្រាប់ទៅកាន់ចោមថាដោយសារតែចោមជាអ្នកបម្រើត្រូវចេញក្រៅជាមួយគាត់ចូលរួមកម្មវិធីជាច្រើនដូចនេះចោមត្រូវតែមានសម្លៀកបំពាក់ឲ្យច្រើនចោមវិញរំភើបខ្លាំងណាស់ធម្មតាអត់ដែលមានចវាយណានាំកូនចៅមកទិញខោអញ្ចឹងហេនាំមកទិញឲ្យលោឲ្យទៀតហើយក៏បានសួរថាចូលចិត្តអាមួយហ្នឹងអត់ចោមឡើងភ័យស្មារតីលងជាមួយនឹងទង្វើល្អរបស់ចវាយរបស់គាត់ហ្នឹងចវាយបានរើអាវឲ្យចោមហើយណាចវាយក៏ដើរចាក់ចេញទៅទិញរបស់ផ្សេងទៅ
ទុកឲ្យចោមនៅមើលខោអាវពី3ទៀតខណៈពេលដែលចោមនៅតែម្នាក់ឯងនោះចោមកំពុងតែលោខោអាវប៉ុន្តែមានបរិសក្បាលខូចម្នាក់ហ្នឹងណាគាត់ក៏បានមកវាយប្រហារចោមដោយលួចឆ្មក់នៅពេលដែលចោមនៅម្នាក់ឯងហ្នឹងគឺបរិសម្នាក់នោះឈ្មោះថាអូមពេលនេះអូមកំពុងតែវាយប្រហារចោមហើយក៏បានសួរទៅកាន់ចោមថាតើចោមបានប្រាប់ពួកគេនៅរឿងនោះទេនិយាយរួមទៅអូមគាត់ស្គួតហើយគាត់បានតម្លាក់កោគ្រប់យ៉ាងទៅលើចោមទាំងតែចោមជាអ្នកដតីហ្នឹងណាដោយសារវងកែវបានប្រាប់អូមថាមិនភ្លេចគាត់ទៅគឺវងកែវបានរៀបការចោលអូមហើយបានសំបែកអូមដោយផ្ទាល់មាត់ទៀតពេលនេះអូមមកធ្វើបាបជាមួយនឹងចោមវិញគឺថាអូមណាបានតម្លាក់កោទៅលើចោមគ្រប់យ៉ាងដោយសារតែចោមណាទៅវងកែវធ្វើបែបនេះដាក់គាត់នៅក្បែរហ្នឹងក៏ចូលជួយចោមដែរប៉ុន្តែត្រូវបានអូមណារួញគេចេញចោមក៏មិនចង់តដៃទេដោយសារតែអូមណាវាហួសហេតុពេកហើយចោមក៏បានតដៃជាមួយអូមទៅគឺថាចោមបានច្រានអូមមួយទំហឹងតែដួលទៅលើដីចោមក៏បានស្ដីឲ្យអូមថាតែអ្នកចង់បានអ្វីទៀតពីខ្ញុំអ្នកគឺជាមនុស្សអន្តគឺខុនចៃបានរួញអូមចេញមិនឲ្យប៉ះពាល់ចោមរបស់គាត់ទេហើយបាននិយាយថាបើសិនជាឯងហ៊ានធ្វើបែបនេះទៅលើក្មេងរបស់យើងម្ដងទៀតកុំសង្ឃឹមថាឯងបានរួចទោសឲ្យសោះដោយពេលនេះដែរម្ដាយរបស់អូមណាក៏បានមករកអូមហើយក៏បាននាំអូមទៅផ្ទះវិញក៏ហើយក៏បានធ្វើការសុំទោសទៅកាន់ខូនយាយនឹងចោមដែរក៏បាននិយាយថាកូនប្រុសរបស់គាត់ណាស្វឹងទល់ខួបហើយដោយនេះគេមិនសូវដឹងអីនោះទេគេកំពុងតែពិបាកចិត្តរឿងស្នេហារបស់គេមើលទៅកាន់ទឹកមុខរបស់ខូនយាយគាត់បារម្ភពីចោមណាគាត់បានសម្លក់សម្លឹងទៅមើលអូមខ្លាចអូមធ្វើបាបចោមម្ដងទៀតចំណែកចោមវិញគាត់យំខ្លាំងគាត់កំពុងតូចចិត្តនឹងវាសនារបស់គាត់ហើយត្រូវបានអូមនឹងធ្វើបាបតាំងពីសម័យរហូតដល់បុរាណនៅគេធ្វើបាបទៀតគេយកក៏បានចូលមកដល់ដែរចោមពេលគាត់ប្របាចារ៉ាគាត់តែងតែអង្គុយនៅមាត់ទឹកដោយសារជីវិតគាត់ជួបបញ្ហាច្រើនពេកហើយគាត់ក៏បាននឹកឃើញពីបញ្ហាទាំងនោះដែរតែសម្ដីរបស់រ៉ូបឺតណាធ្ងន់ជាងគេក៏បាននិយាយថាចោមណាគឺជាមនុស្សសំណាងអាក្រក់ពេលនេះកំសត់ខ្លាំងចោមកំពុងតែនឹកផ្ទះរបស់គាត់ហើយបានទៅនិយាយទៅកាន់ទឹកថាអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅផ្ទះរបស់ខ្ញុំវិញផងគឺចោមកំពុងតែចង់ត្រឡប់ទៅសម័យរបស់គាត់វិញគឺថានៅសម័យបុរាណនេះគ្មានក្តីសុខទេអ្វីក៏គាត់គ្មានទាំងអស់ជុំវិញខ្លួនណាសុទ្ធតែសំណាងអាក្រក់សុទ្ធតែបញ្ហាសូម្បីតែការងារផ្ទះសម្បែងណាក៏គាត់គ្មាននៅដែរគាត់ជាខ្ញុំបំរើគេនោះទេដែលកំពុងតែពិបាកចិត្តចង់ត្រឡប់ទៅសម័យរបស់គាត់វិញណាខុនយាយក៏បានចូលមកដល់ក៏បានសួរទៅកាន់ចោមថាតើចោមកំពុងតែមានរឿងអ្វីហ្នឹងចោមក៏បានឆ្លើយទៅកាន់ខុនយាយថាខ្ញុំអត់អីទេក៏បានបង្ខំចិត្តឲ្យញញឹមដែរបន្ទាប់មកខុនយាយក៏បានអង្គុយនៅមាត់ទឹកណាដើម្បីកំដរចោមនិយាយរឿងក្នុងចិត្តជាមួយនឹងចោមខុនយាយក៏បានសួរទៅកាន់ចោមថាតើចោមកំពុងតែកើតរឿងដែលកើតឡើងកាលពីល្ងាចហ្នឹងមែនទេតាំងពីពេលដែលខ្ញុំបានជួបចោមនៅទីនេះខ្ញុំមិនដែលសួរចោមតតែសោះថាចោមសុខសប្បាយដែរឬទេចោមក៏បានឆ្លើយថាខ្ញុំកំពុងតែព្យាយាមសម្រាប់ខ្លួនរស់នៅទីនេះហើយខុនយាយក៏បានសួរទៅកាន់ចោមទៀតថាតើចោមមានរឿងអ្វីចង់ប្រាប់ខ្ញុំមកចោមក៏បានរៀបរាប់ពីទុក្ខលំបាករបស់គាត់ដែលគាត់ជួបប្រទះនឹងចោមបាននិយាយថាខ្ញុំមិនយល់តតែសោះថាហេតុអ្វីបានជីវិតរបស់ខ្ញុំជួបតែរឿងអាក្រក់បែបនេះហើយខ្ញុំខ្លួនឯងក៏គិតថាខ្ញុំមិនបានធ្វើរឿងអាក្រក់អ្វីទេតើខ្ញុំមានកម្មពីអ្វីមែនទេបន្ថែមជីវិតបាននាំខ្ញុំមកដល់ចំណុចត្រឹមហ្នឹងកូនយាយក៏បានយល់ពីចោមកាន់តែច្បាស់ហើយកូនយាយក៏បានសួរទៅកាន់ចោមថាតើវាធ្វើឲ្យអ្នកនឹកពីកន្លែងដែលអ្នកត្រឡប់មកមែនទេចោមក៏បានងក់ក្បាលផ្ដល់ចម្លើយឲ្យកូនយាយក៏បានលួងនឹងលើកទឹកចិត្តចោមថាបើសិនជាអ្នកនឹកវាធ្វើឲ្យអ្នកឈឺចាប់អ្នកគួរតែព្យាយាមបំភ្លេចវាម្ដងបន្តិចនោះជីវិតអ្នកនឹងស្រកបំប្រងវិញហើយក៏មានអារម្មណ៍ថាឯកាអីនៅពេលដែលអ្នកនៅទីនេះខ្ញុំនឹងការពារអ្នកដល់មកលើដោយនេះគាត់មានអារម្មណ៍កក់ក្ដៅបន្តិចហើយគាត់នៅបុរាណហ្នឹងមានខុនយាយជាអ្នកការពារគាត់ម្នាក់ហើយភាគទី3របស់យើងបានឈានមកដល់ទីបញ្ចប់ហើយដែលប្រាំសាច់រឿងភាគទី4ហ្នឹងខុនយាយក៏បានសុំម្ដាយរបស់គាត់សុំជួយចោមធ្វើជាអ្នកបម្រើផ្ទាល់ខ្លួនរបស់គាត់ប៉ុន្តែម្ដាយរបស់គាត់មិនសូវពេញចិត្តជាមួយនឹងចោមទេដោយសារមិនទុកចិត្តចោមដោយសារចោមបាត់ការចងចាំមិនដឹងប្រវត្តិរបស់ចោមយ៉ាងដូចម្ដេចទេគាត់ក៏បានយល់ព្រមជាមួយនឹងខុនយាយទៅដោយសារតែខុនយាយរឹងទៅតឹងខ្លាំងប៉ុន្តែអ្នកដែលសម្រេចចិត្តធំជាងគេក្នុងផ្ទះហ្នឹងគឺជាឪពុករបស់ខុនយាយដែលម្ដាយរបស់ខុនយាយបាននិយាយថាអ្វីគ្រប់យ៉ាងស្ថិតលើឪពុករបស់ឯងជាអ្នកសម្រេចចិត្តទៅយើងមិនដឹងទេដូចនេះចោមបានរើសម្លៀកបំពាក់របស់គាត់ដែលនៅផ្ទះជាមួយនឹងមីងហ្នឹងផ្លាស់ប្ដូរមកនៅផ្ទះជាមួយនឹងខុនយាយវិញមីងក៏បានប្រាប់ទៅកាន់ចោមថាឯងមានសំណាងហើយឯងមិនបាច់ខ្វល់ពីពួកយើងទេឯងទៅរស់នៅជាមួយនឹងខុនយាយទៅចោមក៏បានផ្លាស់ប្ដូរមកធ្វើការជាមួយនឹងខុនយាយជាអ្នកបម្រើផ្ទាល់ខ្លួនរបស់ខុនយាយប៉ុន្តែអ្នកបម្រើផ្ទាល់ខ្លួនគឺបណ្ដោះអាសន្ននោះទេគ្រប់យ៉ាងសំខាន់លើឪពុករបស់ខុនយាយជាអ្នកសម្រេចចិត្តបន្តចោមគ្រាន់តែគាត់បានឮបែបនោះហើយគាត់ក៏បារម្ភដែរគាត់សួរទៅកាន់ខុនយាយថាតើឪពុករបស់អ្នកកាចអត់គាត់មិនមែនកាចទេគ្រាន់តែគាត់តឹងរឹងបន្តិចហ្នឹង
អ្វីដែលសំខាន់ណាតួអង្គទាំងពីរណាបានស្ថិតនៅក្នុងផ្ទះជាមួយគ្នាហើយចឹងមានភាពស្វីតហើយកូនយាយបាននាំចោមមកទៅមើលបន្ទប់របស់គាត់គឺចោមហ្នឹងស្ថិតនៅបន្ទប់មួយដោយឡែកពីគាត់បន្ទប់ពីរហ្នឹងនៅជិតគ្នាទេវានៅក្រោមដំបូលតែមួយតមកគាត់ឡើងរំភើបហើយពេលនេះគាត់មានបន្ទប់មួយផ្ទាល់ខ្លួនតែឯងអ្វីដែលសំខាន់ណាផ្ទះរបស់កូនយាយហ្នឹងគឺជាផ្ទះមួយដាច់ដោយឡែកពីគេដោយនេះគាត់រស់នៅតែពីអ្នកចោមទេបន្តមកទៀតណាចោមក៏បានរៀបចំការងារទូនាទីរបស់គាត់ណាពេលមិញព្រេតអ្វីដែលសំខាន់ហ្នឹងគឺកូនយាយគាត់ចូលចិត្តផ្កាចំបៃខ្លាំងណាស់ពេលគាត់មុជទឹកគាត់ដាក់ផ្កាចំបៃចូលទៅក្នុងទឹករបស់គាត់មុជវគ្គបម្រើអាហារហើយពេលនេះមិញព្រេតបានហុចអាហារទៅឲ្យចោមថាគាត់អត់ចង់ញ៉ាំទេដែលអាហារនោះមិនសម្រាប់ចោមទេចោមគឺអាហារនោះសម្រាប់កូនយាយឯងលើកទៅឲ្យកូនយាយទៅចំណែកកូនយាយគាត់កំពុងតែអង្គុយអានសៀវភៅនៅឯមាត់ទន្លេដោយសារតែមួយរយៈនេះកូនយាយគាត់មិនធ្វើអ្វីទេគាត់នៅតែសិក្សាចប់តែថ្នាក់ទី12បើគិតពីអាយុវិញកូនយាយគឺប្អូនចោមឯងដោយសារតែកូនយាយទៅចប់ទី12ទេចំណែកចោមវិញចប់មហាវិទ្យាល័យហើយកូនយាយគាត់បានបារម្ភពីចោមដែរគាត់សួរទៅចោមថាហត់អត់ថ្ងៃហ្នឹងជាថ្ងៃដំបូងដែលចូលធ្វើការដំបូងចឹងចោមគាត់និយាយថាអត់អីទេតិចតួចហ្នឹងពេលដែលកូនយាយកំពុងតែញ៉ាំអាហាររបស់គាត់ណាចោមឃើញហើយចោមក៏គាត់ចង់ញ៉ាំដែរដោយថាឋានៈខុសគ្នាកូនយាយបានញ៉ាំហើយចោមមិនអាចញ៉ាំបានទេដោយសារតែចោមជាអ្នកបម្រើរបស់គាត់ចោមមិនត្រឹមតែឈរមើលកូនយាយញ៉ាំឡើងទំនងចឹងទៅប៉ុន្តែមានករណីពិសេសមួយគឺចោមអាចញ៉ាំបានដោយកូនយាយហ្នឹងបានហៅចោមឲ្យញ៉ាំជាមួយគ្នាទៅច្បាយរបស់ចោមចាប់ផ្ដើមបង្ហាញទឹកចិត្តចំពោះគាត់ទៅកាន់ចោមម្ដងបន្តិចហើយចោមគាត់ប្រកែកថាអត់ចង់ញ៉ាំទេប៉ុន្តែកូនយាយណាក៏បានរៀបចំនំហ្នឹងឲ្យចោមសាកភ្លក់មើលពេលដែលចោមបានញ៉ាំហើយហ្នឹងវាមានរសជាតិឆ្ងាញ់ធ្វើឲ្យចោមនៅឃើញដល់នំដែលគាត់ធ្លាប់ញ៉ាំពីមុនគាត់ក៏បានហៅឈ្មោះវាថានំរ៉ូទីមែនទេច្បាយមែនហើយវាជានំរ៉ូទីច្បាយរបស់ចោមបានឲ្យចោមហ្នឹងអានសៀវភៅឲ្យគាត់ស្ដាប់គាត់ខ្ជិលអានហើយប៉ុន្តែសៀវភៅហ្នឹងគឺជាសៀវភៅប្រឡោមលោកនោះទេដែលមានតាក់ទងនឹងឈុតឆាកស្នេហាស៊ីជម្រៅគ្នាណាពេលដែលចោមកំពុងតែអានណាគាត់បានដាក់មនោសញ្ចេតនារបស់គាត់ចូលទៅក្នុងរឿងប្រឡោមលោកហ្នឹងធ្វើឲ្យច្បាយរបស់គាត់រាក់ស្រាប់ហ្នឹងបើកភ្នែកធំមើលចោមហើយសាច់រឿងប្រឡោមលោកណាតាក់ទងជាមួយនឹងឈុតស្នេហាស៊ីជម្រៅនៅក្នុងបន្ទប់ចោមបានអានដល់ចំណុចថងណាគាត់ក៏បានបិទសៀវភៅទុកធ្វើអាកប្បកិរិយាចម្លែកចំណែកកូនចៅក៏បានឆ្ងល់ដែរគាត់ក៏បាននិយាយទៅកាន់ចោមថាខ្ញុំបានឃើញចោមដូចជាងប់ងល់ក្នុងសាច់រឿងនឹងដល់ហើយចោមក៏បាននិយាយថាអត់ទេខ្ញុំគ្រាន់តែចូលទូទៅក្នុងតួអង្គនឹងតិចតាកូនចៅគាត់ឡើងឆ្ងល់តែគាត់ជាមនុស្សបុរាណចូលតួយ៉ាងម៉េចទៅកូនចៅក៏បានសួរទៅកាន់ចោមថាតែអ្នកប៉ាត់ជាមិនចូលចិត្តសាច់រឿងហ្នឹងទេចោមគាត់ក្តៅចិត្តពេកណាក៏គួរតកម៉ាំងដោយសារក្តៅចិត្តក្នុងរឿងហ្នឹងក្នុងរឿងហ្នឹងតួអង្គមួយណាបានចាប់រំលោភតួអង្គមួយទៀតដែលតួអង្គចាប់រំលោភគេហ្នឹងគឺជាមនុស្សខូចដេរឆានតែម្ដងដោយចោមគាត់ចូលតួពេកធ្វើឲ្យអ្នកស្ដាប់របស់គាត់ឡើងភ័យខុនឆៃក៏បានសួរទៅកាន់ចោមថាតែអ្នកមិនចូលចិត្តទេរឿងបែបហ្នឹងចោមគាត់សោកប្រឡោមរោគខ្លាំងណាគាត់ក៏បាននិយាយថាទៅចូលចិត្តអីរឿងដេរឆានឈួតចឹងដោយចោមនិយាយចឹងដូចជាជេរខុនឆៃចឹងដោយសារខុនឆៃជាអ្នកចូលចិត្តរឿងហ្នឹងចោមក៏បាននិយាយថាសម័យនេះវាមិនសមហេតុផលទេដែលបរិះខ្លួនតែម្នាក់ណាយកប្រពន្ធរហូតដល់ច្រើនអ្នកដែលខុនឆៃបាននិយាយទៅកាន់ចោមថាអ្នកនិយាយដូចជាអ្នកមិនមែនជាមនុស្សនៅក្នុងសម័យហ្នឹងទេចោមក៏បានបង្វែរសាច់រឿងមិនមែនទេខុនឆៃខ្ញុំមិនចង់បាននិយាយចឹងទេឥឡូវខ្ញុំយកទៅចានទៅទុកវិញណាពេលយប់ក៏បានចូលមកដល់មកមើលខុនអៀងនិងមិជាអ្នកបម្រើស្រីរបស់គាត់ណាគឺថាខុនអៀងណាក៏បានអានប្រឡោមលោករបស់គាត់ហ្នឹងឡើងយកចិត្តទុកដែរខុនអៀងណាបានប្រាប់ទៅកាន់ម៉ៃថាគាត់បានអានប្រឡោមលោកណាដើម្បីយកចំណេះដឹងពីក្នុងសៀវភៅនោះមកដោះស្រាយបញ្ហាជីវិតផ្ទាល់ខ្លួនរបស់គាត់រាល់ថ្ងៃអេដមីនសូមបញ្ជាក់បន្តិចគឺតួអង្គទាំងពីរណារវាងនឹងខុនអៀងនិងម៉ៃហ្នឹងគឺគាត់លួចស្រឡាញ់គ្នាទៅវិញទៅមកហើយអ្នកទាំងអស់គ្នានិយាយរួមទៅតួអង្គទាំងពីរហ្នឹងមួយយ៉ាងដែររបស់គាត់ទៅដោយពេលនេះដែរហ្នឹងម៉ៃគាត់បានដើរចេញក្រៅហ្នឹងមកជួបជាមួយនឹងមីដោយមីហ្នឹងលួចស្រឡាញ់ម៉ៃមីក៏បានបបួលម៉ៃទៅផឹកជាមួយគ្នាតែពីរនាក់ប្រុសហើយស្រីពេលដែលពួកគេកំពុងផឹកហ្នឹងម៉ៃក៏បានសួរទៅកាន់មីថាតើចោមទៅឯណាហើយអ្វីក៏អ្នកផឹកស្រាតែម្នាក់ឯងគឺថាចោមគាត់មានសំណាងណាគាត់បានខ្លាយជាអ្នកបម្រើផ្ទាល់ខ្លួនណារបស់ខុនចៃហើយពួកគាត់ទាំងពីរហ្នឹងផឹកស្រាជាមួយគ្នានិយាយគ្នាឡើងសប្បាយដោយផឹកស្រាសោតហ្នឹងម៉ៃក៏បានសួរស្នេហាទៅកាន់មីម៉ៃក៏បានសួរទៅកាន់មីថាតើមីធ្លាប់មានអារម្មណ៍ទៅលើនរណាម្នាក់ដែលយើងមិនគួរមានអត់ឲ្យមីឆ្លើយមិនទៅបើមីលួចស្រឡាញ់ម៉ៃហ្នឹងមីក៏បានផឹកពី3កែវទៀតទៅមីក៏បានឆ្លើយថាអារម្មណ៍របស់គាត់ចាប់ផ្ដើមមាននៅពេលនេះហើយចំណែកម៉ៃវិញគាត់ឡើងអត់ដឹងខ្លួនគាត់ក៏បានសួរមីថាជាមួយអ្នកណាមីគាត់មិនដឹងឆ្លើយយ៉ាងណាទេបើសិនជាម៉ៃគ្មានចិត្តទៅលើគាត់ផងហ្នឹងម៉ៃមកសួរបទពិសោធន៍ស្នេហាពីគាត់ទៀតដោយតាំងពីដើមឡើយមកហ្នឹងម៉ៃធ្វើល្អដាក់មីដោយនេះមីខំគិតថាម៉ៃហ្នឹងបានស្រឡាញ់គាត់ដូចគ្នាប៉ុន្តែពេលនេះទើបដឹងថាអត់ទេមីគាត់មិនដឹងធ្វើមិនទេគាត់ក៏បាននិយាយថាផ្លេចវាចោលទៅតោះផឹកតជប់និយាយរឿងហ្នឹងពីវីដេអូដបមីខកស្នេហ៍ហើយយើងខ្លីទៅមើលចោមជាមួយនឹងខុនចៃវិញម្ដងពួកគាត់ទាំងពីរនាក់ហ្នឹងកំពុងតែនៅបន្ទប់ជាមួយគ្នាខុនចៃកំពុងសួរសំណួរមួយចំនួនទៅកាន់ចោម
คนย้ายบ้านสู้ท่าបើសិនជាគាត់គេងមិនលក់តើចោមត្រូវធ្វើអ្វីឲ្យគាត់គេងលក់ហើយសំណួរគាត់សោះតែឲ្យគេធ្វើអីឲ្យគាត់គេងលក់ចោមក៏បានរននឹកឲ្យឆ្លើយថាវាយគូតែរាប់ពីលេខ1រហូតដល់លេខ300ហើយកុំរើគេងនៅឲ្យស្ងៀមវាគេងលក់ហើយចវាយក៏បានសួរទៅកាន់ចោមថាពេលដែលចោមធ្វើបែបហ្នឹងណាបន្ទាប់មកចោមមិនគេងលក់អត់ហើយអ្នកណែនាំគេឡើងប៉ាន់ដែរខំណែនាំគេទាំងតែខ្លួនឯងធ្វើទៅគេអត់លក់ហងចោមក៏បាននឹកឃើញវិធីសាស្ត្រមួយទៀតចុះបើសិនជាមានអ្នកណាគោះខ្នងរបស់អ្នកតែអ្នកអាចគេងលក់អត់ចវាយគាត់ឡើងប៉ាន់ក៏បាននិយាយទៅកាន់ចោមថាតើចោមអាចធ្វើវាសម្រាប់ខ្ញុំបានអត់ចោមគាត់ឡើងភ័យគ្រាន់តែលឺចវាយរបស់គាត់និយាយបែបហ្នឹងដោយសារតែគាត់មនុស្សសម័យពេលធ្វើបែបហ្នឹងហើយវាគួរឲ្យគ្រោះថ្នាក់ហ៊ុនចៃបានឃើញចោមភ័យខ្លាចដែរនោះគាត់ក៏បាននិយាយថាមិនមែនថ្ងៃហ្នឹងទេចាំពេលក្រោយទៅចោមគាត់ក៏បានត្រឡប់ទៅបន្ទប់របស់គាត់វិញដើម្បីសម្រាកប៉ុន្តែគាត់មិនបានសម្រាកទេគាត់ក៏បានមើលសម្លៀកបំពាក់របស់គាត់នៅឃើញដល់អនុស្សាវរីយ៍ជាមួយនឹងអូមដោយពេលនេះចោមកំពុងតែថ្លឹងថ្លែងរវាងអូមនិងខុនយ៉ៃតែគាត់គូសម្រាប់ចិត្តជ្រើសយកមួយណាគឺគាត់ច្បាស់ជាជ្រើសរើសយកខុនយ៉ៃហើយដោយសារតែអូមជាមនុស្សដែលក្បត់គាត់គឺចោមគាត់បានសួរទៅកាន់ខុនយ៉ៃដែរហើយបានជាខុនយ៉ៃជ្រើសរើសគាត់ធ្វើជាអ្នកបម្រើផ្ទាល់ខ្លួនខុនយ៉ៃបានឆ្លើយថាអ្នកបម្រើផ្ទាល់ខ្លួនគឺជាមនុស្សស្និទ្ធស្នាលប្រៀបដូចជាមិត្តភក្តិរបស់គាត់អញ្ចឹងដូចនេះមិនអាចរកអ្នកដទៃបានទេក្រៅពីចោមអ្នកបម្រើផ្ទាល់ខ្លួនហ្នឹងគឺជាមនុស្សដែលគាត់ទុកចិត្តនិងចូលចិត្តទើបអាចធ្វើការជាមួយគ្នាបានយូរប៉ុន្តែរៀងសែនបន្តិចដោយសារអ្នកបម្រើផ្ទាល់ខ្លួនរបស់ខុនយ៉ៃត្រូវបានការយល់ព្រមជាមួយនឹងបិតារបស់គាត់ប្រស័យឡើងក៏បានចូលមកដល់ចំណែកចោមក៏បានវាយឯកសារទៅឲ្យខុនយ៉ៃគឺចោមធ្វើឯកសារបានទាំងថៃនិងអង់គ្លេសបានទាំងស្ទាត់ជំនាញនិយាយរួមទៅសមត្ថភាពរបស់ចោមអាចធ្វើអ្វីក៏បានដែរប៉ុន្តែខុនយ៉ៃក៏មើលឃើញថាចោមខ្វះចន្លោះបន្តិចបន្តួចដោយសារតែឯកសាររបស់ចោមវាយហ្នឹងវាសញ្ញាខណ្ឌវាខុសទីតាំងមួយចំនួនផងដែរដោយនេះខុនយ៉ៃក៏ជួយកែសម្រួលរបស់ចោមពេលដែលខុនយ៉ៃកំពុងតែបង្រៀនចោមហ្នឹងពួកគាត់ទាំងពីរនេះណាគឺអង្គុយចិត្តគ្នាខ្លាំងណាដែលធ្វើឲ្យចោមគាត់កំពុងតែអៀនដែរអ្វីក៏ច្បាយរបស់គាត់ចិត្តល្អជាមួយនឹងគាត់យ៉ាងហ្នឹងចោមគាត់បានបើកភ្លើងខៀវឲ្យខុនយ៉ៃរួចហើយគឺគាត់បានសម្រេចចិត្តជ្រើសរើសយកខុនយ៉ៃពេលដែលជីវិតរបស់គាត់ធ្លាក់ដល់ចំណុចសូន្យដុនដាបខ្លាំងមែនតើមានតែខុនយ៉ៃទេដែលធ្វើឲ្យជីវិតរបស់គាត់មានភាពស្រស់បំព្រងជាធម្មតាទេគេវាយឯកសារហ្នឹងត្រូវការចាប់ដៃគ្នាវាយចឹងហើយប៉ុន្តែក៏មើលមុខគ្នាដូចឆ្ងល់អីពិបាកដែរមនុស្សសម័យរបស់យើងគឺឃើញសកម្មភាពអីប្លែកបន្តិចគឺគាត់គិតវែងឆ្ងាយណាស្មានមិនត្រូវទេស្នេហារវាងមនុស្សសម័យនិងមនុស្សបុរាណណាមិនដឹងថាមានឈុតឆាកអ្វីខ្លះនោះទេដោយពួកគាត់ទាំងពីរនាក់ហ្នឹងកំពុងតែផ្លឹកមើលមុខគ្នាពេលនោះស្រាប់តែខុនលីក៏បានរត់ចូលមកដល់ដែលធ្វើឲ្យពួកគាត់ដាច់ចង្វាក់សាសងគ្នាអស់គឺថានៅសក់ខុនលីណាក៏បានរត់ចូលមកដែលធ្វើឲ្យពួកគាត់ភ្ញាក់ផ្អើលជាមួយនឹងខុនលីអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតណាគឺមិញព្រីតដែលជាមនុស្សធំក៏រត់តាមមកខុនលីគឺខុនលីមកទីនេះដើម្បីឲ្យខុនយ៉ៃណាគូរូគំនូយន្តហោះនឹងឲ្យគាត់មួយខុនលីប៉ាន់ណាឲ្យខុនយ៉ៃនឹងគូមិនឲ្យចោមគូទេខុនយ៉ៃក៏មិនសូវចេះគូរេពេលដែលខុនយ៉ៃគូរូណាគាត់ខ្មាស់ជាមួយនឹងចោមគាត់អត់ចោលឲ្យចោមឃើញរូបគំនូរបស់គាត់ទេពេលដែលខុនយ៉ៃបានគូហើយណាគាត់បង្ហាញឲ្យខុនលីមើលប៉ុន្តែខុនលីធ្វើមុខឡើងស្អុយថាយន្តហោះអីមើលអត់យល់ហងបងគេគូដល់គេគូឲ្យអត់ស្អាតហ្នឹងក៏អត់ពេញចិត្តដែរធ្វើឲ្យអ្នកគូហ្នឹងខ្មាស់ជាមួយនឹងចោមដល់ចោមក៏បាននិយាយទៅកាន់ខុនយ៉ៃថាតើខ្ញុំអាចមើលរូបគំនូរបស់អ្នកគូណាបន្តិចបានអត់ខុនយ៉ៃឡើងអៀនអត់ចង់ឲ្យមើលទេប៉ុន្តែចោមក៏បាននិយាយថាមិនខ្មាស់អៀនទេឲ្យខ្ញុំមើលទៅថាមិនត្រូវក៏ខ្ញុំអាចកែសម្រួលរូបគំនូរបស់ខុនយ៉ៃបានយ៉ាងល្អចោមបានប្រាប់ម្ចាស់គំនូគេថាមិនខ្មាស់អៀនទេឲ្យគាត់មើលមកពេលដែលគាត់បានមើលហើយណាគាត់ក៏បានលួចសើចដែរមិនបាច់មើលទៅមុខខុនយ៉ៃទេពេលនេះចោមធ្វើបាបគាត់ណាដើម្បីថាមិញព្រីតហ្នឹងក៏សើចគំនូរបស់ខុនយ៉ៃដែរមិញព្រីតនិយាយថារូបគំនូរបស់ខុនយ៉ៃគាត់មើលអត់យល់ទេចំណែកចោក៏និយាយថារូបគំនូរបស់ខុនយ៉ៃគឺវាគួរឲ្យស្រឡាញ់វាខ្ជូតហ្មងការសរសើរនេះបោកទាំងរស់មើលទៅមុខអ្នកគូទៅក៏គាត់អត់ជឿដែរខុនលីវិញគាត់ឡើងរំភើបដល់ពេលដែលឃើញចោមកគូរូបគំនូឲ្យគាត់ខុនលីក៏បាននិយាយថាខ្ញុំចង់គូរូបថ្មីតែចោមកឲ្យគូរូបកូនជ្រូកឲ្យខ្ញុំបានអត់ពេលនៅដែរចោមក៏បានស្ម័គ្រចិត្តគូរូបកូនជ្រូកហ្នឹងទៅឲ្យខុនលីចោមគឺជាស្ថាបត្យករដោយនេះការគូគំនូរបស់គាត់ប្រៀបដូចជាគំនូ 3D អញ្ចឹងហើយនេះក៏ជាគំនូទី1ដែរដែលចោមបានគូនៅពេលដែលគាត់បានឆ្លងមកសម័យបុរាណតែគ្រប់គ្នាបានឃើញរូបគំនូរបស់ចោមហើយណាសប្បាយអរយ៉ាងខ្លាំងផងដែរដោយសារចោមណាបានគូរូបគំនូយ៉ាងស្រស់ស្អាតរំពេចដែលគូនោះមានខ្យល់បក់បោកមកប៉ុន្តែចោមគាត់មិនចាប់អារម្មណ៍ជាមួយនឹងជុំវិញខ្លួនគាត់ទេគាត់តែខ្យល់ជាខ្យល់ធម្មតាពេលដែលគាត់បានគូរូបគំនូហ្នឹងគាត់បានឆ្លងទៅសម័យរបស់គាត់វិញហើយ
គាត់ហើយក៏បានចាប់អារម្មណ៍មើលមនុស្សជុំវិញខ្លួនបាត់តាណាអស់ហើយមួយរំពេចហ្នឹងណាគាត់ក៏បានលើកសោគេហៅគាត់តែអ្នកហៅគាត់ណាគឺជាពូតានណាគឺជាពូម្នាក់ដែលហៅគាត់មកជួសជុលផ្ទះបុរាណមួយហ្នឹងគឺចោមកកំពុងតែវង្វេងហើយម្ដងទៅសម័យម្ដងទៅបុរាណគាត់បានស្រែកហៅពូតានប៉ុន្តែពូតានហ្នឹងមិនបានលើគាត់ទេតែគាត់ក្លែងមើលទៅក្រោយរបស់គាត់វិញណាគាត់ក៏ឃើញរូបគាត់ណាកំពុងតែគូគំនូយ៉ាងធម្មតាជាមួយនឹងខុនលីគ្រាន់តែរាងកាយរបស់គាត់ពេលនោះគឺនៅស្កប់ស្គាំងមិនបានធ្វើចលនាអ្វីទាំងអស់តែមានគិតថានៅពេលដែលគាត់គូគំនូហ្នឹងគឺដួងវិញ្ញាណរបស់គាត់បានឲ្យចេញពីខ្លួនប្រាណរបស់គាត់ដោយខុនចៃនិងព្រីតបានឃើញបែបនេះពួកគាត់ភ័យដែរហ្នឹងដែលឃើញចោមកនៅស្កប់ស្គាំងមួយសន្ទុះចោមកក៏បានធ្វើការសុំទោសទៅកាន់អ្នកទាំងអស់គ្នាចំណែកខុនចៃក៏បានសួរទៅកាន់ចោមថាចោមតើឯងមានរឿងអ្វីហ្នឹងខុនចៃគាត់បានបារម្ភពីចោមដោយសារឃើញចោមណាគាត់រៀងចម្លែកបន្តិចចោមគាត់មិនទាន់បានឆ្លើយផងណារ៉ូបឺតដែលជាបងថ្លៃរបស់ខុនចៃណាក៏បានចូលមកដល់ចោមនៅពេលដែលគាត់បានឃើញរ៉ូបឺតគាត់ក៏បានដើរទៅខាងក្រោយខ្នងរបស់ខុនចៃដោយសារតែគាត់ខ្លាចរ៉ូបឺតគឺថារ៉ូបឺតមកនេះគាត់ចង់មកមើលចោមដោយផ្ទាល់ភ្នែកគឺថាចែមកគាត់បាននិយាយពីចោមប្រាប់ទៅកាន់រ៉ូបឺតថាចោមគឺជាមនុស្សដែលមានលក្ខណៈពិសេសដែលគាត់អាចប្រើសម្លេងដើម្បីបង្ហាត់បង្រៀនជ្រូកដោយនេះរ៉ូបឺតក៏បានសុំខុនចៃដើម្បីឲ្យចោមណាទៅបង្ហាត់បង្រៀនជ្រូករបស់គាត់ផងមើលទៅកាន់ទៅមុខរ៉ូបឺតមកសុំជំនួយពីគេទៅមុខរបស់គាត់ឡើងសុភាពខុនចៃក៏បាននិយាយថាចោមគឺជាអ្នកបម្រើផ្ទាល់ខ្លួនរបស់ខ្ញុំដោយនេះចោមមានកិច្ចការជាច្រើនដែលត្រូវធ្វើប្រហែលជាចោមគ្មានពេលទំនេរដើម្បីទៅបង្ហាត់បង្រៀនជ្រូករបស់អ្នកទេរ៉ូបឺតក៏បានគុណប្រាក់ឈ្នួលទៅឲ្យចោមដែរប៉ុន្តែចោមមិនបានទៅទេតែពេលនេះដែរបងថ្លៃនិងបងថ្លៃគ្នាហ្នឹងមើលមុខគ្នាមិនសូវត្រង់ទេបងថ្លៃក៏បាននិយាយថាអ្វីដែលគាត់កំពុងតែធ្វើណាគឺជួយលើកកិត្តិយសដល់ផ្ទះរបស់ឯងទេណាខុនចៃដែលអ្នកជំវិញណាមិនបានមកក៏អ្វីទេគឺបានត្រឹមតែមើលខុនចៃជាមួយនឹងរ៉ូបឺតហ្នឹងតើសម្ដីគ្នាដោយខុនចៃពេលនេះគាត់ការពារចោមជ្រុលពេកហើយបើសិនជាឲ្យចោមទៅធ្វើការហ្នឹងទៅប្រហែលជាមិនសូវអីទេដោយមិញព្រីរ៉ាក៏បានអូខុនចៃណាមកស្ដីឲ្យហើយអ្វីបានជាខុនចៃជំទាស់ជាមួយនឹងរ៉ូបឺតខុនចៃក៏ដឹងស្រាប់ដែរថារ៉ូបឺតហ្នឹងគឺជាសំណប់ចិត្តរបស់ឪពុករបស់លោកសិនជាខុនចៃធ្វើបែបនេះខ្លាចតែខុនចៃមានបញ្ហាជាមួយនឹងគាត់នោះទេឪពុករបស់ខុនចៃបានត្រឡប់មកពីការងាររបស់គាត់ហើយគាត់ក៏បានជួបជាមួយនឹងខុនលីក៏បានយកផ្ទាំងគំនូរហ្នឹងទៅអួតជីតារបស់គាត់ខុនលីក៏បាននិយាយថាមិនមែនជារូបគំនូររបស់ខ្ញុំទេលោកតាគឺជារូបគំនូរដែលជាអ្នកបម្រើផ្ទាល់ខ្លួនរបស់ខុនចៃគ្រាន់តែលើពាក្យថាអ្នកបម្រើផ្ទាល់ខ្លួនថ្មីរបស់ខុនចៃហ្នឹងជីតារបស់គាត់ក៏មើលមកទៅកាន់ភរិយារបស់គាត់ហាក់បីដូចជាងើយឆ្ងល់ខ្លាំងអ្វីទៅជ្រើសរើសអ្នកបម្រើផ្ទាល់ខ្លួនមិនប្រាប់គាត់អញ្ចឹងចោមកំពុងតែមានរឿងហើយត្រូវឪពុករបស់ខុនចៃណាសម្ភាសគាត់ឲ្យផ្ទាល់ដោយការសម្ភាសនោះខុនចៃបានជួយការពារគាត់ដែរក៏បាននិយាយថាព្រះបិតាគាត់មិនចាំមកពីអតីតកាលរបស់គាត់ទេតាំងពីពេលគាត់ចូលមករស់នៅទីនេះក៏មិនមានរឿងអាក្រក់អ្វីកើតឡើងនោះដែរបិតារបស់គាត់ក៏បាននិយាយថាប្រសិនជាចោមបង្កបញ្ហាតើអ្នកណាជាអ្នកទទួលខុសត្រូវខុនចៃក៏បាននិយាយថាខ្ញុំគឺជាអ្នកទទួលខុសត្រូវដោយខ្លួនឯងដោយបិតារបស់គាត់ក៏បាននិយាយអ្នកទទួលខុសត្រូវកើតដែរខុនចៃក៏បាននិយាយយ៉ាងម៉ឺនម៉ាត់ថាគាត់នឹងទទួលរាល់ហេតុការណ៍ដែលកើតឡើងចំពោះគាត់នឹងចោមឪពុករបស់គាត់ឡើងរំភើបនៅពេលដែលខុនចៃមានទំនួលខុសត្រូវលើខ្លួនឯងគាត់ក៏បាននិយាយថាទីបំផុតអ្នកនិយាយពាក្យនេះមកកើតហើយដោយសារឪពុករបស់គាត់រងចាំពាក្យនេះរយៈពេលយូរមកហើយគាត់ចង់ឲ្យខុនចៃខ្លាចជាមនុស្សធំចេះទទួលខុសត្រូវរាល់រឿងរ៉ាវដែលកើតឡើងចំពោះទង្វើរបស់ខ្លួនដោយបន្តមកទៀតគាត់ក៏បានតេស្តសមត្ថភាពរបស់ចោមឲ្យចោមណាវេឯកសាររវាងភាសាថៃនិងភាសាអង់គ្លេសដោយពុទ្ធរបស់ខុនចៃក៏បាននិយាយថាអត់អីទេសមត្ថភាពរបស់ចោមអាចប្រើការបានប៉ុន្តែគាត់មិនទាន់ទុកចិត្តចោមខ្លាំងពេកនោះទេចោមពេលនេះគាត់ឡើងរំភើបហើយចំណែកខុនចៃក៏មិនទាន់រំភើបទេក៏សួរដេញដោលពុទ្ធរបស់គាត់ថាហេតុអ្វីក៏មិនអាចទុកចិត្តចោមបានឪពុករបស់ខុនចៃបានតឹងរឹងបន្តិចហើយក៏បាននិយាយទៅកាន់ខុនចៃថាតើឯងអាចទុកចិត្តចោមដោយរបៀបណាខុនចៃពេលនេះគាត់ឡើងខកចិត្តជាមួយនឹងឪពុករបស់គាត់ក៏បាននិយាយថាហេតុអ្វីក៏ខ្ញុំមិនអាចជ្រើសរើសអ្វីដែលខ្ញុំចង់បានមិនថាការសិក្សាឬក៏ការរកស៊ីទេប៉ាតែរើសឲ្យខ្ញុំជានិច្ចចំណែកអ្នកបម្រើផ្ទាល់ខ្លួនខ្ញុំរើសខ្លួនឯងក៏មិនបានដែរខុនចៃក៏បានខកចិត្តជាមួយឪពុករបស់គាត់ខ្លាំងប៉ុន្តែឪពុករបស់គាត់ក៏បាននិយាយថាយើងគ្មានពេលច្រើនទេពូដេតណាត់យើងញ៉ាំអាហារនៅយប់ហ្នឹងហើយឯងប្រាប់ឲ្យអ្នកបម្រើផ្ទាល់ខ្លួនរបស់ឯងរៀបចំសម្លៀកបំពាក់ឯងចាត់ចែងនៅក្នុងយប់ហ្នឹងហើយតែលើពាក្យថាអ្នកបម្រើផ្ទាល់ខ្លួនរបស់ឯងក៏បានមើលមុខគ្នាទៅគាត់រំភើបហើយដែលឪពុករបស់គាត់ទទួលស្គាល់ថាចោមជាអ្នកបម្រើផ្ទាល់ខ្លួនរបស់គាត់ចោមក៏បានរៀបសម្លៀកបំពាក់ឲ្យខុនចៃដើម្បីចូលរួមកម្មវិធីជប់លៀងរបស់គ្រួសារគាត់ចោមក៏បានបញ្ជូនទៅកាន់ខុនចៃថាឪពុករបស់អ្នកមិនបានគិតថាអ្នកគឺជាមនុស្សរឹងរូសនោះទេគាត់គិតថាអ្នកគឺជាមនុស្សដែលមានទទួលខុសត្រូវខ្ពស់វិញដែលបន្តមកទៀតខុនចៃក៏បានប្រាប់ទៅកាន់ចោមថាឲ្យចោមចូលគេងមុនទៅគាត់យប់ជ្រៅទើបត្រឡប់មកវិញអត់អីទេចវាយនឹងកូនចៅរបស់គេហ្នឹងពេលនេះឆ្លងកាត់ដំណាក់កាលទី1ហើយចោមបានខ្លាចជាអ្នកបម្រើផ្ទាល់ខ្លួនរបស់ខុនចៃដល់ពេញសិទ្ធហើយខុនចៃក៏បានលាចោមទៅកម្មវិធីជប់លៀង
នោះទៅដែលចោមកំពុងតែស្ថិតនៅក្នុងបន្ទប់របស់ខ្លួនយាយហ្នឹងរៀបមកបានតែចេះចោមពេលនេះមិនដឹងរំភើបឬក៏កើតទុក្ខរេប្រហែលជាចោមក៏អៀនខ្លាំងហើយដោយសារតែទង្វើរបស់ខ្លួនយាយហ្នឹងបង្ហាញត្រង់ពេកដោយខ្លួនយាយក៏ចូលរួមកម្មវិធីជប់លៀងដោយនេះចោមមិនហ៊ានចូលកេងមុនទេចោមក៏បានអង្គុយចាំខ្លួនយាយនៅឯមាត់ទ្វារការអង្គុយចាំខ្លួនយាយណាជិតចូល80ឆ្នាំហើយខ្លួនយាយមិនទាន់ត្រឡប់មកពីកម្មវិធីជប់លៀងទៀតមិនមែនខ្លួនយាយគាត់មិនទាន់ត្រឡប់មកទេប៉ុន្តែខ្លួនយាយគាត់ត្រឡប់មកយូរហើយប៉ុន្តែគាត់រហូតផ្លូវមកតែអត់ឃើញពេលដែលខ្លួនយាយបានឃើញចោមគាត់គិតថាគាត់បានមកដល់ផ្ទះហើយគាត់ក៏បានរត់ទៅអោបចោមការអោបរបស់គាត់ណារៀងធ្ងន់តែយាយក៏បានអោបចោមហើយហ្នឹងប្តីខ្លួនដួលទាំងពីរនាក់ទៅលើដីទៅធ្វើបាបចោមដល់ហើយស្វឹងតែម្នាក់ឯងចាប់ចោមទៅផ្ដួលដែរហើយដៃគឺជាវត្ថុរាវមែនដៃហ្នឹងរាវថ្ពាល់គេអត់ឈប់ខ្លួនយាយក៏បានប្រាប់ទៅកាន់ចោមថាគាត់ណាស្វឹងហើយចោមក៏បានគ្រាខ្លួនយាយចូលទៅក្នុងបន្ទប់ប៉ុន្តែខ្លួនយាយក៏ដើរលេងត្រង់ហើយចោមក៏បានទុកខ្លួនយាយឲ្យឈរនៅស្ងៀមចោលគាត់រត់ទៅបើកភ្លើងប៉ុន្តែការរត់ទៅបើកភ្លើងរបស់គាត់ណាធ្វើឲ្យខ្លួនយាយណាដួលដីទៅលើការ៉ូបាត់ទៅអ្នកបម្រើគេល្អអត់គ្រាច្បាយឡើងលើសុកចិត្តអូសដៃច្បាយឲ្យឡើងលើក្រែខ្លួនឯងចំណែកច្បាយវិញកម្លាំងឡើងលើក្រែនឹងអត់មានទេប៉ុន្តែកម្លាំងទាញដៃចោមឲ្យមកក្បែរគាត់ណាមានណាខ្លួនយាយក៏បាននិយាយអ្វីចម្លែកក៏បាននិយាយថាចោមតែខ្ញុំមកកំពុងតែសបន់មែនទេខ្ញុំមកគាត់ថាគ្រប់យ៉ាងណាគឺជាការសបន់ដោយសារតែខ្ញុំមកតែងតែសបន់ឃើញអ្នករយប់មកចោមតែចោមមកបានផ្ញើផ្អើលដែរហ្នឹងណាដែលឮសូរថាខ្លួនយាយណាធ្លាប់សបន់ឃើញចោមមកខ្លួនយាយក៏កេងលើការ៉ូតកើតទេគាត់ក៏បានងើយមកកេងលើផ្លូវចោមចំណែកដៃទាំងពីរហ្នឹងក៏បានចាប់ទៅលើចោមខ្លាចចោមណារត់គេចទៅណាវហើយបានប្រាប់ចោមថាកុំទៅទីណានៅទីនេះហើយនៅជាមួយខ្ញុំចោមក៏បានសួរទៅកាន់ខ្លួនយាយដែរថាតើខ្លួនយាយឯងផឹកញឹកញាប់អត់គឺថាខ្លួនយាយក៏មិនសូវដែរផឹកនោះទេខ្លួនយាយក៏បានសួរទៅកាន់ចោមថាចិត្តរបស់ចោមកំពុងតែវង្វេងនៅទីណាចំណែកចោមក៏បានឆ្លើយថាអត់ទេអត់បានវង្វេងអ្វីទេខ្លួនយាយក៏បានបន្តសួរទៀតថាតើចោមកំពុងតែកាត់ពីគូស្នេហ៍ដែលរត់ចោលអ្នកទៅហើយមែនទេអត់យល់ថាហេតុអ្វីបានជាខ្លួនយាយគាត់ដឹងតែចោមក៏បានឆ្លើយថាមកគ្មានរឿងបែបហ្នឹងទេលោកម្ចាស់អើយទោះបីតែមួយនេះរកគ្មានផងខ្លួនចាយយើងប៉ាត់ណាក៏បាននិយាយថាហាមិនមែនមួយទេអញ្ចឹងមានតែច្រើនអ្នកមែនមកក៏បានបកស្រាយទៅថាតាមប៉ាត់ទៅវាបានបញ្ចប់កាយពួកយើងបានចាប់គ្នាយូរហើយខ្លួនចាយក៏បាននិយាយទៅប្រាប់ចោមកដែលរវើរវាយថាខ្ញុំមិនបានស្រវឹងដោយសារស្រាហ្នឹងទេគឺខ្ញុំកំពុងតែស្រវឹងជាមួយនឹងស្នេហាខ្ញុំក៏ព្យាយាមទប់ទល់នៅការស្រវឹងដ៏ផ្អែមល្ហែមនេះដែរប៉ុន្តែខ្ញុំទប់ទល់មិនបានទេស្រវឹងស្នេហ៍នេះបេះដូងរបស់ខ្ញុំតែងតែនឹកដល់អ្នកជារៀងរាល់យប់ខ្ញុំក៏ប៉ុណ្ណាដែរគាត់ក៏បាននិយាយទៅកាន់កូនយាយថាកូនយាយកំពុងតែអានប្រឡោមលោកការពិព្រឹកមិញហើយមែនទេខ្លួនយាយគាត់ស្វឹងប៉ុន្តែគាត់ណាស់ដឹងហើយគាត់ក៏បាននិយាយថាអត់ទេខ្ញុំតែមួយគឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំដោយខ្លួនយាយក៏បានកេងទៅលើផ្លូវចោមនៅមួយយប់នោះទៅចំណែកចោមមិនដឹងជាគិតបែបណាទេបើសិនជាមនុស្សបុរាណគាត់សារភាពស្នេហ៍ត្រង់ខ្លាំងយ៉ាងហ្នឹងការឆ្លាញ់របស់ខ្លួនយាយក៏របានលាក់នោះទេគាត់បង្ហាញត្រង់ហើយការពារចោមចំពោះមុខអ្នកដតីត្រង់ហ្មងដោយបន្ទាប់ពីខ្លួនយាយគាត់ស្រវឹងយ៉ាងជោគជ័យហើយនោះចោមក៏បានដាក់ឲ្យខ្លួនយាយកេងទៅចំណែកចោមវិញដល់មកសម្រាប់ឯងគាត់អត់សម្រាប់នោះទេគាត់នៅបំរើចវាយរបស់គាត់បន្តទៀតគឺថានៅអង្គុយគូរូបចវាយរបស់គាត់កំពុងតែកេងជាមួយរូបភាពដ៏សេកស៊ីដ៏អាវហ្នឹងណាដោយគាត់គូរូបណាចិត្តហើយចេញបានរូបរាងប្រហែលជា 70% ហើយបន្តមកទៀតក៏ដាច់ភ្លើងបដ ாய் កំពុងតែគូផងដាច់ភ្លើងអីណាទេសាមហ្មងបន្តមកទៀតចោមក៏បានឮសូរសំឡេងមួយស្រីហៅគាត់គឺលោកចោមអញ្ចឹងណាសំឡេងហ្នឹងដូចជាសំឡេងពូតាន់ដល់ចោមបានដើរទៅមើលប៉ុន្តែគាត់បានកលេចក្រោយមកវិញឃើញបន្ទប់ខុនយាយកំពុងកេងណាប្រែជាបន្ទប់បាក់បែកទៅវិញដែលបន្ទប់បាក់បែកនោះប្រៀបដូចជាផ្ទះនៅក្នុងសម័យអញ្ចឹងណាគឺថាចោមបានឆ្លងមកដល់ពេលវេលាសម័យរបស់គាត់វិញហើយគាត់ភ័យណាពេលដែលបាត់ខុនយាយទៅចោមក៏បានកលេចមើលតាមមាត់ទ្វារក៏ឃើញបរិប2នាក់ណាកំពុងតែរើអីវ៉ាន់ដែលវ៉ាន់នោះគឺជាហឹបផ្ទាំងគំនូររបស់គាត់កាលពីនៅសម័យដោយបរិបទាំងពីរនាក់នោះគឺជាជំនួយការរបស់ពូតានណាគាត់មានកាតព្វកិច្ចជួសជុលផ្ទះបុរាណមួយហ្នឹងចោមបានឃើញពូតានចោមក៏បានស្រែកហៅពូតានចំណែកពូតានវិញក៏ឮសំឡេងចោមស្រែកហៅដែរប៉ុន្តែឮល្វើយប្រៀបដូចជាវិញ្ញាណអញ្ចឹងណាពូតានក៏បានទៅមើលចោមហើយប៉ុន្តែគាត់រកមិនឃើញមនុស្សទេឮសូរតែសំឡេងស្រែកហៅគាត់ចោមកាន់តែឆ្ងល់ហើយក៏បានសួរទៅកាន់ពូតានថាតើពូតានមកដល់ទីនេះដោយរបៀបណាចោមក៏បានស្រមៃកាលពីគាត់មិនទាន់ឆ្លងពេលវេលាមកពូតានបានសួរគាត់ថាយប់មិញចោមមានមកផ្ទះនេះអត់គឺថាកាលពីយប់មិញពូតានបានឮសូរសំឡេងចោមស្រែកហៅគាត់ពេលនេះចោមគាត់បានយល់ហើយចោមក៏បានឲ្យពូតានជួយគាត់ផងគាត់ចង់ត្រឡប់ទៅសម័យរបស់គាត់វិញ
ដែលចោមបានព្យាយាមស្រែកហៅពូតានស្រែកកាន់តែខ្លាំងទៅទ្វារក៏បានបិទពេលដែលទ្វារបានបិទហើយនោះចោមក៏បានព្យាយាមរុញទ្វារបើកដែរទម្រាំតែរុញទ្វារបើកណាឆ្លងមកដល់បុរាណវិញបាត់ហើយគឺថានៅពេលដែលចោមគូគំនូហ្នឹងគាត់តែងតែឆ្លងទៅសម័យរបស់គាត់មួយរំពេចដោយសារតែចោមស្រែកខ្លាំងពេកធ្វើឲ្យអ្នកដែលស្រវឹងហ្នឹងបានដឹងខ្លួនហើយគឺថាខុនយាយក៏បានដើរមកសួរសុខទុក្ខពីចោមដែរតើចោមមានរឿងអ្វីមែនហើយចោមកំពុងតែនឹកដល់កន្លែងដែលអ្នកធ្លាប់មកនឹងមែនដែលចោមក៏បានឆ្លើយតបជាមួយនឹងខុនយាយទេខុនយាយក៏បន្តនិយាយទៀតថាខ្ញុំបានលើសូរចោមស្រែកហៅលោកពូម្នាក់ឈ្មោះថាពូតាន់ខុនយាយក៏បានយកដៃទាំងពីរហ្នឹងទៅស្ទាបបង្អែកក្បាលចោមដើម្បីម៉ាស្សាហើយបាននិយាយប្រាប់ចោមថាចោមនៅទីនេះហើយនៅជាមួយខ្ញុំកុំចាក់ចេញពីខ្ញុំហើយចោមចាត់ទុកថាផ្ទះនេះជាផ្ទះរបស់ចោមមួយទៀតទៅដល់និយាយលួងលោមចោមបែបនោះហើយហ្នឹងខុនយាយណាក៏បានអោបចោមទៅដោយសារតែខុនយាយក៏ស្រវឹងផងនោះដូចនេះភាពក្លាហានគាត់ទ្វេដងហើយគុណនឹងពីរហើយហ៊ានអោបគេចំណែកចោមវិញក៏អោបទៅខុនយាយវិញដែរគឺថាអោបទាំងសងខាងណាស្ម័គ្រចិត្តទាំងសងខាងហើយពួកគេទាំងពីរនាក់មានក្តីសុខហើយលុះដល់ព្រឹកឡើងក៏បានចូលមកដល់ពេលដែលចោមកំពុងតែរៀបចំបន្ទប់របស់ខុនយាយនោះក៏ខ្យល់ក៏បានបក់មកម្ដងទៀតពេលដែលចោមបានឃើញខ្យល់បក់មកណាគាត់គិតថាគាត់បានឆ្លងទៅកាន់សម័យរបស់គាត់វិញហើយគាត់ខំទៅភ័យដោយសារតែរាល់ដងមុនពេលដែលគាត់ឆ្លងទៅសម័យតែតែមានខ្យល់បក់មួយវូហើយគាត់ឆ្លងទៅដល់សម័យហើយនៅពេលនេះគាត់បានឆ្លងផងហ្នឹងគឺខុនយាយដើរមកសោះពេលដែលចោមបានឃើញខុនយាយដើរមកចោមក៏និយាយថាពុទ្ធោទួយរត់តែពុទ្ធោឯនេះពេលនេះខុនយាយបានស្វាងពីស្រវឹងរបស់គាត់ហើយគាត់ក៏បានរៀបចំសួរចោមមួយសំណួរគឺថាការប្រជុំមិញណាខុនយាយគាត់មិនបានចងចាំអ្វីទេគាត់ក៏បានសួរចោមថាចោមតើយកមិញខ្ញុំបានធ្វើអ្វីខុសឆ្គងទៅលើអ្នកអត់ចោមក៏ធ្វើមុខឆ្ងល់ហើយក៏បានសួរបញ្ជាក់ថាយកមិញខុនយាយក៏បានបញ្ជាក់ទៀតថាចោមបានដឹងហើយថាខ្ញុំយកមិញខ្ញុំស្វឹងខ្លាំងដូចនេះខ្ញុំអត់ចាំរឿងអ្វីទេចោមក៏បានបញ្ជាក់ថាអ្នកបានធ្វើខុនយាយឡើងភ័យដឹងធ្វើអីអត់ហើយទឹកមុខរបស់ចោមឡើងមមទៀតខុនយាយភ័យស្មានតែគាត់ធ្វើរឿងអ្វីមិនគាត់បីចំពោះចោមក៏បាននិយាយថាចោមប្រាប់ខ្ញុំមកតែខ្ញុំបានធ្វើអ្វីខ្លះចោមក៏ធ្វើការបង្ហាញទៅឲ្យខុនយាយមើលដំបងលើកដៃពីរហើយបាននិយាយថាភ្លាមនោះចវាយបានលើកដៃពីរមកអញ្ចឹងបន្ទាប់មករយដៃពីរណាទៅក្បែរមុខរបស់ខ្ញុំដែលបន្តមកទៀតយកមេដៃពីរណាទៅដាក់លើចិញ្ចើមរបស់ចោមយឺតដែលបន្តមកទៀតចវាយក៏យកម្រាមដៃពីរហ្នឹងមកម៉ាស្សាលើចិញ្ចើមរបស់ចោមបន្តិចបន្តិចម្ដងហើយបាននិយាយថាចោមនៅទីនេះហើយកុំចាក់ចាញ់ពីចវាយអីចោមចាត់ទុកថាផ្ទះនេះជាផ្ទះថ្មីមួយទៀតរបស់ចោមទៅហើយចោមចាំឡើងច្បាស់នៅសម្ដីដែលចវាយរបស់គាត់និយាយការប្រយុទ្ធមិញពេលនេះចោមកំពុងតែភ្លេចខ្លួនហើយអត់ដឹងថាខ្លួនឯងណាកំពុងធ្វើអ្វីដាក់ចវាយទេក៏បានចាប់ក្បាលចវាយម៉ាស្សាលេងចឹងទៅហើយចវាយវិញក៏អត់ប្រកាន់ដែរដែលបានមើលមុខចោមគៀកចោមក៏បាននិយាយថាសុំទោសខ្ញុំគ្រាន់តែបង្ហាញការប្រយុទ្ធមិញដែលចវាយធ្វើដាក់ខ្ញុំមិនចេតនាលេងក្បាលចវាយទេកូនយាយក៏បាននិយាយថាអត់អីទេការប្រយុទ្ធមិញណាខ្ញុំខំតែភ័យខ្ញុំខ្លាចខ្ញុំណាធ្វើអ្វីមិនគប្បីចំពោះចោមវិញlạiឆ្ងល់ទំពើមិនគប្បីចំពោះចោមណាចំពើអីទៅខុនយាយក៏បានបន្តនិយាយទៀតថាខ្ញុំខ្លាចពេលដែលខ្ញុំប៉ះពាល់គ្រឿងសង្វឹងហើយខ្ញុំធ្វើអ្វីតាមចិត្តរបស់ខ្ញុំព្រោះថាខ្ញុំមិនចង់ធ្វើទង្វើមិនគប្បីខ្ញុំតែងតែគោរពមនុស្សដែលខ្ញុំណាអ្នកទាំងអស់នេះគិតខ្លួនឯងទៅដោយសារតែខុនយាយគាត់បានជប់និយាយត្រឹមហ្នឹងហើយតែខុនយាយបាននិយាយដល់ចំណុចកៀងហើយគាត់ក៏បានយល់ដែរថាគាត់ត្រឡប់ទៅវិញហើយចំណែកចោមវិញគ្រាន់តែលើខុនយាយនិយាយដូចជាសារភាពហើយចោមឡើងភាំងស្មារតីហើយដោយមនុស្សបុរាណណាគេនិយាយត្រង់ចឹងហ្មងចោមអើយចោមពេលនេះចោមកំពុងតែបោសសម្អាតផ្ទះពេលហ្នឹងខ្យល់បក់មកម្ដងទៀតហើយដែលធ្វើឲ្យចោមណាភ័យទៀតហើយស្មានតែគាត់ត្រូវឆ្លងដល់សម័យរបស់គាត់វិញប៉ុន្តែមានណាគ្រាន់តែខ្យល់បក់ធម្មតាហ្នឹងគាត់ក៏អត់សំណើចខ្លួនគាត់ដែរចេះធ្វើអីចម្លែកស៊ីវីឌី10មីក៏បានមកជួបចោមហើយមីមកទីនេះគឺមីយកឯកសារមកឲ្យចវាយចោមទេហើយក៏បានឆ្លៀតទៅជួបចោមទៅជីវិតមីពេលនេះគ្មានក្តីសុខទេត្រូវបានចវាយរ៉ូបឺតរបស់គាត់វាយគាត់ឡើងខៀវមុខខៀវមាត់អស់ហើយចោមបារម្ភពីមីដែរហ្នឹងក៏យកដៃសៀបមុខរបស់មីតែមានណាសៀបអីដូចវាយមីថែមអញ្ចឹងមីក៏បានរៀបរាប់ដំណើរដើមតងប្រាប់ទៅកាន់ចោមនៅយប់មួយនោះម៉ៃក៏បានមកប្រាប់មីថាមិញម៉ានហ្នឹងជាម្ដាយរបស់មីហ្នឹងត្រូវបារាំងរ៉ូបឺតដាក់ទោសហើយអត់មានណាក៏មិនដឹងថាមិញម៉ានហ្នឹងមានចេតនាឬក៏អចេតនាដែរគឺមិញម៉ានហ្នឹងគាត់បានបង្កាត់ភ្លើងដើម្បីដាំស្លអ្វីមួយចឹងដែលបង្កឲ្យភ្លើងឆេះផ្ទះរបស់រ៉ូបឺតប៉ុន្តែឆេះអត់ខ្លាំងទេគ្រាន់ឆេះក្បែរចង្ក្រានបន្តិចហ្នឹងវាឆេះហៀចេញចង្ក្រានបន្តិចតែកំពុងតែដាក់តោមិញម៉ានផងដែរហ្នឹងមីក៏បានមករងជំនួសមិញម៉ានដោយមីក៏បានតមកជាមួយរ៉ូបឺតដែរមីក៏បានសួរទៅកាន់រ៉ូបឺតថាតើម្ដាយរបស់គាត់ខុសអីហេតុអ្វីបានជាដាក់តោគាត់ធ្ងន់ដល់ថ្នាក់ហ្នឹងរ៉ូបឺតក៏បានប្រាប់ទៅកាន់មីថាម្ដាយរបស់ឯងរៀមនឹងដុតផ្ទះរបស់យើងមីពេលនេះដែរមីនឹងគ្រួសាររបស់មីជួបបញ្ហាហើយចំណែកចោមវិញមិនអាចជួយមីបានទេ
ដល់ឃើញចឹងទៅឡើងអាណិតមីនៅពេលដែលមីមានបញ្ហាគ្មានអ្នកជួយទេប៉ុន្តែពេលចោមមានបញ្ហាវិញណាមីខំជួយណាមិនធំតែមីទេថែមទាំងកូនយាយក៏ជួយចោមដែរពេលនេះអាណិតមីដល់ហើយកូនអៀងនឹងវងកែវគាត់ក៏នៅក្នុងហេតុការណ៍នឹងដែរប៉ុន្តែគាត់អត់អាចជួយមីបានទេមីក៏បានទទួលទោសការដាក់ទោសពីរ៉ូបឺតទៅគឺការដាក់ទោសរបស់រ៉ូបឺតណាធ្ងន់តែចាយកផ្ដៅណាវាយទៅលើខ្នងមីដែលខ្នងរបស់មីហ្នឹងឡើងជាប់ខ្ទេចខ្ទីអស់ហើយហ្នឹងសុទ្ធតែដំបៅគឺថាចោមមកពេលដែលគាត់បានដឹងថាមីទទួលទោសពីរ៉ូបឺតចឹងគាត់ក៏បានរកមធ្យោបាយនានាដើម្បីប្រាប់ទៅដល់ខ្លួនយាយគឺថាចោមក៏បានរៀបចំបន្ទប់ហើយរៀបវាំងននហើយអាតុកគេស្អាតឯណាក៏យកមករៀបតុកនៅមុខគេនឹងទៀតគឺថាចោមធ្វើការងារកវ៉ៃតែក្បែរខ្លួនយាយហ្នឹងចង់ឲ្យខ្លួនយាយនិយាយរោមុនប៉ុន្តែមានណាការតស៊ូរបស់ចោមណាខ្លួនយាយក៏បានស្ដីរកចោមមុនក៏និយាយថាតែចោមមានរឿងអ្វីចង់សួរគាត់មែនចោមអាចពិភាក្សាជាមួយគាត់បានតែចោមក៏បានសួរទៅកាន់ខ្លួនយាយថាតើលោករ៉ូបឺតគឺជាមនុស្សបែបណាខ្លួនយាយក៏បាននិយាយថាលោករ៉ូបឺតគឺជាមនុស្សកាយសាហាវរឹងរូសទៀតមនុស្សគ្រប់ព្រាមិនសូវចូលចិត្តគាត់នោះទេមិនត្រឹមតែចោមចូលចិត្តគាត់ទេគឺគ្រប់គ្នាតែម្ដងចោមក៏បានរៀបរាប់ពីដំណើរដើមតងនៃរ៉ូបឺតដាក់ទោសមីនិងមីងម៉ាន់ដែលជាម្ដាយរបស់មីចោមអត់យល់ទេហេតុអ្វីក៏សម័យបុរាណហ្នឹងមានការដាក់ទោសធ្ងន់ធ្ងរយ៉ាងហ្នឹងចោមក៏បានរៀបរាប់យ៉ាងកំសត់ប្រាប់ទៅកាន់ខ្លួនយាយក៏រកនៅវិធីសាស្ត្រដើម្បីជួយចោមដែរគាត់ក៏បាននិយាយថាចាំគាត់ទៅពិភាក្សាជាមួយនឹងម្ដាយរបស់គាត់សិនខ្លួនយាយក៏បានគិតថាបើសិនជារ៉ូបឺតដាក់ទោសកាន់តែសាហាវដោយនេះឪពុករបស់គាត់នឹងដឹងហើយថារ៉ូបឺតជាមនុស្សបែបណាពេលញ៉ាំអាហារពេលព្រឹកក៏បានចូលមកដល់ដែរខ្លួនយាយក៏បានរៀបរាប់ប្រាប់ឪពុកម្ដាយរបស់គាត់តាមដំណើរដើមតងចឹងទៅគឺថាផ្ទះរបស់រ៉ូបឺតហ្នឹងមានការដាក់ទោសអ្នកបំរើចាស់ហ្នឹងធ្ងន់ធ្ងរខ្លាំងណាស់ដែលធ្វើឲ្យខ្លួនយាយណាបារម្ភពីបងស្រីរបស់គាត់ដោយសារតែរ៉ូបឺតជាសំណប់ចិត្តរបស់ឪពុកគាត់ដូចនេះគាត់បាននិយាយកាន់ជើងទៅកាន់រ៉ូបឺតដល់ហើយមិនបាច់បារម្ភពីខ្លួនអៀងទេដោយសារតែខ្លួនអៀងណាគឺជាសំណប់ចិត្តរបស់រ៉ូបឺតចោមអើយចោមពេលដែលចោមពិបាកចិត្តចោមតែងតែអង្គុយនៅមាត់ទឹកប៉ុន្តែពេលដែលអង្គុយនៅមាត់ទឹកណាតែងតែមានបញ្ហារហូតប្រៀបដូចជាស្រាក់ថ្មជីវិតប៉ុន្តែស្រាក់ខុសដូចអញ្ចឹងណាមកទីរ៉ៃពេលនេះអូមក៏បានមករកចោមម្ដងទីរ៉ៃគឺថាអូមណាតាមចងកាមចងពៀជាមួយនឹងចោមដល់ហើយអូមក៏បានពឹងចោមណាយកសម្បត្តិមួយតែឲ្យវងកែវដោយសារតែគ្រួសាររបស់វងកែវណាកំពុងតែមានបញ្ហាដែលអូនពេលនេះមកសុំអង្វរចោមអញ្ចឹងគាត់លូនតោជាមួយចោមណាពេលដែលចោមយល់ព្រមហើយចោមក៏មានសំណើទៅអូនវិញដែរគឺចោមនិយាយលើមុខមាំហើយបាននិយាយថាខ្ញុំមានរឿងមួយចង់ពឹងប្រាក់នេះគឺខ្ញុំចង់ឲ្យអ្នកទាំងពីរហ្នឹងទុកខ្ញុំឲ្យរស់នៅម្នាក់ឯងទៅជុំមករំខានក្នុងជីវិតរបស់ខ្ញុំគ្នាខំកិច្ចពីសម័យរហូតដល់បុរាណហើយនៅតាមរំខានគ្នាទៀតណាក៏បានយកសម្បត្តិហ្នឹងទៅឲ្យវងកែវដែរប៉ុន្តែការយកសម្បត្តិគាត់ឆ្លាតដែរយកសម្បត្តិហ្នឹងទៅដាក់នៅដើមឈើដើម្បីឲ្យវងកែវមកយកអានខ្លួនឯងទៅវងកែវក៏បានអានសម្បត្តិហ្នឹងហើយប៉ុន្តែសម្បត្តិហ្នឹងអត់ដឹងថាគេនិយាយអីនោះទេដោយសារសាច់រឿងក៏បានប្រាប់ទេដោយនេះអត់មានខ្ជិលស្មានច្រើនណាចំណែកខ្លួនយាយឯនេះវិញកំពុងតែអង្គុយចាក់ផ្កាគឺថាអង្គុយនៅមាត់ទន្លេតែម្នាក់ឯងចឹងទៅណាគឺថាខ្លួនយាយណាម្ដាយរបស់គាត់បានបង្រៀនគាត់ចាក់ផ្កាហ្នឹងកាលពីនៅកុមារភាពឯណោះវាចម្លែកពីសម័យនឹងតិចខ្លួនយាយក៏បានសួរទៅកាន់ចោមដែរថាមានអ្វីចម្លែកមែនចោមវិញបានតែញញឹមយកហ្នឹងគាត់និយាយថាអត់មានអីចម្លែកទេខ្លួនយាយបានរៀបរាប់ពីមូលហេតុដែលគាត់ចាក់ផ្កាបែបហ្នឹងប្រាប់ទៅកាន់ចោមដោយសារតែពេលគាត់នៅតូចហ្នឹងសុខភាពគាត់មិនសូវល្អទេណាមួយម្ដាយរបស់គាត់ថាគាត់មានប្រឡឹងមិនគ្រប់គ្រាន់ទេនៅក្នុងខ្លួនហ្នឹងបន្ទាប់ពីគាត់ចាក់ផ្កាថ្វាយដល់ព្រះសង្ឃហើយមកសុខភាពរបស់គាត់កាន់តែប្រសើរជាងមុនគឺថាល្អឡើងវិញហើយពេលដែលគាត់មិនសប្បាយចិត្តក៏គាត់តែងតែចាក់ផ្កានឹងដែរចោមក៏បានសួរទៅកាន់កូនយាយថាតែកូនយាយអត់សប្បាយចិត្តរឿងអីឥឡូវហ្នឹងកូនយាយបានឆ្លើយទេពេលនេះកំពុងតែសប្បាយចិត្តហើយហ្នឹងកំពុងតែចាក់ផ្កាពីអ្នកចោមឡើងស្អិតរមួតគឺថាចោមណាកំពុងតែរៀនចាក់ផ្កាហើយគ្រូបង្រៀនរបស់គាត់គឺជាកូនយាយហ្នឹងហើយពេលដែលចោមបានចាក់បានជោគជ័យក៏បង្ហាញឲ្យគ្រូគាត់មើលគ្រូគាត់ឡើងសប្បាយរីករាយដែលឃើញចោមចាក់បានជោគជ័យហើយមកមើលវងកែវវិញម្ដងបន្ទាប់ពីគាត់អានសម្បត្តិហើយណាគាត់ក៏បានកាត់រោបមួយទាំងយប់ទាំងថ្ងៃហ្នឹងធ្វើឲ្យហើយដល់ព្រមទ្វេព្រឹកហ្មងណាគឺថាវងកែវពេលនេះគាត់ពេញចិត្តនឹងតួនាទីរបស់គាត់ជាប្រពន្ធចុងរបស់លោករ៉ូបឺតហើយនេះក៏ជាលើកទី1ដែរដែលថាវងកែវហ្នឹងបានរួមតុញ៉ាំអាហារជាមួយនឹងរ៉ូបឺតហើយនឹងខ្លួនអៀងដែលជាប្រពន្ធដើមរបស់គាត់ហ្នឹងកាលមកមើលខ្លួនអៀងជាមួយនឹងម៉ៃវិញម្ដងខ្លួនអៀងបាននិយាយថាមើលតម៉ៃដូចជាបារម្ភដល់ហើយកាលពីព្រឹកមិញហ្នឹងម៉ៃមិនបាច់បារម្ភច្រើនទេនៅពេលដែលវងកែវខ្លាចជាសំណប់ចិត្តរបស់រ៉ូបឺតគាត់ទាំងពីរហ្នឹងមិនមករំខានទំនាក់ទំនងរបស់យើងទេដូចនេះពួកយើងទាំងពីរច្បាស់ជាមានពេលវេលានៅជាមួយគ្នាច្រើនហើយម្យ៉ាងដែរពីអ្នកគាត់នេះមកគូទៅចំណែកប្អូននោះមកគូទៅមកមើលចងវិញម្ដងពេលនេះចេះចាក់ផ្កាហើយក៏បានចាក់ផ្កាហ្នឹងធ្វើការបួងសួងចោមមកបានបួងសួងថាកម្មពៀទាំងឡាយនឹងសំណាងអាក្រក់អីហ្នឹង
ហ្នឹងណាសូមឲ្យអណ្ដែតទៅជាមួយនឹងផ្កានេះទៅចោទៅឲ្យឆ្ងាយពីរូបខ្ញុំផ្កាហ្នឹងមិនទាន់តែទៅឆ្ងាយផងណាកម្មពីរបស់ចោមក៏មកដល់ទៀតហើយគឺថាប្អូនមិញព្រាតហ្នឹងបានពឹងពាក់ចោមឲ្យចោមតែហៅមិញព្រាតឲ្យជួបគាត់បន្តិចនិយាយរួមទៅឲ្យតែពេលចោមទៅដែរកំពង់ទឹកហ្នឹងណាតែតែមានបញ្ហាមកតាមគាត់ជានិច្ចហ្នឹងណាសាច់រឿងយើងក៏កាត់មកដល់ពេលព្រឹកហើយពេលនេះចោមកំពុងតែប្រឡែងក្លេងជាមួយនឹងកូនលីចំណែកកូនយាយណាកំពុងតែអង្គុយមើលសៀវភៅមើលពួកគេទាំងពីរនេះណាប្រឡែងលេងមើលទៅដោយគ្រួសារតូចមួយកំពុងតែមានក្តីសុខអញ្ចឹងណាចោមមកគាត់លេងសប្បាយចិត្តហើយដោយសារអ្នកបំរើស្រីពីរនាក់ណាបាននិយាយថាចវាយស្រីហ្នឹងកំពុងតែខឹងព្រីតហើយដោយសារតែព្រីតហ្នឹងបាត់ខ្លួនតាំងពីយប់មកដល់ឥឡូវហ្នឹងមិនឃើញព្រីតនៅផ្ទះទេគ្រាន់តែលើបែបនោះចោមក៏បានរត់ទៅរកចវាយស្រីនឹងភ្លាមដែលធ្វើឲ្យកូនយាយបារម្ភដែរហ្នឹងអត់ដឹងថាចោមមានរឿងអីចោមក៏បានរៀបរាប់ពីដំណើរដើមតោដែលមិញព្រីតចាក់ចេញពីផ្ទះណាទៅប្រាប់ចវាយស្រីដែលចវាយស្រីរបស់គាត់ណាបាននិយាយថាហេតុអ្វីក៏ចោមជឿជាក់ទៅលើពួកគេខ្លាំងម្ល៉េះចវាយស្រីហ្នឹងបានគិតថាព្រីតណារត់ចេញពីផ្ទះដោយសារតែខឹងគាត់ស្រីឲ្យព្រីតហ្នឹងកាលពីប្រហែលថ្ងៃមុនហ្នឹងណាប៉ុន្តែអត់ទេចោមអាចបញ្ជាក់បានចោមក៏បានរៀបរាប់ថាម្ដាយរបស់មិញព្រីតហ្នឹងគាត់ឈឺធ្ងន់ចិត្តនឹងស្លាប់ហើយដែលបងស្រីរបស់គាត់មកជួបមិញព្រីតហ្នឹងដើម្បីហៅមិញព្រីតហ្នឹងទៅមើលម្ដាយនៅពេលវេលាចុងក្រោយមិញព្រីតក៏និយាយថាគាត់អាចទៅបានទេដោយសារពេលយប់អ្នកបម្រើមិនអាចចេញពីផ្ទះបានទេបើសិនតែហ៊ានចាញ់ហ្នឹងប្រាក់ខែក៏មិនបានហើយគេដេញក្បាលចេញពីផ្ទះនឹងទៀតមិញព្រីតក៏អាចបងស្រីរបស់គាត់បាននិយាយថាកម្មពៀទាំងឡាយដែលគាត់បានសាងជាមួយនឹងម្ដាយគាត់ទៅឲ្យគាត់ជាអ្នកទទួលរ៉ាប់រងដោយចោមត្រង់មើលពួកគាត់ទាំងពីរអ្នកហ្នឹងមិនបានពេកណាក៏ប្រាប់មិញព្រីតឲ្យមិញព្រីតចាក់ចេញទៅជួបម្ដាយរបស់អ្នកចុងក្រោយទៅរឿងនៅទីនេះចាំខ្ញុំជាអ្នករ៉ាប់រងចាំខ្ញុំមកជួយរាយការណ៍ប្រាប់ទៅកាន់ខុនជីងឲ្យមិញព្រីតក៏បានចាក់ចេញទៅក៏បានដឹងកូនចោមដែរប៉ុន្តែរឿងនោះទូចទេឥឡូវប្រែជាធំហើយចោមក៏បានយកបណ្ដាប្រាប់ទៅកាន់ខុនយាយបណ្ដាចវាយតែចវាយអាចជួយមិញព្រីតបានអត់មិញព្រីតកំពុងតែទទួលទណ្ឌកម្មហើយគឺថាមិញព្រីតប្រៀបដូចជាម្ដាយទី2របស់ចវាយឯងអញ្ចឹងហេតុអ្វីក៏ចវាយឯងមិនដោយរឿងនេះកើតឡើងមាននិយាយរួមទៅចវាយគេក៏បាននិយាយថាខ្ញុំយល់ពីអ្នកប៉ុន្តែរឿងហ្នឹងវាមិនអាចកែប្រែក្នុងរយៈពេល2ថ្ងៃបានទេដោយសារសម័យបុរាណហ្នឹងរៀងខុសខើបន្តិចហើយគឺខុនជីងណាក៏បានដាក់តោទៅកាន់មិញព្រីតថាគឺវាយដំមិញព្រីតហើយណាដាក់ខុំមិញព្រីតហ្នឹងឲ្យនៅដាច់តម្លៃពីគេរយៈពេល1ខែហើយឡើងសាហាវចំណែកមិញព្រីតគាត់បាននិយាយថាខ្ញុំទទួលទោសទាំងអស់ប៉ុន្តែខ្ញុំសុំទៅចាត់ចែងធ្វើបន់សពរបស់ម្ដាយខ្ញុំសិនចាំខ្ញុំមកវិញទទួលទណ្ឌកម្មបន្តកូនយាយក៏បាននិយាយថាមិញព្រីតក៏ទើបតែធ្វើខុសលើកទី1ទេតែអ្នកទាំងពីរមិនអាណិតគាត់ទេកូនយាយក៏បាននិយាយថាកូនមិនអាចប្រើអារម្មណ៍មកដល់ស្រ័យកិច្ចការរដ្ឋបាលនេះបានទេបើសិនជាយើងលើកលែងទោសឲ្យមិញព្រីតchoអ្នកបម្រើដទៃទៀតពួកគេនឹងបានចាត់ហើយប៉ុន្តែខុនជីងក៏បានយល់ព្រមជាមួយនឹងកូនយាយក៏បានលើកលែងតោការវាយដំទៅកាន់មិញព្រីតនិងការឃុំខ្លួនរយៈពេល1ខែណាបដូរមកពីការញ៉ាំអាហារក្រោយគេរយៈពេល1សប្តាហ៍វិញមិញព្រីតបានធូរស្រាលហើយចំណែកចោមក៏មានទោសដែរគឺថាចោមជាអ្នកខូខើតផ្សំគំនិតជាមួយគ្នាចោមពេលនេះកាន់តែមិនយល់ហើយហេតុអ្វីសម័យបុរាណណាខូខើយ៉ាងនេះគ្រាន់តែគាត់បានជួយមិញព្រីតសោះហ្នឹងហើយគាត់ក៏បានទទួលទោសដោយមិញព្រីតដែរពេលដែលចោមកំពុងតែឈរនៅមុខផ្ទះហ្នឹងកូនយាយក៏មកលួងចោមដែរក៏បានរើផ្កាចំបៃមួយណាប្រគល់ទៅឲ្យចោមប៉ុន្តែចោមមិនទាន់យកភ្លាមទេគឺថាចោមរៀងរឹកដែរហ្នឹងនៅពេលដែលចោមយកហើយហ្នឹងខុនយាយក៏ធ្វើការសុំទោសទៅកាន់ចោមណែចោមបាននិយាយថាខុនយាយមិនចាំបាច់សុំទោសខ្ញុំទេខុនយាយគ្មានចំណុចខុសទេយាយរួមទៅបញ្ហានេះដូចជាខុនយាយបាននិយាយចឹងវាមិនអាចដោះស្រាយកែប្រែប្ដូរទម្លាប់រយៈពេល2-3ថ្ងៃបានទេខុនយាយក៏បានចាប់ដៃចោមហើយក៏បាននិយាយថារងចាំខ្ញុំណាចោមខ្ញុំនឹងសន្យាបើសិនជាខ្ញុំបានក្លាយជាមេផ្ទះនេះខ្ញុំនឹងផ្លាស់ប្ដូរទម្លាប់អាក្រក់ៗគ្រប់យ៉ាងចោលទាំងអស់ពេលនេះចវាយក៏បានសន្យាជាមួយនឹងកូនឈ្នួលរបស់គាត់ហើយថ្ងៃស្អែកឡើងក៏បានចូលមកដល់ចំណែកចោមនឹងមិញព្រីតហ្នឹងមិនបានញ៉ាំអាហារនោះទេតែគាត់អង្គុយញ៉ាំអាហារសល់ពីគេមីក៏បានតមកជាមួយអ្នកបម្រើផ្សេងទៀតដែរដើម្បីការពារចោមចំណែកមិញព្រីតក៏ធ្វើការអរគុណនិងសុំទោសទៅកាន់ចោមដែរដោយសារតែគាត់បង្កបញ្ហាទៅដល់ចោមចំណែកចោមវិញក៏ប្រាប់ទៅកាន់មិញព្រីតថាមិនអីទេមិញគួរតែរក្សាផ្លូវចិត្តរបស់មិញឲ្យបានល្អដោយសារតែមិញទើបតែបាត់បង់ម្ដាយរបស់មិញមិញព្រីតនិយាយទាំងអស់សង្ឃឹមដែរគាត់និយាយថាជីវិតរបស់អ្នកបម្រើគេគឺចឹងហើយគឺថាជីវិតរបស់ខ្លួនហ្នឹងប្រៀបដូចជីវិតរបស់គេអញ្ចឹងគឺមិនអាចធ្វើអ្វីដែលខ្លួនឯងចង់ធ្វើទេពេលនេះចោមគាត់ត្នេពេកហើយគាត់ក៏បានគូររូបគំនូរផ្ទះនឹងមួយទៀតហើយចោមក៏បានដឹងដែរថានៅពេលដែលគាត់គូផ្ទាំងគំនូរហ្នឹងគាត់នឹងត្រូវបានឆ្លងពេលវេលាទៅកាន់សម័យវិញហើយចោមកំពុងតែគូនោះក៏បានខ្យល់បក់មកដែលធ្វើឲ្យគាត់ឆ្លងពេលវេលាមកដល់សម័យហើយតែចោមបុរាណបានឃើញចោមមួយរូបទៀតនៅឯសម័យនិយាយរួមទៅចោមក្នុងរឿងណាប្រហែលជាមានតួអង្គពីរហើយមួយបុរាណមួយសម័យ
ដែលចោមរបស់យើងហ្នឹងក៏ដើរទៅគៀកជាមួយនឹងតួអង្គសម័យហើយក៏បាននិយាយទៅកាន់តួអង្គសម័យដែរពេលដែលពួកគាត់ទាំងពីរឃើញគ្នាហ្នឹងកំពុងតែឆ្ងល់ឡៃថាមានរឿងអ្វីកើតឡើងមិនថាខ្លួនគាត់ណាមានដល់តែ2នាក់ដោយចោមសម័យនំប៉័ងណាបានឃើញចោមស៊ីវីឌីដបហើយប៉ុន្តែចោមសម័យនំប៉័ងណាធ្វើដូចជាមិនឃើញទេក៏បានដើរចូលទៅក្នុងផ្ទះវិញទៅដែលចោមស៊ីវីឌីដបហ្នឹងក៏បានដើរចូលទៅកាន់ចោមនំប៉័ងដែរប៉ុន្តែចូលទៅដល់ក្នុងផ្ទះទៅឃើញខូនយាយវិញសឹកកយរៀងសាំតែឯងអ្នកទាំងអស់គ្នាប៉ុន្តែឲ្យទៅប៉ែហើយខូនយាយបានអញ្ជើញចោមចូលរោងបុណ្យណូអែលជាមួយនឹងគាត់នៅថ្ងៃស្អែកហ្នឹងហើយឡើង happy ច្បាយហើយទៅដើរលេងនៅបុណ្យណូអែលជាមួយគ្នាទៀតចោមក៏បានគិតថានៅពេលដែលគាត់គូររូបណាគាត់បានឆ្លងទៅសម័យរបស់គាត់ដែលថ្ងៃស្អែកនេះគឺជាថ្ងៃបុណ្យណូអែលដូចនេះគឺជាថ្ងៃដែលគាត់គូររូបរបស់ចែមហើយកាលពីចោមនៅឯសម័យនោះចោមបានឃើញផ្ទាំងគំនូរនៅក្នុងហបប្រហែលជា5ទៅ6ផ្ទាំងប្រហែលជាចោមបានគូររូប5ទៅ6ផ្ទាំងហើយប្រហែលជាចោមអាចឆ្លងទៅសម័យវិញបានហើយចោមក៏គាត់តែមកយល់ហើយគាត់ត្រូវនៅសម័យឬក៏នៅបុរាណគាត់កំពុងតែស្ទាក់ស្ទើរដែលភេទទី5របស់យើងឈានមកដល់ទីបញ្ចប់ហើយភេទទី6ភេទទី6របស់យើងណាល្អមើលខ្លាំងមែនតើអត់មែនណាបញ្ចូលស្រឡាញ់បដាចង់ស៊ីម៉ៃបដានេះដែលភេទនេះដែរខុនយាយគាត់ជាប្រឆាំងច្រើនណាចេះងងក់ច្រើនមែនតើកុំឲ្យចំណាយពេលយូរពេកចាំមកទស្សនាការសម្ដែងរបស់ admin ណាដូចតទៅគឺថាថ្ងៃនេះដែរគឺជាថ្ងៃបុណ្យណូអែលដូចនេះខុនយាយបាននាំចោមកដើរលេងប៉ុន្តែកន្លែងដែលគាត់នាំចោមកដើរលេងណាមានលក្ខណៈសម្ងាត់ខ្លាំងណាមនុស្សធម្មតាអត់ដឹងថាកន្លែងហ្នឹងមានគេដើរលេងចឹងហេកន្លែងណាគឺសម្ងាត់មែនគឺក្នុងបន្ទប់អគារមួយហ្នឹងគឺជាន់ទី4ទី5ម្ណោកន្លែងកំសាន្តគេហ្នឹងដូចជា beer garden មួយកន្លែងហ្នឹងប្រៀបដូចជាបារបារាំងអញ្ចឹងខុនយាយថ្ងៃនេះចម្លែកខុសពីធម្មតាបានលើកកៅអីហ្នឹងឲ្យចោមចូលអង្គុយទៀតនិយាយរួមទៅមិនដឹងមួយណាច្បាយមួយណាជាកូនចៅទេពេលនេះខុនយាយក៏បានសួរទៅចោមថាតែចោមមកធ្លាប់មកទីនេះពីមុនមកអត់ឲ្យចោមធ្លាប់មកយ៉ាងម៉េចបើចោមទៅឆ្លងពីសម័យមកគាត់មកហ្នឹងចោមក៏និយាយថាអត់ដឹកស្មានថាសម័យនេះមានកន្លែងដើរលេងចឹងទេដោយមើលទៅសប្បាយរបស់គេម្យ៉ាងដែរតាបែបបុរាណហ្នឹងខុនយាយបានឃើញចោមសប្បាយចិត្តហើយគាត់ញញឹមឡើងខ្ចាប់ហើយសួរចោមថាចូលចិត្តកន្លែងហ្នឹងអត់ចោមយើងអត់សូវឆ្លើយច្រើនទេបានតែងោកក្បាលទេដោយខុនយាយបានប្រាប់ទៅកាន់ចោមថាកន្លែងហ្នឹងហើយជាកន្លែងដែលគាត់ចូលចិត្តហើយកន្លែងហ្នឹងមានលក្ខណៈសម្ងាត់ខ្លាំងគាត់ទើបតែរកឃើញកន្លែងហ្នឹងទេឈ្មោះថាភូធីយូបនហើយកន្លែងហ្នឹងដែរអត់សូវមានមនុស្សណាដឹងច្រើនទេដឹងតែពួកគាត់ម៉ាអ្នកខុនយាយកន្លែងដែលគាត់ចូលចិត្តសូវតែកន្លែងផឹកធ្វើឲ្យចោមណាចាំសម្ដីគាត់ថាគាត់អត់សូវផឹកញឹកញាប់ទេប៉ុន្តែពេលនេះគាត់និយាយថាគាត់ចូលចិត្តកន្លែងសូវតែកន្លែងផឹកចោមក៏បាននិយាយថាខ្ញុំចាំបានថាចវាយអត់សូវចូលចិត្តផឹកទេប៉ុន្តែឥឡូវចវាយចូលចិត្តតែកន្លែងផឹកចឹងចវាយក៏បានឆ្លើយថាអត់ទេយូរម្ដងតាចោមយើងកាន់តែឆ្ងល់ហើយចវាយនិយាយថាយប់មុនណាចវាយស្វឹងខ្លាំងចវាយអត់ចាំអីទេប៉ុន្តែពេលនេះមិនចវាយចាំចឹងចវាយពេលនេះត្រូវបានចោមតាមតាន់ជន់កែងហើយចវាយមិនដឹងរលឡើងនិយាយមិនទេប៉ុន្តែពេលនោះសាន់តាយហ្នឹងមកលេងជាមួយនឹងចោមទៅធ្វើឲ្យចោមឈប់សួរដេញដោយចវាយទៅចោមគាត់សប្បាយរីករាយខ្លាំងនៅពេលដែលបានដើរលេងចឹងដោយការសម័យដែលគាត់រស់នៅប៉ុន្តែមិនបាច់មើលមុខខុនយាយទេគាត់កំពុងតែមានកង្វល់អ្វីមួយហើយសាន់តាក៏មករីករាយនៅតុកចោមដើម្បីរីករាយឆ្នាំថ្មីជាមួយគ្នាអញ្ចឹងណាមើលទៅចោមគាត់មានកង្វល់នៅក្នុងចិត្តទេគាត់កំពុងតែសប្បាយរីករាយនឹងបរិយាកាសទីនោះចំណែកខុនយាយវិញហ្នឹងអត់សប្បាយជាមួយចោមទេគឺថាខុនយាយក៏មិនសូវសប្បាយទេដោយសារតែគាត់កំពុងតែរៀបចំផែនការអីមួយផែនការមួយហ្នឹងអេដមីនចាំប្រាប់នៅពាក្យកណ្ដាលសាច់រឿងប្រាប់ក៏បានដែរគឺផែនការថាខុនយាយរៀបចំនឹងសុំស្នេហាជាមួយនឹងចោមនៅយប់ហ្នឹងប៉ុន្តែនៅពេលដែលខុនយាយបានដើរមកកំងស្រាផឹកហ្នឹងបានជួបជាមួយនឹងចែមខុនយាយបាននិយាយការងារជាមួយនឹងចែមទៅគឺថាខុនយាយបានពឹងចែមឲ្យស៊ើបអង្កេតការសម្ងាត់ឲ្យគាត់មួយដែលស៊ើបអង្កេតអំពីហេតុការណ៍ភ្លើងឆេះកាលពី6ខែមុនដែលកន្លែងកើតហេតុហ្នឹងចែមិនឃើញវត្ថុតាងមួយចំនួនដែលរំពឹងថាមានគេហ្នឹងលួចដុតភ្លើងដែលធ្វើឲ្យខុនយាយបានសួរចែមថាតើព្រឹត្តិការណ៍នោះតាក់ទងជាមួយនឹងបងថ្លៃរបស់គាត់អត់ចែមក៏បានឆ្លើយថាគាត់មិនទាន់រកឃើញផុសតាំងណាតាក់ទងជាមួយនឹង Robert នៅឡើយទេពួកអ្នកលួចដុតភ្លើងនោះពួកគេចង់បានដីតំបន់នោះដោយសារដីតំបន់នោះវាថ្លៃខ្លាំងណាស់ហើយដីតំបន់ហ្នឹងជាដីរបស់ប្រពន្ធ Robert ដោយវងកែវហ្នឹងផ្ទះរបស់គាត់ត្រូវបានឆាបឆេះហើយដោយនេះគាត់ទើបមករៀបការជាមួយនឹង Robert ទៅចែមការស៊ើបអង្កេតឲ្យខុនយាយណាគាត់មិនស៊ើបអង្កេត free ទេគាត់ក៏សុំខុនយាយណាដោះដូរគ្នាមួយខុនយាយគ្រាន់តែឮថាការដោះដូរនោះរៀងតឹងសរសៃកដែរណាគឺចែមសុំដោះដូរជាមួយនឹងចោមពេលដែលចោមកំពុងតែអង្គុយរងចាំខុនយាយណាក៏មានសាន់តាមួយរូបណាមកលេងជាមួយនឹងគាត់ដែលសាន់តាមួយរូបហ្នឹងគឺជាចែមពេលនេះចែមកំពុងតែចូលគៀកចោមហើយពេលដែលចោមបានឃើញចែមតែងខ្លួនជាសាន់តាបែបនោះទៅគាត់ក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរដែលគាត់នឹកឃើញពីសម័យរបស់គាត់ហ្នឹងហើយរូបគំនូរដែលបន្សល់ទុកក្នុងហបហ្នឹងគឺមានរូបចែមមួយសន្លឹកដែលចែមហ្នឹងតែងខ្លួនជាសាន់តាដូចនេះចោមក៏បានមើលចែមឡើងផ្លឹកស្មារតីដែរចែមត្រង់ហ្នឹងក៏បានខូចខ្លាំងណាប៉ុន្តែសាច់រឿងរបស់គេកាត់ទុកឲ្យវាក្រោយចាំមើលនៅពេលដែលចែមបានជួបចោមចែមតែងតែផ្ដោះផ្ដងស្នេហាជាមួយនឹងចោមជានិច្ច
ចាមកក៏បានប្រាប់ទៅកាន់ចោមថានេះគឺជាកន្លែងដែលមានសុវត្ថិភាពចំពោះគាត់ដែលគាត់អាចបង្ហាញអារម្មណ៍របស់គាត់នៅទីនេះបានតែមកក៏បានសួរទៅកាន់ចោមមកឆ្លើយឡើងកាច់កឲ្យណាគេសួរតែធម្មតាសោះហ្នឹងដល់ពេលនោះដែរក៏មាននារីភេទទី3ហ្នឹងដែលជាម្ចាស់ហាងនៅទីហ្នឹងចោមបានឃើញហើយក៏បានសួរទៅកាន់ចែមអេដមីនហ្នឹងសូមអធិស្ឋានផងបើសិនជាអេដមីនហៅខអីហ្នឹងចោមមកក៏បានសួរទៅកាន់ចែមថាតើគាត់ហ្នឹងជាអ្នកណាចែមក៏បានឆ្លើយថាគាត់ឈ្មោះនើយគឺជាម្ចាស់ស្ត្រីបៃតងដោយសារតែគាត់ស្រឡាញ់ពណ៌បៃតងគាត់តែងតែស្លៀកពាក់សម្លៀកបំពាក់របស់គាត់ណាបៃតងជានិច្ចដោយចោមក៏បានគិតថាគាត់មើលទៅសប្បាយចិត្តខ្លាំងណាស់តែបាននិយាយថាមិនចឹងទេគាត់គឺជាអ្នករស់នៅខេត្តព្រះរាជាកាលពេលគាត់រស់នៅខេត្តត្រូវបានបរិសុទ្ធមួយចំនួនហ្នឹងបំពេញកេរចំណេញលើគាត់ខ្លាំងណាស់ដល់ពេលដែលគាត់រស់នៅទីនេះទៅប្រិយសូត្ររបស់គាត់មានឡើងវិញដោយនេះហើយគឺជាកន្លែងដែលខ្ញុំចូលចិត្តតែមកក៏បានសួរទៅកាន់ចោមថាយល់អត់តាមមានអីចម្លែកអត់ចោមក៏បានឆ្លើយថាវាគ្មានអ្វីចម្លែកនោះទេវារឿងធម្មតានោះទេសម័យហ្នឹងហើយមើលទៅកាន់ចាស់ស្រីបៃតងគេណាគួរអីណាដែរកន្លែងមកមើលខុនយាយវិញម្ដងខុនយាយកំពុងតែពិភាក្សាការងារបន្តទៀតហើយឃើញតែខុនយាយនៅផ្ទះទេប៉ុន្តែភាគនេះខុនយាយធ្វើការសូត្រតែស៊ើបអង្កេតពីបងថ្លៃរបស់គាត់ទៀតណាពេលដែលខុនយាយធ្វើការរបស់គាត់ហើយណាក៏បានត្រឡប់មកវិញឃើញចែមជាមួយនឹងចោមណាកំពុងនិយាយជាមួយគ្នាយ៉ាងរីករាយពេលដែលឃើញបែបហ្នឹងក៏មើលទឹកមុខខុនយាយអីគឺជាប្រច័ណ្ឌគេហើយចោមក៏បានហៅខុនយាយក៏បានសួរទៅកាន់ចោមថាតើចោមរងចាំគាត់យូរអត់ចោមនិយាយឡើងអត់ដឹងគេប្រចាំចោមក៏បាននិយាយថាអត់យូរទេដោយសារតែបានលោកចែមណាមកជួយនិយាយកំដរគាត់ណាឡើងសប្បាយរីករាយចំណែកលោកចែមវិញក៏ឌឺដែរឌឺដាក់ខុនយាយថែមតែហ្មងដឹងខុនយាយពងប្រចាំណាខុនយាយរត់ដេញចែមចាញ់ហើយតែគាត់និយាយថាដល់ពេលវេលាដែលគាត់ចូលទៅផឹកស្រារបស់គាត់ហើយចែមញញឹមឌឺខុនយាយអត់ឈប់ហ្មងណាខុនយាយក៏បានធ្វើការអរគុណទៅកាន់ចែមអរគុណណាលោកចែមដែលបានមកកំដរចោមរបស់ខ្ញុំចែមវិញកាន់តែឌឺថែមទៀតបើសិនជាចោមខ្ញុំរីករាយនឹងការជួយអ្នកជានិច្ចខុនយាយគាត់រៀបចំនឹងសុំស្នេហាជាមួយនឹងចោមផងពេលនេះត្រូវបានចែមមករំខានចោមឯណាទេពេលដែលមករំខានគេហ្នឹងហើយឌឺទៅដល់ម្ចាស់គេទៀតណាចែមក៏បានធ្វើការលាទៅកាន់ចោមយ៉ាងគួរឲ្យស្រឡាញ់ប៉ុន្តែជាមួយខុនយាយវិញនិយាយឡើងឌឺខុនយាយពេលបានចូលទៅដល់កៅអីរបស់គាត់ណាក៏បានសួរចោមភ្លាមថាតើចែមណាបាននិយាយអីខ្លះជាមួយនឹងចោមក៏បានរននឹកហើយបានឆ្លើយថាពួកយើងបាននិយាយគ្នាជាច្រើនប៉ុន្តែសុទ្ធតែជារឿងអត់ប្រយោជន៍ទេលោកខុនយាយអត់និយាយអីច្រើនទេក៏បានចាក់ស្រាចូលកៅរបស់គាត់ឡើងពេញចោមឃើញបែបហ្នឹងចោមក៏ឆ្ងល់ដែរចម្លែកខុនយាយផឹកស្រាច្រើនណាទឹកមុខរបស់ខុនយាយប្រែពេលញញឹមរហូតប្រែមកក្រៀមសពូនវិញឯហ្នឹងហើយស្រាហ្នឹងគេផឹកតាន់ទិញតិចទេប៉ុន្តែគាត់ចាក់មកកៅឡើងពេញហើយផឹកឡើងអស់មើលតែមុខចោមអត់ដឹងហើយបន្ទាប់ពីផឹកអស់មួយកែវហើយមកកាន់តែសែតលើដើមហើយចោមក៏បានសួរថាតើមានអ្វីខុសមែនលោកច្វាយចំណែកច្វាយចោមបាននិយាយថាអត់មានអ្វីខុសប្លែកទេចោមប៉ុន្តែក៏មើលដៃច្វាយច្វាយក៏កាន់ដបស្រាហ្នឹងចាក់ផឹកទៀតហើយអត់យល់ទេសែតមែនផឹកច្រើនម៉ែស្នេហាធ្វើឲ្យឈឺចាប់យប់ហ្នឹងបានកន្លងផុតទៅចំណែកចោមក៏បានមកដល់ផ្ទះហើយចោមពេលនេះកំពុងតែគូររូបលោកចែមគឺលោកចែមតែងខ្លួនជាសាន់តាពេលដែលចោមបានគូហើយហ្នឹងចោមឆ្ងល់ថាមិនគាត់អត់តឆ្លងទៅសម័យវិញចឹងដោយសារតែគាត់ហ្នឹងបានឃើញរូបគំនូរលោកចែមហ្នឹងនៅពេលសម័យរបស់គាត់ខ្ញុំគួរឲ្យឆ្លងពេលនេះអត់ឆ្លងខូចចិត្តបាត់ហើយដល់មកខូចចិត្តពេកណាក៏បានបោករូបគំនូរ2 3ផាំងទៅដែលធ្វើភ្លើងក្នុងផ្ទះហ្នឹងឡើងផ្លាប់ផ្លែតតាមការបោករបស់គាត់ប៉ុន្តែកុំឆ្ងល់ច្រើនចោមក៏អត់ដឹងថាគាត់កំពុងឆ្លងដល់សម័យវិញទេពេលដែលចោមបានឮសូរសម្លេងអ្នកសម័យបាននិយាយគ្នាណាបានថាដឹងខ្លួនចោមក៏បានឮសូរសម្លេងពូតានមុនគេបន្ទាប់មកគាត់ក៏បានដើរទៅក្នុងផ្ទះហ្នឹងដើម្បីមើលប៉ុន្តែដើរទៅមានបានមើលណាផ្ទះហ្នឹងបិទទ្វារដោយអូតូតែម្ដងចោមឃើញចឹងគាត់ឡើងភ័យផងដែរហ្នឹងបន្ទាប់មកទៀតឃើញបរិបពីរនាក់ណាក៏បានដើរចេញមកគឺថាបរិបទាំងពីរនាក់នោះគឺជាកូនចៅរបស់ពូតានទេបន្ទាប់មកទៀតក៏បានឃើញពូតានជាមួយនឹងចោមសម័យណាក៏បានចេញមកតែរឿងរបស់យើងកាន់តែវល់ហើយគឺថាចោមមានពីររូបចោមសម័យមួយចោមបុរាណមួយដោយចោមសម័យពីមុនហ្នឹងបានឆ្លងពេលវេលាមកដល់សម័យបុរាណហើយប៉ុន្តែចោមសម័យបច្ចុប្បន្នឥឡូវហ្នឹងជាអ្នកណាគេមកពីណាដែរដែលចោម CVD ដបណាក៏ឆ្ងល់ដោយ admin ដែរគាត់កំពុងតែអត់យល់ពីខ្លួនគាត់ទេចោម CVD ហ្នឹងក៏បានដើរទៅកាន់ចោមសម័យគឺចោមសម័យពេលនេះក៏បានបាំងហឹបបុរាណនឹងមើលគឺថាមានរូបគំនូរនិងវត្ថុអនុស្សាវរីយ៍មួយទៀតតែចោម CVD ណាក៏បានឃើញចឹងទៅក៏ឆ្ងល់ថាវត្ថុនោះគឺជាអ្វីគេដោយសារតែវត្ថុនៅក្នុងហឹបទាំងអស់នោះសុទ្ធតែជាកម្មសិទ្ធិរបស់ចោម CVD ហ្នឹងក៏បានព្យាយាមហៅចោមសម័យដែរចោមសម័យគាត់មើលឃើញស្មោលទេគាត់អត់បានមើលឃើញច្បាស់ទេចោមសម័យពេលណាគាត់ភ័យណាប៉ុន្តែគាត់តាំងស្មារតីបានគាត់ឆ្ងល់ដែរគាត់យកទូរស័ព្ទរបស់គាត់ណាមកថតមើលពេលគាត់បានថតហើយហ្នឹងចោមបុរាណរបស់យើងណាក៏នឹកឃើញការពីគាត់មិនទាន់ឆ្លងពេលវេលា
ពេលដែលគាត់មិនទាន់បានឆ្លងពេលវេលានោះហើយគាត់ក៏ធ្លាប់ថតរូបចឹងដែរប៉ុន្តែពេលនោះហើយគាត់បានឃើញសម្ោតដូចគ្នាហើយពេលនេះដែរចងសម័យណាថតរូបហើយហ្នឹងក៏បានឃើញសម្ោតហ្នឹងមិនបានឃើញរូបច្បាស់ទេពេលដែលឃើញបែបហ្នឹងហើយសួរថាចងសម័យនៅឈរទីនឹងធ្វើអីទៀតបើខ្មោចមកលងចឹងឯហ្នឹងមិនរត់ប្រចទៅចងសម័យមិនបងអង្គយូរឡើយក៏បានរត់ប្រចទៅប៉ុន្តែចងបុរាណណាក៏បានដេញតាមរប៉ុន្តែមិនបាច់តាមរទេពេលនេះបានឆ្លងមកដល់បុរាណវិញឯហ្នឹងដោយចោមគាត់បានស្រែកលឺខ្លាំងពេកខូនយាយបានលឺក៏បានមកមើលចោមថាមានរឿងអ្វីកើតឡើងតែចោមកំពុងតែហៅអ្នកណាចោមកុំកុហកខ្ញុំគឺថាចោមបានខកខូនយាយថាគាត់សបនអាក្រក់ប៉ុន្តែខូនយាយក៏បាននិយាយថានេះមិនមែនជាលើកទី1ទេដែលខ្ញុំបានឃើញចោមបានស្រែកហៅបែបនេះចោមក៏បានរៀបរាប់ប្រាប់ទៅកាន់ខុនយាយទៅគាត់បាននិយាយថាគាត់កំពុងតែសុបិនប៉ុន្តែការសុបិនរបស់គាត់មិនមែននៅទីនេះទេគឺនៅបច្ចុប្បន្នកាលវាពិបាកដល់ហើយខុនយាយខ្ញុំមិនដឹងថាគួររៀបរាប់ប្រាប់អ្នកយ៉ាងណាទេដើម្បីឲ្យអ្នកយល់ពីសុបិនមួយហ្នឹងខុនយាយឃើញចោមសុបិនអាក្រក់អញ្ចឹងខុនយាយក៏បានហៅចោមទៅគេងបន្ទប់ជាមួយគាត់ពេលដែលលើបែបនោះហើយចោមឡើងភ័យខុនយាយហៅគាត់ទៅគេងជាមួយប៉ុន្តែខុនយាយក៏បានបញ្ជាក់ដែរគាត់ហៅទៅគេងហ្នឹងមិនមែនមានន័យថាគេងក្រេជាមួយគាត់ទេចោមមកដែរវិញឡើងធូរចិត្តដែរនៅពេលដែលឮថាមិនមែនកេងក្រេជាមួយគ្នាដោយចោមក៏បានសួរទៅកាន់ខុនយាយវិញថាតែខុនយាយណាបាននិយាយអ្វីខ្លះជាមួយនឹងលោកចែមដោយខុនយាយតបមកកាន់ចោមវិញថាតែចោមបានដឹងអ្វីខ្លះពីលោកចែមដែរចោមក៏បានឆ្លើយទៅកាន់ខុនយាយមុនទៅថានៅពេលដែលខុនយាយមកនៅហ្នឹងលោកចែមមិនមកសន្ទនាជាមួយនឹងគាត់ការសន្ទនានោះគឺនិយាយរឿងធម្មតាទេវាគ្មានសាច់ការអ្វីហងខុនយាយក៏បាននិយាយថាអត់អីទេចាខុនយាយក៏គ្រាន់តែឆ្ងល់ទេអំពីរឿងដែលតាក់ទងជាមួយនឹងបងថ្លៃរបស់គាត់ដោយដែលគាត់បានប្រាប់ចោមកាលពីលើកមុនអញ្ចឹងទឹកមុខរបស់ខុនយាយបានប្រែអ្នកទាំងអស់គ្នាហើយកាលមុននិយាយអ្វីក៏ញញឹមដែរជាមួយនឹងចោមពេលនេះហាមុខឡើងស្ងួនខុនយាយក៏បានសួរទៅកាន់ចោមថាតើរូបគំនូរនោះហាជារូបគំនូររបស់អ្នកណាចោមបានរលlạiដោះសារមិនឲ្យខុនយាយមើលទេបើឲ្យមើលយ៉ាងម៉េចបើឲ្យមើលទៅផ្ទុះព្រំភ្លើងអបហើយអាទៀភ្លើងបុកគ្នាឯហ្នឹងខុនយាយក៏បាននិយាយថាអត់មើលក៏បានដែរគាត់ចូលគេងមុនហើយព្រឹកស្អែកក៏បានចូលមកដល់ដែរបង្ហាញពីសកម្មភាពរបស់ចោមយើងណាបានដើរផ្សារជាមួយនឹងមីកំពុងតែរៀបរាប់ទូលំបាករបស់គាត់ចង់ទៅស្រួលនៅក្រោមដីតែម្នាក់ឯងទេប៉ុន្តែចោមក៏មិនបានស្ដាប់គាត់ទេគឺថាស្មារតីរបស់ចោមអត់នៅនឹងខ្លួនទេមីក៏បានបញ្ញាក់ចោមទៅចោមក៏បានស្ដីឲ្យមីថាមីហេតុអ្វីក៏ឯងធ្វើអែមហ្នឹងអត់ដឹងថាយើងភ័យដែលមីក៏បាននិយាយថាយើងខំរៀបរាប់ទូលំបាករបស់យើងប្រាប់ឯងតាំងពីថ្ងៃចេញពីផ្ទះរហូតមកផ្សារហេតុអ្វីក៏ឯងមិនស្ដាប់យើងសោះចឹងទូលំបាករបស់មីហ្នឹងមីប្រហាត់ជ្រូកប៉ុន្តែជ្រូកហ្នឹងរត់ទៅជុលច្វាយរបស់គាត់ហ្នឹងប៉ុន្តែអត់ត្រូវតនកម្មទេដែលសារបានវងកែវជួយគាត់ដោយវងកែវពេលនេះខ្លាចជាសំណប់ចិត្តរបស់ Robert ហើយកំពុងតែនិយាយពីវងកែវវងកែវក៏បានមកដល់ដែរហ្នឹងពេលដែលវងកែវមកដល់ហ្នឹងក៏បានប្រាប់ពួកគាត់ទាំងពីរនាក់ហ្នឹងឲ្យរកកន្លែងមួយស្ងាត់និយាយគ្នាបានអត់គាត់ចង់និយាយគ្នានៅទីហ្នឹងទេខ្លាចអូមហ្នឹងកំពុងតែដើររកគាត់ផងនោះកម្មវិធីរបស់វងកែវពេលនេះចម្លែកដែរហ្នឹងយើងក៏លេងមកមួយច្បាយរបស់ចោមពេលនេះច្បាយរបស់ចោមហ្នឹងបានចូលបន្ទប់របស់ចោមហើយគឺច្បាយរបស់គាត់ណាចង់ដឹងថារូបគំនូររបស់ចោមគូណាជារូបគំនូររបស់អ្នកណាចប់ហើយពេលនេះចោមរូបគំនូរនោះគឺជារូបគំនូររបស់ចែមហ្នឹងខូនយាយបានឃើញហើយខូនយាយកំពុងតែប្រច័ណ្ឌចោមជាមួយនឹងចែមពេលនេះចោមបានគូរូបចែមទៀតតែយល់យ៉ាងណាទៅអ្នកទាំងអស់គ្នាអើយហើយក៏បាននឹកឃើញនៅសម្ដីរបស់ចែមបាននិយាយថាគាត់រីករាយនឹងជួយរៀននេះបើសិនជាម្នាក់នោះគឺជាចោមប្រច័ណ្ឌព្រោះតែស្រឡាញ់ខុសទេប៉ះកង្វល់ជាមួយ admin ច្រើនពេកយើងមកមើលសកម្មភាពវងកែវជាមួយនឹងចោមម្ដងពេលនេះដែរវងកែវបាននាំចោមមកបលែងផ្ទះរបស់គាត់ឈុតឆាកនេះគេរៀបរាប់ពីជីវិតរបស់វងកែវហើយវងកែវបានជួបម្ដាយរបស់គាត់ហើយបានណែនាំចោមទៅម្ដាយរបស់គាត់ដែរប្រាប់ថាចោមហ្នឹងគឺជាមនុស្សល្អដែលតែងតែជួយវងកែវជានិច្ចវងកែវក៏បានរៀបរាប់ពីដំណើរជីវិតរបស់គាត់ហើយប្រាប់ថាចោមផ្ទះនេះគឺជាផ្ទះថ្មីរបស់ខ្ញុំទេតែចាស់របស់ខ្ញុំហ្នឹងត្រូវបានភ្លើងឆេះហើយសាកស្នាមលើមុខរបស់ម្ដាយខ្ញុំហ្នឹងត្រូវរងគ្រោះដោយសារគីភ័យនៅឪពុករបស់ខ្ញុំត្រូវដុតស្លាប់ទាំងរស់នៅក្នុងផ្ទះតែម្ដងបន្ទាប់ពីគ្រួសាររបស់ខ្ញុំជួបបញ្ហានោះហើយមកហ្នឹងម្ដាយរបស់ខ្ញុំគិតថា Robert គឺជាមនុស្សល្អដែលមកជួយគាត់ក្នុងគ្រាដែលគាត់លំបាកម្ដាយរបស់វងកែវហ្នឹងបានឲ្យវងកែវរៀបការជាមួយ Robert ទៅតែនៅពេលនេះវងកែវបានដឹងហើយគ្រប់យ៉ាងមិនមែនល្អដូចជាអ្វីដែលគាត់ឃើញទេមុនពេលដែលគ្រួសាររបស់គាត់ជួបគ្រោះថ្នាក់ហ្នឹង Robert ហ្នឹងបានចូលស្ដីវងកែវម្ដងហើយតែវងកែវគាត់មិនព្រមនោះទេដោយសារតែគាត់ហ្នឹងមានអូមជាទីសន្តិចិត្តរបស់គាត់ហើយបន្ទាប់មកមិនយូរប៉ុន្មានក៏មានភ្លើងឆេះផ្ទះរបស់គាត់តើចោមមិនគិតថារឿងនេះចម្លែកទេឬវងកែវក៏បានបញ្ជាក់ដែរថាគាត់បានហៅចោមមកទីនេះដើម្បីរៀបរាប់រឿងគ្រប់យ៉ាងណាប្រាប់ទៅកាន់ចោមហើយវងកែវក៏អរគុណចោមច្រើនដែរដែលចោមបានយកសម្បត្តិឲ្យគាត់កាលពីលើកមុនដូចនេះវងកែវពេលនេះកំពុងតែសង្ស័យជាមួយនឹង Robert ហើយចោមក៏បានប្រាប់ទៅកាន់វងកែវថាខូនយាយកំពុងតែស៊ើបអង្កេតរឿងនេះដែរគឺថាខូនយាយណាកំពុងតែសង្ស័យជាមួយនឹង Robert ដែលជាបងថ្លៃរបស់គាត់ហ្នឹង
គឺចាប់តាំងពីពេលនេះទៅវងកែវគាត់ព្យាយាមសម្ដែងឲ្យខ្លាចជាសំណប់ចិត្តរបស់រ៉ូបឺតហើយវងកែវក៏បានចូលទៅក្នុងបន្ទប់រ៉ូបឺតដើម្បីរកឯកសារមួយចំនួនពាក់ព័ន្ធនឹងអគ្គិភ័យភ្លើងឆេះផ្ទះរបស់គាត់ការខូចខាតគ្នាអញ្ចឹងទៅពេលដែលកំពុងតែរកហ្នឹងរ៉ូបឺតក៏បានចូលមកដល់ភ្លាមតែម្ដងចំណែកវងកែវក៏ឆ្លាតដែរគាត់ក៏បាននិយាយថាគាត់ចូលមកបោសសម្អាតឲ្យរ៉ូបឺតទេវងកែវឆ្លាតណាស់គាត់ក៏បានប្រើវិញ្ញាស្ត្រីរបស់គាត់អូសទាញរ៉ូបឺតឲ្យឆ្លងផុតគ្រោះថ្នាក់មួយនឹងទៅព្រឹកឡើងក៏ចូលមកដល់ចំក៏ទៅរៀបបន្ទប់របស់កូនយាយតាមដូចជារាល់ដងចំណែកកូនយាយពេលនេះក្រោកពីដេកមកស្ទាវហ្មងណាកូនយាយបានប្រែជាដាច់យាយហើយគាត់កំពុងតែកំសត់ខ្លួនណាកូនយាយបាននិយាយថាខ្ញុំគឺជាមនុស្សឯកាហើយខ្ញុំក៏អាចមើលថែខ្លួនឯងបានដែរខ្ញុំមិនចង់រំខានដល់អ្នកដទៃដែលមិនពេញចិត្តធ្វើនោះទេហើយក៏គ្មាននរណាម្នាក់អាចមើលថែខ្ញុំជារៀងរហូតបានដែរចំហើយឡើងឆ្ងល់ថាកូនយាយណាខ្មោចចូលមែនទេបានប្លែកមែនចំក៏បានចូលបន្ទប់កូនយាយដើម្បីរៀបចំប៉ុន្តែកូនយាយបានរៀបចំស្អាតហើយហ្នឹងកូនយាយពេលនេះឡើងក្មេងតូចក៏បានដេញចំទៅធ្វើការងារផ្សេងទៅមិនវល់ជាមួយគាត់ទេអើយមានរឿងអីទៀតហើយណាកូនយាយបានខឹងជាមួយនឹងចំទៀតហើយហ្នឹងចំណែកចំគាត់ឡើងកញ្ញាញ់ខូហើយគាត់ដឹងថាមូលហេតុអីបានកូនយាយខឹងគាត់ចំកំពុងតែយកចិត្តច្បាយគាត់ហើយគាត់យកនំឲ្យច្បាយគាត់ប៉ុន្តែមិនហ៊ានដែរចូលសុកចិត្តគួរទ្វារសិនចំក៏បាននិយាយថាអាហារសម្រាប់ហ្នឹងមកដល់ហើយច្បាយពេលនៅពេលដែលឃើញចំបានចូលមកគៀគាត់ចឹងគាត់ក៏បានបិទសភៅទៅឲ្យដើរចេញបានច្បាយពេលនេះកំពុងតែលេងចរកាយឡើងខ្មើតចំក៏បានហៅច្បាយឈប់សិនតែច្បាយកំពុងតែខឹងខ្ញុំរឿងអ្វីមែនច្បាយពេលនេះអត់ឆ្លើយតបទេប៉ុន្តែដើរទៅគៀកជាមួយនឹងចំខ្លាំងណាគឺថាច្បាយណាបានដើរចូលទៅគៀកជាមួយនឹងចំហើយកខ្សែភ្នែករបស់គាត់មើលខ្សែភ្នែករបស់ចំគួរឲ្យញាក់សាច់ហើយច្បាយក៏បាននិយាយថាគាត់ក៏ដឹងដែរថាអារម្មណ៍របស់គាត់មានចំពោះចំវាឈួតឡប់អីច្បាយបាននិយាយបណ្ដាដើរចូលទៅគៀកចំបណ្ដាចំក៏តែដើរថយក្រោយទេច្បាយក៏បាននិយាយថាតើទង្វើរបស់គាត់រាល់ថ្ងៃហ្នឹងវាមិនបានជ្រាបចូលទៅដល់ក្នុងបេះដូងចំបន្តិចតទៅសោះមែនទេច្បាយបាននិយាយចឹងហើយគាត់បានដើរចូលគៀកចំប៉ុន្តែចំថយក្រោយលេងកើតហើយដោយសារទើសជាមួយនឹងសសរផ្ទះកូនយាយក៏បន្តការសារភាពរបស់គាត់ទៅកាន់ចំបន្ថែមទៀតកូនយាយក៏បាននិយាយថាទង្វើរបស់ខ្ញុំរាល់ថ្ងៃហ្នឹងវាមិនទាន់ជ្រាបដល់បេះដូងរបស់ចំទេឬមួយក៏ឲ្យខ្ញុំហ្នឹងសរសេរកំណាព្យដល់វ័យអនឡាញដើម្បីប្រាប់ទៅកាន់ចំតែខ្ញុំគួរតែប្រាប់ចំដោយរបៀបណាដើម្បីឲ្យចំយកអារម្មណ៍របស់ខ្ញុំនៅពេលនេះហើយអ្នកបុរាណគេសារភាពស្នេហ៍ថងចឹងហ្មងឯងធ្វើឲ្យអ្នកសម័យនេះកាំងអៀនពេកចឹងនិយាយអីលេងចាញ់បាត់ហើយចំពោះមុខហ្នឹងក៏គៀកគ្នាដែរនៅពេលដែលសារភាពហ្នឹងហើយកខ្សែភ្នែករបស់ខុនយាយលេងឡើងសាហាវនៅពេលដែលខុនយាយនិយាយហើយហ្នឹងគាត់ក៏បានដើរចាក់ចេញទៅទុកឲ្យចំម្នាក់វិញកំពុងតែឈោគិតតែម្នាក់ឯងចំកំពុងតែគិតថាកំពុងតែសបន់ឬក៏មែនតែនគាត់អត់យល់ទេនេះហេតុអ្វីក៏សាហាវយ៉ាងហ្នឹងចំកំពុងតែថយតែប្រាប់ទៅកាន់មិញព្រេតគឺថាខុនយាយសនប់ចិត្តរបស់មិញព្រេតឯងហ្នឹងមិនដឹងជាមានរឿងអ្វីទេខំខ្ញុំមិនទាន់បាត់ទេហើយខ្ញុំក៏មិនដឹងលួងគាត់ដោយវិធីសាស្ត្រណាដែរខ្ញុំគិតចេញទេបើគាត់នៅតែខឹងចឹងមិញព្រេតក៏បានជួយរកមជ្ឈបាយដើម្បីចំលួងទៅកាន់ខុនយាយគឺចំបានព្យាយាមធ្វើនំដែលខុនយាយចូលចិត្តតាំងពីកុមារភាពរបស់គាត់អត់មែនសូមបញ្ជាក់តែគឺមិញព្រេតពីដំបូងណាមិនចូលចិត្តចំទេពេលនេះមិញព្រេតបានត្រូវគ្នាជាមួយនឹងចំហើយដោយសារតែចំបានជួយគាត់កាលពីលើកមុនចំបានត្រៀមធ្វើនំដើម្បីឲ្យខុនយាយពេលនេះខុនយាយត្រឡប់មកវាយកូនកូលជាមួយនឹងចែមហើយខុនយាយបានទៅវាយកូនកូលជាមួយនឹងលោកចែមមិនដឹងទេពួកគាត់និយាយគ្នាអ្វីខ្លះទេលោកចែមក៏បានប្រាប់ទៅកាន់ខុនយាយដែរថាគាត់បានសារភាពស្រឡាញ់ចំរួចហើយលោកចែមបានសារភាពប្រាប់ចំថាខ្ញុំចូលចិត្តអ្នកចំគឺចូលចិត្តអ្នកតាំងពីពេលដែលជួបអ្នកដំបូងគឺដោយសារតែចំហ្នឹងមានលក្ខណៈសម្បត្តិដូចជាបរិសុទ្ធដែលគាត់ធ្លាប់ស្រឡាញ់ដោយចំក៏បានសួរទៅកាន់លោកចែមថាតើបរិសុទ្ធអ្នកនោះគាត់ទៅដល់ទីណាហើយលោកចែមបាននិយាយថាគាត់បានចាត់ចែងបាត់ទៅហើយចែមក៏បានស្ដាយក្រោយខ្លាំងណាស់ដែរដែលមិនបានសារភាពស្នេហាទៅកាន់បរិសុទ្ធអ្នកហ្នឹងដូចនេះចែមមិនចង់ឲ្យស្ដាយក្រោយដោយលើកមុនណាទៅគាត់សារភាពស្នេហាទៅកាន់ចំទៅគឺថាលោកចែមអាចទទួលបានចម្លើយរបស់ចំគ្រប់បែបយ៉ាងចំក៏បានសុំទៅកាន់លោកចែមគឺថាចំមានមនុស្សជាទីស្រឡាញ់របស់គាត់រួចហើយលោកចែមក៏បាននិយាយថាគាត់បានមើលឃើញហើយគាត់សារភាពនេះព្រោះតែគាត់មិនចង់ឲ្យស្ដាយក្រោយទេលោកចែមក៏បានប្រាប់ទៅកាន់ចំដែរថាចំស្រឡាញ់អ្នកណាសារភាពទៅកុំទុកឲ្យស្ដាយក្រោយពេលវេលាហួសអស់លោកចែមក៏បានប្រាប់ទៅខុនយាយដែរថាដល់ពេលវេលាហើយដែលអ្នកត្រូវសារភាពសុំស្នេហាពីគេបើមិនចឹងទេខ្ញុំនឹងត្រឡប់ទៅលេងជាមួយអ្នកម្ដងទៀតហើយលោកចែមក៏ល្អខ្លាំងមែនតើនៅពេលដែលសុំស្រឡាញ់គេមិនបានហ្នឹងក៏ខ្លាចជាមេនដើកឲ្យគេពីរអ្នកណាស្រឡាញ់គ្នាទៅព្រឹត្តិការណ៍ទាំងអស់បាច់មិញហ្នឹងគឺលោកចែមបានរៀបរាប់ប្រាប់ទៅកាន់ខុនយាយពេលនេះដែរខុនយាយក៏បានឃើញចំកាន់នំយកមកឲ្យគាត់ហើយពេលដែលខុនយាយបានឃើញចំដើរមកណាគាត់ឡើងរៀបរឹកពីរបស់គាត់សារជាថ្មីអត់ដឹងថាខុនយាយគាត់មានរឿងអីទេបើថាធ្វើតក់មកទៅមើលដាក់
จอมครั้งដល់ឡីតែចោមម្លេះវិញខំធ្វើនោមដែលជាសំណប់ចិត្តរបស់ខ្លួនយាយហ្នឹងទៅឲ្យខ្លួនយាយប៉ុន្តែកសែភ្នែករបស់ខ្លួនយាយវិញមើលទៅអត់ចូលចិត្តជាមួយចោមទេឥឡូវហ្នឹងតួតែចោមខំយកចិត្តគាត់យ៉ាងណាក៏ដោយចោមបានខិតខំធ្វើនោមហើយយកចិត្តលើកមកឲ្យហើយខំញញឹមដាក់យ៉ាងស្រស់មួយទៀតណាប៉ុន្តែការខិតខំរបស់ចោមណាខ្លួនយាយមិនអើពើទេខ្លួនយាយក៏បាននិយាយថាអរគុណច្រើនចោមក៏បានតាមលួងខ្លួនយាយដែរគាត់ក៏បាននិយាយថាខ្លួនយាយកុំខឹងខ្ញុំបានអត់នៅពេលដែលអ្នកខឹងខ្ញុំចឹងខ្ញុំនៅអត់សុខទេណាខ្លួនយាយក៏បាននិយាយថាវាមិនមែនជាកំហុសរបស់ចោមទេមកពីខ្ញុំខ្លួនឯងទេដែលមិនចេះគ្រប់គ្រងអារម្មណ៍របស់ខ្ញុំឲ្យនៅស្ងប់ស្ងាត់ចោមកាន់តែមិនយល់ពីសម្ដីរបស់ខ្លួនយាយទៀតហើយខ្លួនយាយក៏បានសួរទៅកាន់ចោមថាតើរូបគំនូរមួយនេះគឺជារូបគំនូររបស់លោកចាមែនទេចោមគ្រាន់តែឮសូរខ្លួនយាយសួរបែបហ្នឹងចោមឡើងភ័យគាត់គិតថាមិនចង្វាយចូលបន្ទប់របស់ខ្ញុំអញ្ចឹងខ្លួនយាយក៏បាននិយាយថាមកពីយើងបានសួរចោមហើយតែចោមមិនព្រមប្រាប់យើងទេដូចនេះយើងចូលទៅមើលដោយផ្ទាល់ក៏បានខ្លួនយាយក៏បានបន្តទៀតថាយើងបានដឹងហើយថាយប់នោះលោកចាបានសារភាពស្រឡាញ់ទៅកាន់ចោមហើយអ្វីក៏ចោមមិនព្រមប្រាប់យើងអញ្ចឹងចោមក៏បាននិយាយថាចោមគាត់ថាវាជារឿងផ្ទាល់ខ្លួនរបស់លោកចាមតែវាគ្មានអ្វីពាក់ព័ន្ធជាមួយនឹងខ្លួនយាយឡើយដូចនេះទៅខ្ញុំមិនហ៊ានប្រាប់ខ្លួនយាយយើងបានស្ងាត់មួយសន្ទុះហើយបាននិយាយថាក៏ព្រោះតែអ្វីទៅណោះគឺថាកូនយាយមិនទាន់និយាយទៀតទេទៅឲ្យចោមចាំស្ដាប់គាត់និយាយក៏ព្រោះតែខ្ញុំចូលចិត្តអ្នកចោមនៅពេលដែលឮសូរថាកូនយាយសារភាពស្នេហ៍ទៅកាន់គាត់មករូបថែមទៀតគាត់ឡើងភាំងស្មារតីនិយាយអ្វីលេងចាញ់ហើយកូនយាយក៏សួរទៅកាន់ចោមដែរថាមានបញ្ហាអ្វីមែនចោមគឺថាចោមគ្មានបញ្ហាអ្វីទេគ្រាន់តែភាំងស្មារតីណាក្នុងមួយថ្ងៃណាមានគេសារភាពសុំស្នេហ៍គាត់រកពីអ្នកឯហ្នឹងចោមបាននិយាយអ្វីច្រើនជាមួយនឹងកូនយាយទេក៏បាននិយាយថាសុំអភ័យទោសកូនយាយហើយចោមបានរត់ទៅកាន់បន្ទប់របស់គាត់បាត់ទៅកូនយាយយើងសុំស្នេហ៍បរាជ័យ2ដងហើយមកដឹងត្រូវធ្វើដូចម្ដេចទេដើម្បីឲ្យចោមព្រមស្នេហាជាមួយនឹងកូនយាយទៅចោមមិនទាន់ទទួលស្នេហារបស់កូនយាយដោយសារតែគាត់នៅគិតគូរវែងឆ្ងាយបើសិនជាកំពុងស្រឡាញ់គ្នាមានបញ្ហាអ្វីកើតឡើងដូចជាគាត់ត្រូវឆ្លងទៅសម័យរបស់គាត់វិញទៅមិនកាន់តែឈឺចាប់ទេអីណាមួយសម័យបុរាណនេះគេរើអើងខ្លាំងទាំងខុនជីងខុនផែនណាស្បាជាមិនទទួលយកមិនបានទេចោមគាត់គិតគូរពីកូនយាយបានវែងឆ្ងាយគាត់មិនចេះទៅតាមចិត្តគាត់ចង់ទេពេលយប់ក៏បានចោមមកដល់ដោយចោមបានទៅរៀបចំបន្ទប់របស់ខុនយាយដូចជារាល់ដងដោយរៀបចំហើយណាក៏បានប្រាប់ទៅកាន់ខុនយាយថាខ្ញុំរៀបចំបន្ទប់រួចហើយចវាយរៀបចំដែលចាក់ចេញហ្នឹងចវាយរបស់គាត់បានខាត់ចោមឲ្យនិយាយគ្នាសិនបើសិនជាចោមធ្វើបែបហ្នឹងអារម្មណ៍របស់គាត់មិនសុខនោះទេចោមនៅធ្វើដឹងខ្លួនទៀតក៏បានសួរទៅកាន់ចវាយថាតើចវាយចង់បានន័យថាម៉េចគឺថាចវាយខុនយាយក៏បាននិយាយថាខ្ញុំកំពុងតែនិយាយអំពីអារម្មណ៍របស់ខ្ញុំណាចំពោះអ្នកចោមដោយការពីខ្ញុំនិយាយការពីលើកមុនអញ្ចឹងប្រសិនបើចោមមិនមានចិត្តមកលើខ្ញុំឬមួយក៏ចោមសោកខ្ញុំចោមឲ្យប្រាប់ខ្ញុំបានដោយនេះខ្ញុំមិនតស៊ូទៀតទេឡើងកំសត់សុំស្នេហ៍ចោមលើកទី3ហើយចោមក៏បាននិយាយថាវាមិនដូច្នេះទេលោកម្ចាស់ចម្លើយតែ3ម៉ាត់សោះហ្នឹងធ្វើអារម្មណ៍របស់កូនយាយផ្លាស់ប្ដូរ360ដឺក្រេចោមក៏បាននិយាយថាចោមគ្រាន់តែខ្លាចថាទំនាក់ទំនងរបស់ពួកយើងទាំងពីរហ្នឹងប៉ះពាល់ដល់អនាគតរបស់កូនយាយហើយបញ្ហាធំមួយទៀតហ្នឹងគឺជាកូនលួងនិងកូនផែនមួយទៀតសង្គមបច្ចុប្បន្ននេះគឺគេមានរើសអើងខ្លាំងណាស់នេះគឺជាបញ្ហាជុំវិញខ្លួនអ្នកដោយចោមបានប្រាប់ទៅកាន់កូនយាយថាឲ្យកូនយាយណាគិតម្ដងទៀតទៅគិតឲ្យច្បាស់សិនកូនយាយនិយាយមកឡើងអងអាចគាត់បាននិយាយថាគាត់មិនខ្វល់ទេអំពីបញ្ហាជុំវិញខ្លួនបញ្ហាគ្រួសារឬសង្គមអ្វីហ្នឹងគាត់អាចដោះស្រាយបានប៉ុន្តែអ្វីដែលគាត់ធ្វើមិនបាននោះគឺការរស់នៅដោយគ្មានវត្តមានរបស់ចោមប្រសិនបើជីវិតរបស់គាត់គ្មានវត្តមានរបស់ចោមទេគាត់នឹងខូចចិត្តខ្លាំងហើយកូនយាយក៏បានចាប់ដៃរបស់ចោមហើយឲ្យចោមមើលមុខរបស់គាត់ហើយចាំឆ្លើយសំណួរដែលគាត់សួរថាតើចោមយល់ព្រមធ្វើជាគូស្នេហ៍របស់កូនយាយដែរឬទេបន្ទាប់ពីសម្ដែងសម្លាគ្រាមួយសន្ទុះក្រោយមកហ្នឹងចោមមិនទាន់ឆ្លើយទៅកាន់កូនយាយភ្លាមទេចោមក៏បានគិតឃើញថាលោកចែមបានប្រាប់ទៅកាន់ចោមថាបើសិនជាយើងស្រឡាញ់នរណាម្នាក់ហ្នឹងសារភាពភ្លាមទៅកុំឲ្យថាវាហួសពេលចោមក៏បានឆ្លើយតបទៅកាន់កូនយាយដោយការងក់ក្បាលហ្នឹងមិនហ៊ានហាមាត់ទេកូនយាយពេលឃើញតែចោមយល់ព្រមជាមួយនឹងគាត់ក៏បានស្ទុះទៅអោបចោមភ្លាមគឺថាកូនយាយក៏សប្បាយចិត្តខ្លាំងណាស់នៅពេលដែលចោមយល់ព្រមជ្រើសរើសរកគាត់ហ្នឹងធ្វើជាគូស្នេហ៍ប្រិយមិត្តទាំងអស់គ្នាត្រង់ហ្នឹងអាចស្ដាប់បទ Baby Angel បានណាពេលនេះចោមបានជួបស្នេហ៍ពិតរបស់គាត់ក្នុងអតីតកាលពិតប្រាកដហើយកូនយាយក៏បានឲ្យចោមទៅអង្គុយលើគ្រែសិនទៅគាត់មានវត្ថុអនុស្សាវរីយ៍ឲ្យចោមគ្រាន់តែឲ្យចោមទៅអង្គុយលើគ្រែទេប៉ុន្តែគាត់សុទ្ធតែកាន់ដៃចោមទៅអង្គុយតែត្បូងវាអញ្ចឹងហើយគឺថាវត្ថុអនុស្សាវរីយ៍នោះគឺវត្ថុបញ្ចាំស្នេហ៍រវាងចោមនិងកូនយាយចំណែកចោមវិញក៏ប្រាប់ទៅកាន់កូនយាយថាគាត់ក៏មានវត្ថុអនុស្សាវរីយ៍មួយទៅឲ្យកូនយាយដែរ
คนย้ายก็បានបញ្ជាក់ប្រាប់ចោមដែរថាស្រែហារបស់ជើងតែពីរនាក់ហ្នឹងវាបានចាប់ផ្ដើមហើយដែលកាដូរបស់ចោមឲ្យទៅកាន់កូនយាយហ្នឹងគឺរូបគំនូរមួយផ្ទាំងដែលកូនយាយក៏ពោលតែគេងដកអាវកូនយាយក៏បាននិយាយឌឺទៅកាន់ចោមដែរកូនយាយគិតថាមានតែរូបគំនូររបស់លោកចែមតែម្នាក់តាចោមក៏បានធ្វើការបកស្រាយទៅថារូបគំនូររបស់លោកចែមណាគាត់គូមិនបានយកចិត្តទុកដាក់ទេរូបគំនូររបស់កូនយាយហ្នឹងទើបរូបគំនូរដែលគាត់យកចិត្តទុកដាក់កូនយាយក៏បានអង្គុយរង្កិលគៀកទៅកាន់ចោមដល់អង្គុយគៀកចោមពេលយ៉ាងហ្នឹងចោមឡើងភ័យខ្លួនដែរក៏បានសួរទៅកាន់កូនយាយថាហេតុអ្វីបានជាកូនយាយអង្គុយចិត្តខ្ញុំយ៉ាងនេះចោមក៏បានសួរបន្ថែមទៀតថាតើកូនយាយរៀបបំរុងនឹងធ្វើអ្វីហ្នឹងកូនយាយមិនបានឆ្លើយតបទៅកាន់ចោមទេយកដៃទៅកាន់ករបស់ចោមរៀបបំរុងធ្វើអីហ្នឹងកូនយាយក៏បាននិយាយថាខ្ញុំគ្រាន់តែគិតថាតើមូលហេតុអ្វីទៅដែលខ្ញុំស្រឡាញ់អ្នកខ្លាំងយ៉ាងនេះចោមដោយចោមក៏បាននិយាយទៅកាន់កូនយាយដែរថាហេតុអ្វីបានជាកូនយាយមានមាត់ផ្អែមយ៉ាងនេះកូនយាយឡើងប៉ាន់ក៏បានសួរទៅកាន់ចោមថាតើចោមដឹងថាផ្អែមដោយរបៀបណាតើចោមធ្លាប់ភ្លក់វាហើយឬនៅបាននិយាយថាផ្អែមហ្នឹងចោមក៏បាននិយាយថាអញ្ចឹងខ្ញុំនឹងភ្លក់វាឥឡូវហ្នឹងហើយ OMG អ្នកទាំងអស់គ្នាមិនភាកនេះវាស្វីតខ្លាំងម៉ងចោមក៏បានធ្វើការភ្លក់មាត់របស់កូនយាយតើវាផ្អែមដោយអ្វីដែលកូនយាយបាននិយាយឬក៏អត់ពេលដែលចោមបានភ្លក់មាត់របស់កូនយាយហើយណាចោមក៏ដកមាត់របស់គាត់ចាញ់ហើយកូនយាយក៏បាននិយាយថាចាំបន្តិចគាត់ម្ដងគឺថាកូនយាយបានភ្លក់មាត់របស់ចោមវិញចឹងដល់មាត់របស់ចោមមានរសជាតិបែបណាបន្ទាប់ពីថើមាត់គ្នាអស់ចិត្តរួចហើយណាកូនយាយក៏បានសួរទៅកាន់ចោមថារសជាតិមិនដែររសជាតិផ្អែមដូចចោមគិតអត់តមកហាមាត់ឆ្លើយចោមក៏បានងក់ក្បាលប្រាប់ទៅកាន់កូនយាយទៅថាវាផ្អែមរវល់តែខឹងគ្នាចោះឡើងបន្ទាប់មកស្វីតតាមក្រោយហ្នឹងភាព6របស់យើងឈានមកដល់ទីបញ្ចប់បាត់ហើយដោយភាព7ជាភាពបន្តហ្នឹងគេចេញនៅថ្ងៃសុក្រដូចនេះថ្ងៃសៅរ៍ទើបអេដមីនបានសម្រាយឲ្យអ្នកទាំងអស់គ្នាទស្សនាបន្តទៀតដោយឈុតឆាកភាព7របស់យើងហ្នឹងក៏បង្ហាញបណ្ដាដែរគឺថាពួកគាត់ទាំងពីរនាក់កូនយាយនិងចោមណាស្វីតគ្រប់ទីកន្លែងដល់ស្វីតគ្រប់ទីកន្លែងពេកទៅច្បាស់ជាបែកកាយចាំមើលទៅតួអង្គស្រីម្នាក់ទៀតក៏បានចូលមកដល់ដែរតែចូលមកឡើងស្និទ្ធស្នាលជាមួយនឹងកូនយាយធ្វើឲ្យចោមឡើងខូចចិត្តតែមិនបាច់ខូចចិត្តទេចោមពេលមកដល់ផ្ទះស្វីតដូចដើមដដែលអរគុណច្រើនប្រិយមិត្តទាំងអស់គ្នាដែលទស្សនាការសម្រាយវល់របស់ Admin Ben 10មកដល់ទីបញ្ចប់ហ្នឹងណាដោយសាររឿងរបស់យើងណាគឺមានចំនួន12ភាគដែល Admin កាន់មួយវីដេអូនេះទើបតែបាន6ភាគទេ6ភាគទៀតរងចាំគេអាប់ឡូតមកទើប Admin សម្រាយបន្តទៀតហើយវីដេអូនេះងាយស្រួលមែនតើពីភាគ1ដល់ភាគ6មិនបាច់អ្នកទាំងអស់គ្នាចុចដូរវីដេអូញ៉ៃអ្វីទេ Admin រៀបចំឲ្យអ្នកទាំងអស់គ្នាងាយស្រួលក្នុងការមើលហើយ Admin ណាសូមពឹងអ្នកទាំងអស់គ្នាមួយឲ្យជួយ Subscribe Channel របស់ Admin ថ្មីផងសាប់ឲ្យទៅអ្នកទាំងអស់គ្នាឲ្យវាអត់ខាតអីទេនៅពេលដែលខូចអានេះទៅយើងជួបគ្នាក្នុង channel ថ្មីកុំឲ្យដើមវ័យគ្នាដូចពេញព្រៃ Amazon អរគុណច្រើនអ្នកទាំងអស់គ្នានឹងជួបគ្នាក្នុងវីដេអូក្រោយបើសិនជាគេចេញភាពបន្តហ្នឹង Admin នឹង upload ភាពបន្តនៅក្នុង channel របស់ Admin បន្តទៀត